ពេលបុរសនេះដឹងខ្លួនគាត់មើលជុំវិញដោយមិនដឹងថានៅឯណាទេប៉ុន្តែភ្លាមនោះគាត់ក៏យល់គាត់កំពុងឈរនៅកណ្ដាលសង្វៀនប្រយុទ្ធរបស់ទាសករគូប្រកួតរបស់គាត់គឺចន់ឈួតលីលាឈ្មោះ Butcher សង្វៀនទាំងមូលពិតជាពេញចិត្តនឹងអ្នកប្រយុទ្ធដ៏ស្រេកឈាមនេះខ្លាំងណាស់ដែលមិនបង្អង់យូ Butcher បានលោតទៅរកបរិសរបស់យើងជាមួយញញ័រយក្សរបស់គេហើយវាយប្រហារយ៉ាងខ្លាំងសង្វៀនទាំងមូលស្រែកហូរកជ្រៀវដោយជឿថាគ្រប់យ៉ាងត្រូវចប់ប៉ុន្តែពេលធូលីរសាត់បាត់ Butcher សឹងតែមិនជឿភ្នែកខ្លួនឯងតួឯងយើងកំពុងឈរលើញញួរនោះយ៉ាងមានសុវត្ថិភាពហើយគេក៏បានបញ្ចូលវីតាមីនទៅក្នុងដាវរបស់ខ្លួនរួចរាល់ដែរមុនពេល Butcher ដឹងខ្លួនគេលោតទៅមុខយ៉ាងលឿនដូចក្រន្ទះហើយបញ្ចប់គ្រប់យ៉ាងត្រឹមមួយដាវសាកសព Butcher ក៏ដួសភូកនៅពីក្រោយពេលនេះសង្វៀនទាំងមូលកំពុងស្រែកហៅឈ្មោះគេលើកលែងតែអ្នកមើលដ៏មានទ្រព្យសម្បត្តិដែលទើបតែខាត់បងប្រាក់យ៉ាងច្រើនដោយសັບភ្នល់តាគេចាញ់តើគេជានរណាហើយហេតុអ្វីអ្នកកាន់ដាវដ៏ពូកែម្នាក់នេះមកធ្លាក់ខ្លួនក្នុងសង្វៀនទាសករអញ្ចឹងក្រោយពួកបិសាចខូខើវាគៀបមនុស្សដល់ទីតាំងចុងក្រោយក្នុងទីក្រុងអាឡេពួកវាបានសម្លាប់រង្គាលមនុស្សទាំងអស់គ្មានសល់ឡើយកូលីនហោគឺជាមនុស្សចុងក្រោយគេបំផុតដែលនៅរស់រានមានជីវិតហើយសូម្បីតែគេក៏អស់កម្លាំងរលីងដែរក្រោយពីឆ្លងកាត់រឿងទាំងនេះគេបានតទល់ពួកបិសាចទាំងនេះក្នុងនាមជាអ្នកប្រើដាវខ្លាំងបំផុតប្រចាំពិភពលោកនេះប៉ុន្តែសូម្បីតែកម្លាំងនោះក៏លែងគ្រប់គ្រាន់ដើម្បីផ្លាស់ប្ដូរស្ថានភាពនេះទៀតដែរបិសាចឈរនៅពីមុខគេបានសើចំអកដែលគេនៅតែប្រឹងតស៊ូប្រយុទ្ធទោះជាសល់តែខ្លួនឯងរស់រានក៏ដោយស្របពេលជាមួយគ្នានោះវាក៏បានទទួលស្គាល់ការខិតខំរបស់គេតាមរបៀបចម្លែករបស់វាហើយសម្រេចចិត្តផ្ដល់រង្វាន់ឲ្យដោយទុកសិទ្ធិឲ្យគេជ្រើសរើសពីរបៀបស្លាប់ដែលគេចង់បានពេលកំឡោះអស់កម្លាំងនេះសម្លឹងមើលការតស៊ូរបស់ខ្លួនរលាយបាត់បង់គំនិតគេក៏នឹកដល់ពេលដែលសុបិនអាក្រក់នេះចាប់ដើមដំបូងរយៈពេល1ឆ្នាំមកហើយតាំងពីពួកបិសាចលេចមកក្នុងពិភពលោកនេះដោយគ្មានអ្នកណាដឹងខ្លួនជាមុនដោយសារមនុស្សទុនខ្សោយជាងពួកវាបិសាចទាំងនោះគ្មានបញ្ហាក្នុងការវាយលុកទីក្រុងមួយទៅទីក្រុងមួយយ៉ាងងាយស្រួលឡើយហើយថែមទាំងចូលដល់រាជធានីទៀតផងក្រុមទាហានបានប្រឹងប្រែងទប់ទល់អស់ពីលទ្ធភាពរបស់ពួកគេប៉ុន្តែមនុស្សធម្មតាគ្មានវេទមន្តពិតជាមិនអាចតទល់នឹងបិសាចប្រើវេទមន្តទាំងនោះឡើយវេទមន្តពិតជាមាននៅក្នុងពិភពលោកនេះមែនប៉ុន្តែបញ្ហាធំបំផុតគឺវាត្រូវបានរក្សាទុកសម្រាប់តែពួកអភិជនប៉ុណ្ណោះពួកអភិជនទាំងនេះតែងតែគិតថាខ្លួនជាវីរៈបុរសដែលត្រូវមកសង្គ្រោះមនុស្សជាតិប៉ុន្តែវេទមន្តដ៏ខ្សោយរបស់ពួកគេសូម្បីតែប្រកួតជាមួយបិសាចលំដាប់ទាបក៏មិនឈ្នះដែរខូលីននឹកដល់សៀវភៅវេទមន្តហាមឃាត់មួយរបស់គេដែលអនុញ្ញាតឲ្យគ្រប់គ្នាអាចប្រើវេទមន្តបានដោយមិនខ្វល់ពីឋានៈទោះយ៉ាងណាគេស្ដាយក្រោយដែលរកវាឃើញយឺតពេលដោយដឹងថាគ្រប់យ៉ាងអាចនឹងខុសគ្នាស្រឡះប្រសិនបើគេបានវាមុននេះពេលរឿងរ៉ាវត្រឡប់មកកាន់ពេលបច្ចុប្បន្នបិសាចនោះបានសួរគេម្ដងទៀតថាតើគេបានសម្រេចចិត្តជ្រើសរើសវិធីស្លាប់ហើយឬនៅវាបានផ្ដល់យោបល់បែបលេងសើចដូចជាកាត់ដៃជើងរបស់គេឬដុតគេទាំងរស់រហូតដល់ខ្លាយជាផេះប៉ុន្តែខូលីនបដិសេធមិនព្រមចុះចាញ់ក្នុងស្ថានភាពដ៏អស់សង្ឃឹមនេះឡើយហើយប្រាប់បិសាចនោះឲ្យបិទមាត់បន្ទាប់មកគេក៏ស្ទុះទៅរកបិសាចនោះដើម្បីការប្រយុទ្ធចុងក្រោយប៉ុន្តែវាឯករាជ្យរាងការវាយប្រហាររបស់គេបានយ៉ាងងាយស្រួលដូចជាគ្មានរឿងអ្វីកើតឡើងខូលីនទប់ខ្លួនជាប់វិញយ៉ាងលឿនហើយបដូរគោលដៅតម្រង់ចាក់ទៅលុបបេះដូងបិសាចនោះយ៉ាងជាក់លាក់ប៉ុន្តែបិសាចនោះបានថយក្រោយទាន់ពេលហើយសើចចំអកថាត្រឹមក្បាច់ដាវធម្មតាគ្មានផ្លូវយកឈ្នះវាបានឡើយតែពេលដែលវាកំពុងរៀបឡើងបន្តការមើលងាយវាក៏ដឹងខ្លួនថាខូលីនអាចវាយចំវាមួយដៃនិងធ្វើឲ្យរាងកាយរបស់វារងរបួសខូលីនទទួលស្គាល់ថាក្បាច់ដាវធម្មតាពិតជាគ្មានប្រយោជន៍មែនក្នុងការប្រយុទ្ធមួយនេះគ្រប់យ៉ាងឃើញច្បាស់ថាដាវរបស់គេមិនមែនជាអាវុធធម្មតាទេតែជាអាវុធហាមឃាត់ដែលស្រូបយកធម៌ពលជីវិតរបស់អ្នកប្រើប្រាស់ជាការដោះដូរនឹងកម្លាំងរបស់វាក្រោយបង្ហាញរឿងនេះកម្លេះយើងក៏សម្ដៅទៅរកបិសាចនោះម្ដងទៀតហើយលោតចូលសមរភូមិវិញភ្លាមគេអាចតជាមួយសត្វចម្លែកនោះបានដោយវាយបកទៅវិញយ៉ាងស្មើដៃព្រមទាំងបន្តការប្រកួតដោយមិនញាក់ញក់ឡើយការប្រយុទ្ធអូបន្លាយរហូតដល់ទីបំផុតគេរកឃើញចន្លោះប្រហោងដែលគេកំពុងតែរងចាំដោយកាយវិការដ៏លឿនស្លេវគេបានកាត់ដាច់ដៃបិសាចនោះហេតុការណ៍នេះធ្វើឲ្យវាខឹងសម្បាភ្លាមតែម្ដងដោយកំហឹងបិសាចនោះសើចចំអកឲ្យដាវហាមឃាត់នោះហើយចាប់វាដោយដៃទទេដោយគ្មានការស្ទាក់ស្ទើរវាប្រាប់ឃើញប្រុសនោះថារឿងរ៉ាវអាចនឹងខុសពីនេះប្រសិនបើគេប្រើបច្ចេកទេសនោះពីដំបូងដើម្បីការវាយប្រហារបែបភ្ញាក់ផ្អើលបន្ទាប់មកវាក៏សើចចំអកពេលគេបោះបង់ឱកាសចុងក្រោយចោលព្រមទាំងបំបែកដាវនោះចោលទាំងស្រុងដោយបន្ទាប់ពេលឲ្យដនហើមបិសាចនោះបានបាញ់វេទមន្តភ្លើងវាយបំពៅអ្នកកាន់ដាវរបស់យើងឲ្យខ្ទាតចេញក្រៅខូលីនបោកទៅនឹងដេកទាំងខំធ្មេញទប់ការឈឺចាប់ពេលគេដឹងថាតណេះក៏នៅតែមិនអាចផ្ដួលបិសាចនេះបានទៀតបិសាចនោះស្ទុះចូលមកគៀកយ៉ាងលឿនម្ដងទៀតហើយចាប់កអាវរបស់គេលើកឡើងលើយ៉ាងងាយស្រួលវាសែចំអកឲ្យកំឡោះនេះដែលកាត់បានត្រឹមដៃវាមួយតែបែរជាត្រូវបាត់បង់គ្រប់យ៉ាងត្រឡប់ទៅវិញនៅមាត់ជ្រោះនៃសេចក្តីស្លាប់កូលីនសុំទោសមិត្តភក្តិរបស់គេដែលមិនអាចរក្សាការសន្យាបានស្របពេលដែលបិសាចនោះវាយគេម្ដងទៀតធ្វើឲ្យរាងកាយរបស់គេជោកជាំទៅដោយឈាមដំណក់ឈាមបានជ្រាបចូលសៀវភៅហាមឃាត់ហើយអ្វីម្យ៉ាងនៅក្នុងនោះក៏ចាប់ផ្ដើមសកម្មឡើងតួឯកដឹងខ្លួនរស់ឡើងវិញម្ដងទៀតគេមើលឆ្វេងស្ដាំតែងឿងឆ្ងល់ហើយសួរថាខ្លួនកំពុងនៅទីណាពេលនោះគេស្រាប់តែឮសំឡេងចម្លែកមួយហើយប្រញាប់ងាកទៅមើលភ្លាមគេក៏ឃើញសៀវភៅវេទមន្តហាមឃាត់កំពុងតែនិយាយមករកគេផ្ទាល់តែម្ដងវាប្រាប់តួឯកថាឈាមរបស់គេបានដាស់វាឲ្យភ្ញាក់ហើយវាជួយបញ្ជូនគេត្រឡប់ទៅអតីតកាលវិញដើម្បីឲ្យគេមានឱកាសកែប្រែគ្រប់យ៉ាងជាថ្មីតួឯកក្តាប់ដៃយ៉ាងណែនពេលឮពីការត្រឡប់ទៅអតីតកាលព្រោះនេះជារឿងដែលគេប៉ងប្រាថ្នាចង់បានបំផុតនៅក្នុងចិត្តគេចាត់ទុកថាវាជាឱកាសមាសក្នុងជីវិតហើយក៏យកព្រមទទួលយកសំណើនេះដោយមិនស្ទាក់ស្ទើរសៀវភៅនោះហាក់ដូចជាពេញចិត្តហើយប្រាប់តួឯកថាវានឹងនៅក្បែរគេជួយបង្រៀនវេទមន្តឲ្យស្ទាត់ជំនាញដើម្បីឲ្យគេអាចសម្រេចគោលដៅកម្ចាត់ពួកបិសាចឲ្យអស់ពីផែនដីភ្លាមនោះទំព័រសៀវភៅរាប់មិនអស់បានហោះចេញមកវិលជុំវិញខ្លួនគេរួចក៏លេចចេញនឹងរូបរាងមនុស្សដ៏អាចកំបាំងម្នាក់នៅចំពីមុខគេតែម្ដងបន្ទាប់មកសៀវភៅក៏បាត់ដោយខ្លួនឯងហើយជនអាចកំបាំងនោះក៏លូកដៃទៅកាន់វា
ពេលដំណើរការត្រឡប់ទៅអតីតកាលចប់សពគ្រប់ទេសភាពក៏បដូរទៅជាសង្វៀនប្រយុទ្ធដែលអ្នកទស្សនាកំពុងស្រែកហៅគាំទ្រជនម្នាក់រហស្សនាមថាពីជាឃាត តួឯងមើលទៅជុំវិញខ្លួនតែងឿងឆ្ងល់យ៉ាងខ្លាំងថាតើហេតុអ្វីបានជាគេកំពុងកាន់ដាវនឹងខែនៅនឹងដៃខណៈកំពុងព្យាយាមគិតថាខ្លួនកំពុងធ្វើអ្វីនៅលើសង្វៀនទីសកលនេះគេក៏ដឹងខ្លួនភ្លាមៗថាគេពិតជាបានត្រឡប់មកកាន់អតីតកាលវិញមែន តាមរយៈសម្លេងស្រែកហៅវាបញ្ជាក់ច្បាស់ណាស់ថាតួឯកយើងទើបតែរងការវាយប្រហារពីពេជ្ឈឃាតដ៏ល្បីល្បាញហើយអាចរស់រានមានជីវិតបានយ៉ាងអស្ចារ្យ ម្ចាស់សង្វៀនទីសកលឈ្មោះថា Viscount Trace កំពុងរត់ពុកមាត់របស់ខ្លួនបណ្ដោយសម្លឹងមើលងាយទៅលើក្រុមកសិករទាំងនោះគេចាត់ទុកអ្នកទាំងនោះត្រឹមតែជាឧបករណ៍សម្រាប់ស្វែងរកប្រាក់ចំណេញប៉ុណ្ណោះសម្រាប់គេមនុស្សទាំងនេះមានប្រយោជន៍ត្រឹមតែជាអ្នកផ្ដល់ការកំសាន្តដល់ពួកអ្នកមានហើយគេចាត់ទុកពួកគេដូចជាកូនអុកដែលគ្មានតម្លៃអ្វីទាំងអស់ ពេលការប្រយុទ្ធកាន់តែក្តៅគគុកអ្នកទស្សនាកាន់តែស្រែកគាំទ្រពីជាឃាតខណៈដែលថៅកែអង្គុយមើលយ៉ាងរំភើប គេជឿជាក់ថាគ្រប់យ៉ាងកំពុងដើរតាមផែនការរបស់គេហើយ Colin គ្រាន់តែជានុយដ៏ងាយស្រួលសម្រាប់ការសម្ដែងនេះប៉ុណ្ណោះ ប៉ុន្តែជំនួសឲ្យការត្រូវគេវាយបំបែករាងកាយតួឯកយើងបែរជាគេចផុតយ៉ាងស្អាតហើយថែមទាំងឈរជន់អាវុធរបស់បរិះមាសធំនោះយ៉ាងរឹងមាំទៀតផង នៅពេលនោះ Colin គ្មានជំរឿនអ្វីក្រៅពីប្រយុទ្ធក្នុងនាមជាទាសករដែលត្រូវគេបង្ខំឲ្យចូលសង្វៀនដោយគ្មានផ្លូវគេចខ្លួនឡើយ ប៉ុន្តែពេលនេះមានអារម្មណ៍ថាខុសប្លែកពីមុនហើយក្មេងប្រុសដឹងខ្លួនថាគេពិតជាអាចប្រើវេទមន្តបានមែន គេចាប់ផ្ដើមសង្ស័យថាតើសៀវភៅវេទមន្តនោះបានរលាយចូលក្នុងរាងកាយរបស់គេបាត់ទៅហើយឬយ៉ាងណា គិតបែបនេះហើយគេក៏វាយបកវិញដែលនេះជាជំហានដំបូងពិតប្រាកដក្នុងការផ្លាស់ប្ដូរវាសនារបស់ខ្លួនត្រឹមតែចលនាសាមញ្ញបន្តិចបន្តួច Colin ស្ទុះទៅមុខរួចកាប់ផ្ដាច់ក្បាលពេជ្ឈឃាតចេញពីរាងកាយដកធំដោយការវាយប្រហារតែមួយដាវប៉ុណ្ណោះគេតាំងចិត្តថានឹងរៀនវេទមន្តក្នុងសៀវភៅនោះឲ្យស្ទាត់ព្រោះគេដឹងថាលើកនេះគេចង់ជួយសង្គ្រោះមនុស្សជាតិមិនឲ្យត្រូវពួកបិសាចកំទេចចោលឡើយ ពេលក្រឡេកមើលទៅពួកអ្នករៀបចំការប្រកួតទីសកលនេះគេក៏យល់ភ្លាមៗថាក្នុងស្ថានភាពបច្ចុប្បន្នសូម្បីតែគិតចង់ផ្ដួលអនាគតក៏ស្ដាប់ទៅដូចជារឿងកំ pl ែងទៅហើយ ពេលដឹងបែបនេះហើយគេក៏សម្រេចចិត្តចាត់ការទៅតាមសម្រួលម្ដងមួយជំហាន រឿងដំបូងដែលគេត្រូវធ្វើគឺចូលក្នុងត្រកូល Hall ដោយក្នុងជីវិតមុនរបស់គេហើយក្លាយជា Colin Hall ម្ដងទៀតឲ្យបាន តួឯងយើងនឹកឃើញពីជីវិតមុនដែលគេត្រូវរងការគំរាមកំហែងនិងបង្ខំឲ្យចាញ់ការប្រកួតមួយនេះដោយចេតនា តាមពិតទៅពួកអ្នកភូមិបានភ្នាល់លើរូបគេដែលជឿថាគេអាចយកឈ្នះជើងឯករបស់ពួកអភិជនដែលមានឈ្មោះថាពេជ្ឈឃាតនោះបាន ប៉ុន្តែ Viscount Trace បានរៀបចំផែនការយក Colin ធ្វើជាគ្រឿងបូជាដើម្បីត្រឹមតែកំសាន្តអារម្មណ៍ពួកអភិជនដែលអង្គុយនៅខាងលើប៉ុណ្ណោះ ចំណែកឯតួឯងវិញមានគម្រោងប្រើពេលនេះជាឱកាសដើម្បីតាក់ទាញចំណាប់អារម្មណ៍ពីម្ចាស់ទឹកដីឡើងតែម្ដង ដែលមានឈ្មោះថា Maki Daria Hall ដើម្បីអាចរកផ្លូវចូលក្នុងត្រកូលនេះបានកាន់តែលឿន ដោយគិតបែបនេះគេក៏និយាយឌឺដងឲ្យពួកអ្នកគ្រប់គ្រងចំថាគ្មានបានការហើយស្រែកហៅឲ្យពួកគេបញ្ជូនគូប្រកួតបន្ទាប់មកទៀត ចំណែក Viscount Trace ឯនេះវិញកំពុងត្រូវពួកអភិជនជាប្រមាថយ៉ាងខ្លាំងក្រោយពីបរាជ័យនេះព្រោះគេបានបញ្ចុះបញ្ចូលឲ្យពួកគេភ្នាល់លុយធំលើអ្នកប្រយុទ្ធដែលងាប់បាត់នោះ គេខំប្រឹងទប់អារម្មណ៍យ៉ាងខ្លាំងហើយព្យាយាមបង្វែរស្ថានភាពធ្វើហាក់ដូចជាគ្រប់យ៉ាងនៅតែដំណើរការតាមផែនការដដែលដោយសង្ឃឹមថានឹងអាចរងាប់កំហឹងពួកអភិជនបាន ម្ខាងទៀត Maki Daria បង្ហាញការចាប់អារម្មណ៍យ៉ាងច្បាស់លើ Colin ហើយសួរមេកា Colonel ឲ្យបញ្ចេញមតិលើការវាយប្រហារចុងក្រោយនោះ Colonel ទទួលស្គាល់ថាក្បាច់ដាវនោះពិតជាខ្លាំងអស្ចារ្យណាស់ហើយតាមបទពិសោធន៍របស់គាត់វាច្បាស់ជាខ្លាំងជាងកម្រិតរបស់ទាហានអធិរាជទៅទៀត Maki ហាក់ដូចជាចាប់អារម្មណ៍ខ្លាំងជាពិសេសពេលឃើញក្មេងប្រុសនោះហ៊ានប្រឆាំងនឹងវិជារបស់ Viscount ដោយមិនស្ទាក់ទើទាត់ទេសោះ ញាក់មកមើល Viscount វិញ គេនៅតែតក់ស្លុតជាមួយពួកអភិជនហើយព្យាយាមប្រាប់ពួកគេថាក្មេងនេះនឹងត្រូវហែកជាចម្រៀកនៅក្នុងជុំបន្ទាប់នឹងខាង ប៉ុន្តែលែកដល់សារនឹងភាពជាជាក់ខ្លាំងខ្លាយរបស់គេបានរលាយបាត់អស់ពេល Colin វាយផ្ដួលគូប្រកួតបន្ទាប់ទាំងដែលជននោះមិនទាន់បានអស់ជំហានជួសង្វៀនស្រួលបួលផងពួកអភិជនផ្ទុះកំហឹងយ៉ាងខ្លាំងពេលដឹងថាត្រូវគេបោកហើយពេលនេះ Viscount កំពុងតែអស់សង្ឃឹមយ៉ាងខ្លាំងគេក៏សម្រេចចិត្តបញ្ជាឲ្យដោះលែងអ្នកប្រយុទ្ធទាំងអស់ព្រមគ្នាឲ្យទៅសម្រុកវាយក្មេងប្រុសនោះដូចជាសត្វព្រៃ ទាំង Colonel និង Maki Daria កំពុងទស្សនាយ៉ាងជក់ចិត្តពួកគេចង់ឃើញខ្លាំងណាស់ថាក្មេងនេះនឹងដោះស្រាយស្ថានភាពបែបនេះដោយរបៀបណា ខណៈអ្នកប្រយុទ្ធជាង6នាក់សម្រុកចូលមក Colin នឹកឃើញដល់ក្តីស្រមៃរបស់លោក Marquis ដែលចង់ឲ្យមនុស្សគ្រប់គ្នាអាចប្រើវេទមន្តបានដោយសេរី នៅក្នុងជីវិតអតីតកាលរបស់គេបានបរាជ័យក្នុងការសម្រេចក្តីសម័យដែលគេបានផ្ញើក្តីសង្ឃឹមទុកនេះ ប៉ុន្តែសម្រាប់ពេលនេះគេសន្យាយ៉ាងមុតមមចំពោះខ្លួនឯងថាគេនឹងធ្វើវាឲ្យខ្លាយជាការពិតទោះជាមានរឿងអ្វីកាត់ឡើងក៏ដោយ ក្មេងប្រុសដឹងច្បាស់ថាគ្រាន់តែវាយឈ្នះអ្នកប្រយុទ្ធប្រមាណអ្នកនេះវាមិនគ្រប់គ្រាន់ដើម្បីឲ្យគេអាចចូលក្នុងត្រកូល Marquis បាននោះទេដូច្នេះគេក៏ស្រែកក្តែងប្រាប់ពួកគេឲ្យចូលមកព្រមគ្នាតែម្ដងទៅ ពួកអ្នកប្រយុទ្ធក៏ចូលសម្រុកពីគ្រប់ទិសទីភ្លាមដោយព្យាយាមล้อมព័ទ្ធគេឲ្យជិតឈឹងតែម្ដង តែ Colin អាចគេចផុតរាល់ការវាយប្រហារដោយចលនាយ៉ាងច្បាស់លាស់រួចក៏លោតឡើងទៅលើអាកាសព្រមទាំងរៀបចំដាវរបស់គេដើម្បីវាយបកវិញយ៉ាងលឿន ពេលទម្លាក់ខ្លួនចុះដល់ដីគេក៏កាប់ផ្ដាច់កគូប្រកួត3នាក់ភ្លាមដោយវាស្ដៅកាត់ករបស់ពួកគេក្នុងចលនាតែមួយយ៉ាងស្អាត បន្ទាប់មកគេយកអាវុធរបស់ពួកគេមកវាយបកទៅអ្នកផ្សេងទៀតរួចផ្ដួល2នាក់ទៀតដោយមិនបន្ថយល្បឿនរបស់គេឡើយ បន្ទាប់មកគេសម្លឹងទៅកាន់អ្នកប្រយុទ្ធចុងក្រោយដែលនៅឈរហើយក៏ក្រវ៉ាត់ដាវរបស់គេតម្រង់ទៅមុខយ៉ាងរលូន ដាវនោះបានទម្លុះចំខ្លួនបរិះនោះរួចក៏ហោះស្លុយចូលទៅក្នុងហ្វូងមនុស្សកាត់ប្រហាត់សក់របស់លោក Viscount មុននឹងទៅដោតជាប់នឹងជញ្ជាំងនៅពីក្រោយគាត់តែម្ដង Trace ភ័យបែកនៅប៉ុនក្រពោតបន្ទាប់ពីរស់រានមានជីវិតពីការវាយប្រហារនេះទាំងប្រពិតប្រភេទភាពអាម៉ាស់នេះបានចាក់ដោតគាត់យ៉ាងខ្លាំងខណៈទឹកមុខរបស់គាត់ប្រែជាក្រហមដោយក្តីខឹងសម្បាគាត់ស្បត់ក្នុងចិត្តយ៉ាងស្ងៀមស្ងាត់ថាគាត់នឹងឲ្យក្មេងប្រុសនេះសងសឹកវិញឲ្យទាល់តែបានចំពោះរឿងដែលទើបតែកើតឡើងនេះ ពេលឃើញទស្សនភាពនេះលោក Maki បានបញ្ចេញសម្លេងចំអកដាក់លោក Viscount យ៉ាងចំហដែលត្រូវគេលេងមួយគក់ក្នុងទឹកដីខ្លួនឯង ពួកអភិជនផ្សេងទៀតក៏ចូលកាន់ជើងលោក Viscount ភ្លាមហើយចាប់ផ្ដើមតតាំងជាមួយ Darius Hall ដោយបញ្ជាក់ថាពួកទាសករថ្នាក់ទាបបែបនេះមិនគួរអនុញ្ញាតឲ្យធ្វើអ្វីតាមចិត្តនោះទេ
អ្នកខ្លះឈានដល់ការទាមទារឲ្យប្រហារជីវិតកូលីនទៀតផងដែលធ្វើឲ្យទឹកមុខរបស់លោកម៉ាគីប្រែជាតានតឹងឡើងភ្លាមៗបរិយាកាសកាន់តែតានតឹងឡើងខណៈគាត់បានស្ដីបន្ទោសពួកគេយ៉ាងចាស់ដៃដែលនៅតែបន្តមើលងាយប្រជាជនថ្នាក់ទាប ប្រតិកម្មនេះកាន់តែធ្វើឲ្យលោក Vicon ខឹងខ្លាំងថែមទៀតហើយគាត់ក៏បានបោះសម្ដីប្រឈមមុខនឹងលោក Marquis ដោយចាត់ទុកថាឧត្តមគតិរបស់គាត់ជារឿងខុសឆ្គង គាត់រំលឹកថាវេទមន្តត្រូវបានព្រះប្រទានដល់មនុស្សតាំងពី1000ឆ្នាំមុនហើយព្រឹត្តិការណ៍នោះហើយដែលបង្កើតឲ្យមានឋានានុក្រមដែលពួកអភិជនត្រូវបានគេស្គាល់ថាជាភ្នាក់ងារដែលព្រះបានជ្រើសរើសបន្ទាប់មកគាត់ក៏លើកដំបងរបស់គាត់ឡើងដោយតម្រង់វេទមន្តទៅកាន់លោក Marquis ហើយសួរថាតើគាត់ពិតជាមានបំណងប្រឆាំងនឹងច្បាប់ទម្លាប់នេះមែនឬយ៉ាងណាលើបែបនេះកូលីនក៏បោះជំហានចូលទៅកាត់ហើយប្រែក្លាយការជជែកដ៏ក្តៅគគុកនេះឲ្យទៅជារឿងកាន់តែតានតឹងមួយកម្រិតទៀតគេព្រិចភ្នែកយ៉ាងស្ងប់ស្ងាត់ហើយចូលទៅអង្គុយក្នុងចំណោមពួកអភិជនហាក់ដូចជាខ្លួនឯងនៅទីនេះដែរដែលធ្វើឲ្យហ្វូងមនុស្សចាប់ដើមស្លន់ស្លោភ្លាមតែម្ដងស្រាប់ពេលដែលអ្នកគ្រូគ្នាចាប់ដើមស្លាច់ខោឆ្មាំទេវៈកូលីនបានប្រជុំមុខផ្ទាល់ជាមួយ Tres ហើយចង្អុលដាវទៅកាន់គាត់ដោយមិនញញើតព្រមទាំងប្រាប់ឲ្យគាត់បញ្ជាក់មើលថាតើគាត់ពិតជាជឿជាក់ថាខ្លួនឯងជាភ្នាក់ងាររបស់ព្រះមែនឬក៏អត់ ការប្រកួតប្រជែងនេះត្រូវបានយល់ព្រមហើយភាគីទាំងសងខាងក៏ដើរចូលទៅក្នុងសង្វៀនប្រយុទ្ធ ពួកអភិជនទាំងអស់នៅតែជឿជាក់ថាលោក Vicon នឹងអាចកំទេចសត្វល្អិតរំខាននៅចំពោះមុខគាត់នេះបានយ៉ាងងាយស្រួលពួកគេឈរមើលដោយស្នាមញញឹមពេញចិត្តខណៈដែលរៀមមើលទៅហាក់ដូចជាតានតឹងជាងមុនលោក Vicon Tres បានចាប់ផ្ដើមវាយលោកមុនដោយនៅតែបន្តនិយាយផ្លែផ្កាខណៈគេកំពុងបញ្ចេញវេទមន្តខ្ចំនៅពេលនោះខណៈដែលវេទមន្តចាប់ផ្ដើមលេចរូបរាងឡើងកូលីនបានឮសំឡេងសៀវភៅវេទមន្តនៅក្នុងចិត្តហើយផ្ទាំងប្រព័ន្ធមួយក៏លេចឡើងនៅចំពីមុខភ្នែករបស់គេដែលបង្ហាញពីកម្រិតធម៌ពលរបស់ Tres តាមអ្វីដែលគេបានឃើញលោក Vicon គ្មានអ្វីក្រៅពីអ្នកប្រើវេទមន្តកម្រិតដំបូងដែលមានតែភាពក្រអឺតក៏ទាំច្រាវជាងភាពខ្លាំងពិតប្រាកដនោះទេ Tres បានបញ្ចេញក្បាច់វាយប្រហាររបស់ខ្លួនវាគឺជាផ្លែដាវខ្យល់ជាវេទមន្តដែលអាចកាត់ផ្តាច់គ្រប់យ៉ាងដែលនៅតាមផ្លូវរបស់វាពួកអភិជនចាប់ដើមសាយជក់ពោះហើយចាក់ភ្នាល់គ្នាថាតើរាងកាយរបស់កូលីននឹងត្រូវកាត់ជាប្រមាណកំណាត់អ្នកខ្លះទេថា7កំណាត់អ្នកផ្សេងទៀតថារហូតដល់8កំណាត់លោក Vicon បានប្រាប់លោក Marquis យ៉ាងមានមោទនភាពឲ្យមើលឲ្យច្បាស់ព្រោះគាត់នឹងបង្ហាញពីភាពខុសគ្នាយ៉ាងច្បាស់រវាងអភិជននិងទីសកលផ្ទុយទៅវិញកូលីននៅតែរក្សាភាពស្ងប់ស្ងាត់ដោយរាងកាយរបស់គេមិនមានរោគរបួសអ្វីសោះដោយសារតែគេមានកម្លាំងការពារវេទមន្តសយអីសម្រាប់លោក Vicon រឿងតែមួយគត់ដែលរលកខ្យល់ដ៏ខ្លាំងរបស់គាត់អាចបំផ្លាញបានគឺគ្រាន់តែហែកអាវរបស់កូលីនប៉ុណ្ណោះការវាយប្រហារនេះគ្មានន័យអ្វីសោះខណៈកូលីនដើរទម្លុះវាចូលទៅចិត្ត Trash ដែលធ្វើឲ្យអ្នកទស្សនាទាំងអស់ស្រឡាំងកាំងរោគនិយាយអ្វីមិនចេញលោក Vicon ប្រញាប់ដកដាវរបស់គាត់ភ្លាមប៉ុន្តែមុនពេលគាត់អាចដកវាចេញបានទាំងស្រុងកូលីនក៏វាកំទេចវាចេញពីដៃរបស់គាត់ធ្វើឲ្យវាហោះខ្ទាតទៅឆ្ងាយបន្ទាប់មកគេក៏យកដាវរបស់ខ្លួនទៅដាក់ត្រង់ករបស់អភិជននោះដែលជាការបញ្ចប់ការប្រយុទ្ធនេះតែម្ដងនៅពេលនោះប្រព័ន្ធវេទមន្តក៏បានដំណើរការឡើងម្ដងទៀតហើយបានប្រាប់ទៅកាន់តួឯកយើងថាវាបានរកឃើញវត្តមាននៃវេទមន្តប្រភេទថ្មីមួយដៃស្រមោលជាច្រើនបានផុសចេញពីដីហើយរុំជុំវិញខ្លួនក្មេងប្រុសនេះយ៉ាងតឹងណែនដោយចងគេជាប់នៅមួយកន្លែងវេទមន្តនេះត្រូវបានបញ្ចេញដោយពួកឆ្មាំទៅវៈដែលបានមកដល់ទីនេះបន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ថាមានទាសករម្នាក់បានប្រមាថដល់ពួកអភិជនត្រឹមតែវត្តមានរបស់ពួកគេក៏ធ្វើឲ្យគេញញើតបាត់ទៅហើយពួកគេបានប្រកាសភ្លាមថាពួកគេមកទីនេះដើម្បីឃាត់ខ្លួនជនសង្ស័យបន្ទាប់ពីឃើញពួកឆ្មាំទៅវៈកូលីនដឹងខ្លួនភ្លាមថាគេកំពុងតែជួបបញ្ហាធំហើយលើកនេះឆ្មាំទាំងនេះគឺជាមនុស្សរបស់អង្គការប៉ងវេទមន្តដែលជាកងកម្លាំងដ៏ល្បីល្បាញខាងពង្រឹងភាពកម្ពូលនៃខ្សែស្រឡាយនិងបន្តគាំទ្រការត្រួតត្រាដ៏តឹងរ៉ឹងរបស់ពួកអភិជនទៅលើអ្នកខ្សោយតួឯងយើងយល់ច្បាស់ថាឆ្មាំទាំងនេះសុទ្ធសឹងតែជាអភិជនកម្រិតខ្ពស់ហើយកម្លាំងរបស់ពួកគេគឺខ្លាំងលើសពីពួកត្រកូលរាជវង្សធម្មតាទៅទៀតក៏ពិនិត្យមើលវេទមន្តចង់នោះយ៉ាងលឿនហើយដឹងថាខ្លួនអាចបំបីវាបានយ៉ាងងាយប៉ុន្តែសម្រាប់ចិត្តមិនធ្វើសកម្មភាពភ្លាមទេដើម្បីកុំឲ្យគេចាប់អារម្មណ៍ផ្ទុយទៅវិញគាត់ធ្វើពុតថាមិនអាចរត់រួចពីចំណងនេះឡើយពេលនោះក៏សម្រាប់ចិត្តប្រថុយយ៉ាងក្លាហានហើយប្រកាសខ្លាំងថាខ្លួនជាកូនប្រុសរបស់ Marquis Darius Hall ដោយបញ្ជាឲ្យពួកគេដោះវេទមន្តចេញភ្លាមគ្រាន់តែលឺបែបនេះទាំងឆ្មាំទេវៈនិង Viscount សុទ្ធតែបង្ហាញការភ័ន្តច្រឡំយ៉ាងខ្លាំងមនុស្សជុំវិញចាប់ផ្ដើមខ្សឹបខ្សៀវថាពួកគេមិនដែលឮ Marquis មានគុំប្រុសផ្សេងទៀតឡើយប៉ុន្តែ Colin នៅតែផ្ដោតអារម្មណ៍ដោយសង្ឃឹមថាការប្រថុយនេះនឹងទទួលបានផលគាត់ដឹងថាជាធម្មតាឆ្មាំទេវៈមិនហ៊ានប៉ះពាល់អភិជនពិតប្រាកដឡើយហើយគាត់បានដាក់ខ្នាល់គ្រប់យ៉ាងទៅលើច្បាប់មួយនេះ Trace គិតថាវាជារឿងមិនអាចទទួលយកបានដែលមានគេហ៊ានបំផ្លាញឈ្មោះអភិជនដើម្បីតែសង្គ្រោះជីវិតខ្លួនឯងបែបនេះដើម្បីជាការដាក់ទោសគាត់បដិញ្ញាផ្ដល់យុត្តិធម៌ដោយដាវរបស់គាត់នៅនឹងកន្លែងភ្លាមនោះសម្លេងដ៏មានអំណាចក៏បន្លឺឡើងពេញទីលាននោះវាជាសម្លេងលោកម្ចាស់ Darius ដែលត្រឹមវត្តមានគាត់ក៏ធ្វើឲ្យគ្រប់គ្នាឈោកកាំងមួយកន្លែង Viscount បានបញ្ជាក់ប្រាប់លោកម្ចាស់ថាគាត់គ្រាន់តែចង់បញ្ចប់ជីវិតដ៏គួរឲ្យសង្វេគរបស់ជនល្មើសម្នាក់ប៉ុណ្ណោះស្រាប់តែ Marquis បានទះកំភ្លៀង Colin មួយទំហឹងគាត់ប្រកាសថាវាគួរឲ្យខ្ពើមណាស់ដែលទាសករតូចតាចម្នាក់ហ៊ានធ្វើឲ្យខូចឈ្មោះគ្រួសារអភិជនរបស់គាត់សូម្បីតែឆ្មាំទេវៈក៏ភ្ញាក់ប្រាល់នឹងអ្វីដែលទើបតែកើតឡើងដែរមួយសន្ទុះនោះពួកគេពិតជាគិតថាគាត់មកដើម្បីជួយ Trace មើលទៅដូចជាមនុស្សល្ងងដែលមិនយល់ពីរឿងដែលកំពុងកើតឡើងនៅចំពោះមុខឡើយបន្ទាប់មក Marquis ក៏ចាប់ច្បាច់កក្មេងប្រុសយើងយ៉ាងខ្លាំងដោយថាការងារធ្ងន់នៅសមាគមពាណិជ្ជករនឹងជួយដាស់ស្មារតីគេឡើងវិញតួឯងយើងនៅស្ងៀមខណៈដែលដៃពាក់ស្រោមដៃក្រាស់របស់ Marquis កំពុងរឹតកគីយ៉ាងខ្លាំង Marquis Darius ខឹងសម្បាយ៉ាងខ្លាំងតែគេហ៊ានប្រមាថ Trace ហើយនៅហ៊ានលើកដាវប្រឆាំងនឹងអភិជនទៀតយ៉ាងណាមិញ Colin នៅតែស្ងប់ស្ងាត់ដដែលគ្រប់យ៉ាងដំណើរការយ៉ាងរលូនដូចអ្វីដែលគេគ្រោងទុកបន្ទាប់ពីសម្ដែងចប់ Marquis បានសុំទោស Viscount ជាផ្លូវការចំពោះទង្វើមិនសមរម្យរបស់កូនប្រុសខ្លួនខួរក្បាលរបស់ Trace ក៏ពុំពិបាកគិតថាពួកគេខ្លាចជាឪពុកកូននឹងគ្នាតាំងពីពេលណាមក Colin បញ្ចេញមតិបែបអៀនខ្មាស់ថាគេមិនខុសទេព្រោះ Viscount បានប្រមាថឪពុកគេមុន
ប៉ាដារីយូបញ្ជាឲ្យកូនប្រុសនៅស្ងៀមភ្លាមបន្ទាប់មកគាត់សន្យាជាមួយឆ្មាំទេវៈថាគាត់នឹងអប់រំកូនប្រុសនេះដោយខ្លួនឯង គាត់បានប្រាប់ពួកគេឲ្យទៅវិញដែលបញ្ជាក់ថាមិនត្រូវការវត្តមានពួកគេទៀតទេប៉ុន្តែ Viscount មិនមានបំណងចង់ដកថយឡើយ ក៏មិនព្រមឲ្យសំបីតែម៉ាគីប្រើរឿងកំប្លែងបែបនេះដើម្បីលួចយកទាសកលលេខ1របស់គាត់ទៅឡើយ ជាមួយនឹងផ្នែកក្រហមនិងចេតនាសម្លាប់យ៉ាងច្បាស់គាត់ប្រកាសថានឹងសម្លាប់ Colin ដោយដៃខ្លួនឯងផ្ទាល់ពេលនេះតែម្ដង គាត់ថែមទាំងចង្អុលដាវសម្ដៅទៅលោកម្ចាស់គ្រប់គ្រងទឹកដីដើម្បីបង្ហាញថាគាត់ពិតជានិយាយមែនទែន ក្មេងប្រុសយើងសើចពេលឃើញមនុស្សល្ងងធ្វើឲ្យខ្លួនឯងទាស់ច្រក Trace ទៅលើកអាវុធប្រឆាំងនឹងលោកម្ចាស់នៃទឹកដីឡើងដោយផ្ទាល់ តាមហេតុផលនេះក៏បានប្រឆាំងយ៉ាងចំហនឹងការសម្រេចចិត្តរបស់លោកម្ចាស់និងកងឆ្មាំទេវៈទាំងមូល Colin មកប្រាប់ឲ្យតាចាស់នោះដឹងថាគាត់ទើបតែប្រព្រឹត្តបទក្បត់ជាតិនៅចំពោះមុខទស្សនិកជនទាំងមូល ពាក្យសម្ដីដ៏មុតស្រួចនេះធ្វើឲ្យបរិសុទ្ធចំណាស់ Trace ស្គាំងនិយាយលេងចេញនៅกระดาษទីលានតែម្ដង ត្រូវបាក់មុខនៅចំពោះមុខហ្វុងមនុស្សអភិជនរូបនេះញាប់ញ័រដោយការភ័យខ្លាចគាត់បានបដិសេធប៉ុន្តែប្រធានឆ្មាំទេវៈបានសម្រេចចិត្តរួចទៅហើយ មេបញ្ជាការសន្និដ្ឋានថាវាគ្រាន់តែជាការយល់ច្រឡំមួយហើយបញ្ជាឲ្យដោះចំណង Colin ចេញគាត់ថែមទាំងសុំទោសជាផ្លូវការចំពោះការបង្ករឿងនេះផងដែរបន្ទាប់មកគាត់ងាកទៅ Trace ហើយប្រាប់ថាគាត់នឹងដាក់របាយការណ៍ផ្ទាល់អំពីគ្រប់រឿងរ៉ាវដែលបានកើតឡើងទៅកាន់ប៉មវេទមន្ត Trace លុតជង្គង់ចុះដោយក្តីរន្ធត់ចំពោះអ្វីដែលកំពុងរងចាំគាត់ជោគវាសនារបស់គាត់ពេលនេះនឹងត្រូវសម្រេចដោយក្រុមប្រឹក្សាទីបំផុតវាបរិះរបស់យើងបានដកដង្ហើមធំយ៉ាងធូរស្រាលទន្ទឹមនឹងនេះប្រធានឆ្មាំទេវៈក៏មិនមែនជាមនុស្សល្ងងដែរ គាត់ខ្សឹបប្រាប់កូនចៅថា Colin ម្នាក់នេះជាមនុស្សគួរឲ្យសង្ស័យហើយពួកគេត្រូវតែស៊ើបអង្កេតយ៉ាងលម្អិតពីប្រវត្តិរបស់គេកូនចៅម្នាក់សួរថាហេតុអ្វីត្រូវស៊ើបអង្កេតកូនប្រុសលោកម្ចាស់ Darius ប្រធានឆ្លើយតបយ៉ាងម៉ឺងម៉ាត់ថាវាមិនអាចទៅរួចទេដែលគ្មានអ្នកណាស្គាល់កូនប្រុសរបស់ម៉ាគីសនៅទឹកដីលីននោះ ដោយធុញទ្រាន់នឹងការអះអាងคล้ายៗនេះគាត់បដិញ្ញាថានឹងបញ្ជាក់ថាក្មេងប្រុសនេះមិនមែនជាកូនរបស់ម៉ាគីសឡើយម្យ៉ាងមួយទៀតកូនចៅរបស់គាត់យល់ថាវាចម្លែកណាស់ដែល Colin មិនចុះចាញ់នឹងសម្ពាធទោះបីជាគេត្រូវបានចងជាប់ក៏ដោយ ពួកគេសង្ស័យថាគេប្រកាសជាមានទំនាក់ទំនងពិសេសជាមួយ Marquis ដែលមកដល់យ៉ាងលឿនដើម្បីការពារគេបែបនេះ ទោះបីប្រធានមិនទាន់អាចបញ្យល់គ្រប់យ៉ាងគាត់បានបញ្ជាកូនចៅឲ្យតាមដានមើលជនសង្ស័យនេះឲ្យបានដិតដល់បំផុតទស្សនវិជ្ជាអាប់ដូរទៅរទេះសេះមួយកំពុងធ្វើដំណើរឆ្លងកាត់ព្រៃដ៏ខៀវស្រងាត់ខាងក្នុងរទេះម៉ាគីសសើចយ៉ាងរីករាយនឹងការសម្ដែងដ៏អស្ចារ្យដែល Colin បានបង្ហាញក្នុងពេលនោះ ក្រោយពីស្ងាត់មួយសន្ទុះ Colin បានថ្លែងអំណរគុណយ៉ាងស្មោះចំពោះ Marquis ដែលបានជួយសង្គ្រោះជីវិតគេ ភ្លាមក្រោយការប្រកួតលោកម្ចាស់បានបញ្ជូនមេផ្ទះឈ្មោះ Cornell ឲ្យទៅទិញ Colin មុនពេលមានអ្នកផ្សេងចូលមកជ្រៀតជ្រែក Marquis បានបង្ហាញចំណាប់អារម្មណ៍លើសមត្ថភាពគេដោយសួរថាតើគេធ្លាប់ប្រយុទ្ធនៅសមរភូមិមុខដែរឬទេ ផ្នែកដ៏មុតស្រួចរបស់គាត់បានសម្លឹងឃើញថាចលនារបស់ Colin ពិតជាមិនធម្មតានោះទេ ភាពច្បាស់លាស់ក្នុងសកម្មភាពរបស់គេបញ្ជាក់ពីបទពិសោធន៍លើសមរភូមិជាច្រើនឆ្នាំឬការវឹកហាត់ជាមួយអ្នកប្រយុទ្ធដ៏ខ្លាំងពូកែ តួឯករបស់យើងទម្លាក់ខ្សែភ្នែកចុះហើយនឹកដល់អតីតកាលគេបានរៀបរាប់ថាក្រោយពេលឪពុកម្ដាយស្លាប់អ្នកភូមិបានលក់គេធ្វើជាទាសករតាំងពីគេនៅក្មេងវ័យម្ល៉េះច្រើនឆ្នាំក្រោយមកអភិជនចិត្តល្អម្នាក់បានទិញគេនៅមួយរៀនវេទមន្តមូលដ្ឋានប្រនោះក៏បានបង្ហាត់គេឲ្យចេះតស៊ូយករស់ក្នុងការប្រយុទ្ធជាក់ស្ដែងផងដែរអារម្មណ៍ដ៏ជ្រាលជ្រៅបានស្ដែងចេញតាមរយៈខ្សែភ្នែកពេលគេនិយាយថាអភិជនម្នាក់នោះប្រៀបដូចជាឪពុកបង្កើតរបស់គេអញ្ចឹងដែរ ក្រោយពេលអភិជននោះស្លាប់គាត់បានផ្ញើក្តីស្រមៃដែលគាត់មិនអាចសម្រេចបាននោះទៅកាន់គេ ផ្នែករបស់ Colin ពោពេញដោយការតាំងចិត្តពេលគេប្រកាសថាគេនឹងធ្វើគ្រប់យ៉ាងដើម្បីបំពេញក្តីស្រមៃមួយនោះគេសុខចិត្តបូជាជីវិតដើម្បីវាទៀតផង ការបដិញ្ញាចិត្តដ៏មុតមមនេះធ្វើឲ្យម្ចាស់ Darius ភ្ញាក់ផ្អើលយ៉ាងខ្លាំងព្រោះគាត់មិននឹកស្មានថានឹងទទួលបានចម្លើយដ៏ស្មោះត្រង់បែបនេះទេ អ្វីដែលធ្វើឲ្យ Marquis ចាប់អារម្មណ៍ជាងនេះគឺត្រង់ថា Colin អាចយកជីវិតរស់ពីវេទមន្តខ្យល់របស់ Viscount ដោយប្រើត្រឹមតែវេទមន្តមូលដ្ឋានប៉ុណ្ណោះ ស្មារតីដ៏រឹងមាំដែលលុតដំតាមរយៈការតស៊ូជាអ្នកប្រយុទ្ធអស់ច្រើនឆ្នាំបានធ្វើឲ្យ Darius កោតសរសើរយ៉ាងខ្លាំង ក្នុងវិនាទីនោះគាត់ចាប់ផ្ដើមមើលឃើញថាតួឯករបស់យើងគឺជាមនុស្សតែម្នាក់គត់ដែលស័ក្តិសមនឹងទទួលភារកិច្ចដ៏សំខាន់ប្រចាំជីវិតរបស់គាត់ ទម្ងន់នៃការគិតនេះបានធ្វើឲ្យគាត់រំជួលចិត្តយ៉ាងខ្លាំងរហូតដល់ធ្លាក់ចូលក្នុងភាពស្ងៀមស្ងាត់មួយសន្ទុះទីបំផុតគាត់ក៏បានភ្ញាក់ស្មារតីឡើងវិញដោយសារ Cornell ដែលបានប្រាប់គាត់ថាពួកគេបានមកដល់គោលដៅហើយភូមិគ្រឹះ Marquis Darius គឺពិតជាអស្ចារ្យណាស់សំណង់ដ៏ធំសម្បើមនេះឈរយ៉ាងត្រដែតនៅកណ្ដាលសួនច្បារដែលមានតែអភិជនស្តុកស្តម្ភប៉ុណ្ណោះទើបអាចកាន់កាប់បានពេលឈានជើងចេញពីរទេះសេះម្ចាស់នោះបានប្រាប់ Colin យ៉ាងស្ងប់ស្ងាត់ថាពេលនេះគេគឺជាមនុស្សសេរីហើយទោះបីជាគេលែងចំណោះអ្នកណាម្នាក់ក៏ដោយក៏សេរីភាពនោះមិនមែនមានន័យថាគេរួចផុតពីការទទួលខុសត្រូវដែរពួកគេរស់នៅក្នុងពិភពលោកដ៏ឃោរឃៅដែលមានតែអ្នកខ្លាំងប៉ុណ្ណោះទើបអាចរស់បានហើយគ្រប់គ្នាត្រូវតែប្រឹងប្រែងដោយខ្លួនឯងដែលរៀងងាកមកប្រាប់គេត្រង់ៗថាគាត់នឹងមិនបន្តមើលថែគេទៀតឡើយចាប់ពីពេលនេះតទៅវាអាស្រ័យលើ Colin ខ្លួនឯងក្នុងការបញ្ជាក់ថាតើគេអាចតស៊ូនឹងជីវិតដ៏លំបាកដែលពោពេញដោយវិន័យនេះបានឬក៏អត់កន្លោះរបស់យើងនៅតែរក្សាភាពស្ងប់ស្ងាត់ដោយមិនបង្ហាញការភ័យខ្លាចចំពោះបញ្ហានៅខាងមុខឡើយ Marquis Darius បញ្ជាក់ថាគាត់រំពឹងនៅរឿងដ៏អស្ចារ្យជាច្រើនពីគេក្នុងពេលអនាគតដែលហើយគេជីផ្លូវការថា Colin Hall គាត់បានទទួលស្គាល់តួឯករបស់យើងថាជាកូនធម៌ពេញសិទ្ធិរបស់គាត់ដោយការប្រកាសនោះជំហានដំបូងនៃការមកដល់ត្រូវបានបញ្ចប់ក្នុងពិភពនេះអភិជនស្ទើរតែមិនដែលរៀបការជាមួយអ្នកមានឋានៈទាបជាងខ្លួនឡើយឋានៈត្រូវតែស័ក្តិសមនឹងឋានៈបើមិនចឹងទេខ្សែស្រឡាយនឹងត្រូវសៅមងហើយអំណាចគ្រួសារក៏ចុកសៅតាមពេលវេលាដែរគ្រួសារ Hall គឺតែងតែងប់ងួរនឹងការរក្សាភាពបរិសុទ្ធនៃខ្សែស្រឡាយពូជពងរបស់ពួកគេជានិច្ចប៉ុន្តែក្នុងចំណោមនោះមានករណីលើកលែងម្នាក់គឺម្ចាស់ Darius Hall មិនដូចអ្នកផ្សេងគាត់មិនខ្វល់ពីរឿងអភិជនឈួតលីលានេះទេព្រោះគាត់គឺជាកូនក្រៅខោខាន់ស្លារបស់អ្នកបម្រើម្នាក់តាំងពីកើតមកគាត់ត្រូវបានគេមើលងាយថាជាមនុស្សអន់ថយពាក្យនិន្ទាតែងតែតាមយាយីគាត់ប៉ុន្តែជំនួសឲ្យការចោះចាញ់គាត់បានបំផ្លាញការរើសអើងនោះដោយសមត្ថភាពដែលពិតប្រាកដរបស់គាត់
ដោយសារតែសមត្ថភាពគាត់បានឡើងក្លាយជាម៉ាគីគ្រប់គ្រងទឹកដីមួយនេះពេលដែលកាត់សារដ៏ធំជាមួយ Colin គាត់បានចែករំលែកពីជំនឿនេះយ៉ាងស្ងប់ស្ងាត់ ប្រវត្តិមនុស្សគ្មានន័យអ្វីទេភាពខ្លាំងនិងសមត្ថភាពទើបកំណត់គ្រប់យ៉ាង គាត់ប្រាប់ Colin ត្រង់ៗថាគាត់អាចផ្ដល់គេឈ្មោះទ្រព្យសម្បត្តិអំណាចឬអ្វីក៏ដោយដែលគេចង់បានប៉ុន្តែគ្មានអ្វីត្រូវបានផ្ដល់ឲ្យដោយឥតគិតថ្លៃនោះទេបើ Colin ចង់វត្តរបស់ទាំងនោះគេត្រូវបញ្ជាក់ថាខ្លួនមានទេពកោសល្យស័ក្តិសមនឹងទទួលវាជាមួយនឹងស្នាមញញឹមដែលមានមោទនភាព Darius ស្នើឲ្យគេដាក់ចិត្តនិងកម្លាំងកាយទៅក្នុងគ្រប់សកម្មភាពពេលឮថាអាចទាមទារអ្វីដែលខ្លួនរកបាន Colin មិនស្ទាក់ស្ទើរឡើយគេហ៊ានសួរថាតើអាចយកតំណែងអភិជនបានដែរទេសំណួរនេះធ្វើឲ្យទាំងម្ចាស់និងអ្នកបម្រើរបស់គាត់កៀងមួយសន្ទុះសូម្បីតែ Darius Hall ក៏មិនរំពឹងថាគេមានមហិច្ឆតាខ្ពស់ដល់កម្រិតនេះដែរបន្ទាប់មក Maki ក៏ផ្ទុះសំណើយ៉ាងខ្លាំងជំនួសឲ្យការខឹងគាត់បែរជាយល់ថាភាពត្រង់របស់គេពិតជាគួរឲ្យអស់សំណើចទៅវិញដោយស្នាមញញឹមដ៏កក់ក្ដៅគាត់បានប្រកួតប្រជែងជាមួយ Colin គេអាចសាក់លបងដណ្ដើមតំណែងពីគាត់បានប្រសិនបើគេពិតជាចង់បានវាខ្លាំងដល់ថ្នាក់នឹងចម្លើយនេះស៊ីគ្នាបេះបិទនឹងអ្វីដែល Colin គិតដែលរៀបឲ្យតម្លៃលើសមត្ថភាពជាងអ្វីៗទាំងអស់ជំនឿលើសមត្ថភាពធំជាងសែស្រឡៃនេះហើយដែលធ្វើឲ្យគាត់ខុសប្លែកពីគេក្នុងគ្រួសារ Hall វាក៏ជាអ្វីដែលធ្វើឲ្យគេស្អប់គាត់ខ្លាំងផងដែរពួកកូនអភិជនដែលពឹងផ្អែកទៅលើឋានៈរបស់ខ្លួនពិតជាទ្រាំមិនបានឡើយពេលឃើញគាត់វារៀងពួកគេពីអំណាចបែបនេះដោយសារតែរឿងនេះសត្រូវធំបំផុតរបស់គាត់មិនមែនអ្នកក្រៅទេតែគឺជាសមាជិកក្នុងគ្រួសារតែម្ដងនិយាយមិនតាន់ផុតផងកូនប្រុសច្បងឈ្មោះ Fred Hall និងប្រពន្ធចុង Katrina William ក៏បង្ហាញខ្លួនជាមួយស្នាមញញឹមស្វាគមន៍គាត់មកកាន់ផ្ទះលោកម្ចាស់និយាយថាគាត់មិនដែលបានប្រាប់ពីការត្រឡប់មកវិញទេហើយសើចថាវាពិតជាមិនអាចលាក់បាំងអាចកំបាំងពីគ្រួសារខ្លួនឯងបានមែនប្រពន្ធរបស់គាត់លេងសើចថាដំណឹងអំពីគាត់តែងតែលើកឮរាល់ពេលគាត់ធ្វើដំណើរកាត់ទីក្រុងម្ដងនាងបានថែមថាមានគេលួចប្រាប់នាងអំពីចំនួនតូចតាចរបស់គាត់ជាមួយ Trace ដោយសារតែក្មេងប្រុសជាទីសកលម្នាក់ Dari Hall សម្លឹងមើលនាងដោយភាពត្រជាក់ស្រាប់និងមើងងាយជាការតបតនាងញញឹមបែបពីសពលធ្វើខ្លួនដូចជាស្ត្រីគ្មានកំហុសដែលមិនបានធ្វើអ្វីខុសសោះ Darius សម្លឹងមើលអ្នកបម្រើដែលនៅក្បែរនាងយ៉ាងស្ងៀមស្ងាត់ពួកគេជាពស់ពីរខ្លែងខ្លួនដែលចាំរាយការណ៍គ្រប់សកម្មភាពរបស់គេពីក្រោយខ្នង Colin សម្លឹងមុខស្ត្រីនោះដែលជាមនុស្សចំណិតបំផុតនិងជាស្ត្រីលាក់មុខធំបំផុតរបស់ Darius កាលពីជាតិមុននាងជាដើមហេតុធ្វើឲ្យបេសកកម្មមួយជីវិតរបស់គេបរាជ័យក្រោយព្រោះប្តីនាងរួចគេក៏ធ្លាក់ក្នុងអន្ទាក់ល្បិចនាងដែរនាងជាអ្នកស្នងមរតកយកស័ក្តិនិងទ្រព្យសម្បត្តិដ៏មហាសាលតែម្នាក់គត់នេះហើយជាមូលហេតុដែលនាងមានអំណាចនិងឥទ្ធិពលដោយប្រពន្ធដើមចឹងតួនាងត្រឹមជាប្រពន្ធទី2ក៏ដោយតែគោលដៅរបស់នាងគឺត្រូវជួយកូនប្រុស Frida Hall ឲ្យឡើងជាមេគ្រួសារ Hall បន្តទៀតកាលពីជាតិមុននាងបានបញ្ជាគេទាំងស្រុងតែលើកនេះគេមិនបណ្ដោយឲ្យប្រវត្តិសាស្ត្រជន់ដានចាស់ទៀតទេដោយក្តីជឿជាក់បំផុតគេឈានជើងទៅមុខហើយនិយាយថាពិតជាមានកិត្តិយសណាស់ដែលបានជួបលោកស្រី Katrina Hall និងបងប្រុស Fred បន្ទាប់មកគេណែនាំខ្លួនយ៉ាងខ្លាំងៗថាជា Colin Hall គេសន្យាថានឹងលះបង់កម្លាំងកាយចិត្តទាំងអស់ដើម្បីធ្វើឲ្យគ្រួសារ Hall កាន់តែខ្លាំងក្លាឡើងគ្រាន់តែលឺមនុស្សធម្មតាហ៊ានប្រើត្រកូលខ្លួនបែបនេះ Freedom Hall កៀងនិយាយលេងចេញតែម្ដង ពេលគេរៀបនឹងជេរប្រមាថ Colin នៅចំពោះមុខគ្រប់គ្នាស្រាប់តែម្ដាយរបស់គេលើកដៃបញ្ឈប់គេភ្លាមមួយរំពេច ស្ត្រីដ៏ប៉ស្ពល់ម្នាក់នេះសម្រាប់ចាត់ការរឿងនេះដោយខ្លួនឯងនាងបញ្ចេញអាការៈខ្ពើមរអើមដែលជន់ថោកទាបហ៊ានធ្វើឲ្យខូចឈ្មោះត្រកូលអភិជនខ្លួនលោកស្រី Katrina ងាកទៅសួរមេកា Conner ថាតើអ្នកបម្រើថ្មីនេះត្រូវការការអប់រំពីសុជីវធម៌និងការគោរពឡើងវិញដែរឬទេ Conner ឆ្លាតណាស់គេសុកចិត្តនៅស្ងៀមមិនហ៊ានប៉ះពាល់ខាងណាទីគួរឲ្យភ្ញាក់ប៉ាវក្មេងប្រុសយើងស្រាប់តែលើកដាវឡើងខ្ពស់គេប្រកាសថាឈ្មោះនេះស័ក្តិសមនឹងគេបំផុតព្រោះវាត្រូវបានប្រទានដោយមេគ្រួសារ Hall ផ្ទាល់តែម្ដងគេមិនឆេះកំហឹងពួកគេដោយសួរថាតើពួកគេចង់ប្រឆាំងនឹងសេចក្តីសម្រេចរបស់លោកម្ចាស់មែនទេដោយសម្លេងចំអកតិចៗគេបន្ថែមថាពួកគេគួរតែចងចាំឈ្មោះគេឲ្យច្បាស់ព្រោះថ្ងៃណាមួយគេនឹងដណ្ដើមតំណែងជាលោកម្ចាស់ហើយទុកពួកគេចោលនៅខាងក្រោយមិនខាន Katrina សម្លឹងដោយការមើលងាយចំពោះជនថោកទាបដែលហ៊ាននិយាយរឿងមិនចូលទៅជានេះចំណែកកូនរស់នាង Frida វិញខឹងខ្លាំងដល់ថ្នាក់មើលទៅស្ទើរតែដាល់ជញ្ជាំងឲ្យធ្លាយទៅហើយតែសម្រាប់លោកម្ចាស់ Darius Hall សម្ដីតបតរបស់ Colin ពិតជាពីរោះដូចតន្ត្រីអញ្ចឹងហើយពួកអ្នកបម្រើខាងក្រោយចាប់ផ្ដើមនិយាយខ្សឹបខ្សៀវគ្នាពេញនឹងសម្រាប់ពួកគេវាជារឿងគួរឲ្យអស់សំណាញ់ណាស់ដែលទីសកលកូនចិញ្ចឹមម្នាក់ហ៊ានស្រមៃចង់ខ្លាចជាមេគ្រួសារនោះដើម្បីបំបត្តិសម្លេងខ្សឹបខ្សៀវទាំងនេះលោកស្រី Katrina Hall ក៏ក្អកតិចត្រឹមតែប៉ុន្មានវិនាទីប៉ុណ្ណោះអ្នកបម្រើគ្រប់គ្នាក្នុងបន្ទប់ស្ងាត់ជ្រងំតែម្ដងនាងខំមាត់ទាំងកំហឹងហើយបញ្ជាឲ្យ Colin ស្គាល់តំណែងខ្លួនឯងនិងបិទមាត់ដ៏ថោកទាបនោះនៅចំពោះមុខនាងបន្ទាប់មកលោកស្រីក៏បញ្ជាឲ្យអ្នកបម្រើចាប់ខ្លួនគេព្រាមពួកមេការទៀងដាវដែលលាក់ទុកចេញមកសូម្បីតែពួកអ្នកបម្រើស្រីក៏ត្រៀមបំបៅវាយគេដែរមុនពេលរឿងរ៉ាវឈានដល់ដំណាក់កាលធ្ងន់ធ្ងរលោកម្ចាស់ Darius ក៏បញ្ឈប់ពួកគេមួយផ្លែតក៏បញ្យល់ថា Colin និយាយគឺជាការពិតបើគេអាចបញ្ជាក់សមត្ថភាពខ្លួនបានគេអាចឡើងជាលោកម្ចាស់បានមែន Fred ភាំងហើយសួរថាតើលក្ខខណ្ឌវាយ៉ាងម៉េចខ្លះតែលោកម្ចាស់ Darius គ្រាន់តែសម្លឹងមកវិញដោយកំហឹង លោកស្រី Katrina និយាយថានាងមិនជំទាស់នឹងការសម្រេចចិត្តនេះទេតែនាងបញ្ជាក់ថាគ្រួសារ Darius មានអ្នកបម្រើច្រើនណាស់មានតែអ្នកទុកចិត្តបំផុតប៉ុណ្ណោះទើបទទួលបានត្រកូលនេះវាពិតជារឿងឈួតលីលាណាស់សម្រាប់នាងដែលឲ្យអ្នកក្រៅប្រើត្រកូលនេះនាងបន្ថែមថាពួកគេមិនអាចទទួលយករឿងនេះងាយៗទេលោកស្រី Katrina ស្នើឲ្យសាក់លបងក្មេងនេះដើម្បីបញ្ជាក់សមត្ថភាពហើយបើគេធ្លាក់គេត្រូវតែចាក់ចេញពីផ្ទះនេះតាមប្រពៃណីគ្រួសារតែម្ដងជាការតបតក្មេងប្រុសយើងប្រាប់នាងថារឿងប៉ុណ្ណឹងមិនអាចបញ្ឈប់គេបានទេស្ត្រីអភិជនរូបនេះខឹងក៏សួរបកវិញថាគេចង់ដកខ្លួនឬយ៉ាងណាតែ Colin បញ្យល់ថាអ្នកបម្រើគ្រប់រូបគួរតែមានសិទ្ធិធ្វើតេស្តនេះដែរដើម្បីឲ្យម្នាក់ៗមានឱកាសស្មើគ្នាក្នុងការទទួលបាននាមត្រកូលនេះ ទាំងសម្ដីចំអកឲ្យ Fred គេបន្ថែមថា
វិធីនេះល្អជាងក្នុងការជ្រើសរើសលោកម្ចាស់បន្ទាប់ជាជាងពឹងលើបពុនិយមនិងប្រគល់តំណែងឲ្យមនុស្សគ្មានសមត្ថភាពនោះ គ្រាន់តែលើបែបនេះ Fritz មានអារម្មណ៍ថាខ្មាស់គេជាលើកទី1ហើយគេមិនព្រមទទួលស្គាល់ហើយឆ្ងល់ថាតើកូនប្រុសតូលក្នុងគ្រួសារត្រូវប្រកួតជាមួយអ្នកបម្រើសាមញ្ញដើម្បីដណ្ដើមតំណែងយ៉ាងម៉េចកើតភ្លាមនោះកាត្រីណាដាក់ដៃលើស្មាកូនប្រុសហើយរំលឹកថាគេជាអភិជនត្រូវតែរក្សាភាពស្ងប់ស្ងាត់ជានិច្ចនាងប្រាប់គុណកុំឲ្យខ្លាចពួកអត់កំណើតប្រមាណអ្នកនេះព្រោះគេអាចប្រើវេទមន្តបានមិនដូចពួកគេទេនាងណែនាំឲ្យគេសង្កេតមើលសិនហើយគេក៏យល់ព្រមភ្លាមជាចុងក្រោយលោកម្ចាស់ Darius យល់ព្រមតាមសំណើរបស់ក្មេងប្រុសយើងហើយការសាក់លបងនឹងធ្វើឡើងនៅមួយខែទៀតវានឹងបើកទទួលបេក្ខជនគ្រប់គ្នានៅក្នុងគ្រួសារនេះទម្រាំដល់ពេលនោះ Colin ធ្វើការជាអ្នកបម្រើថ្នាក់ទាបហើយវាស័ក្តិសមសម្រាប់គេណាស់ព្រោះគេអាចសិក្សាសៀវភៅវេទមន្តបានយ៉ាងលម្អិតពេលដើរតាមច្រករបៀង Colonel ប្រាប់ក្មេងប្រុសយើងថាគេពិតជាពូកែខាងប្រាសម្ដីមែនគាត់បញ្យល់ថាលោកម្ចាស់តែងតែត្រូវអភិជនផ្សេងចាប់តាមដានជានិច្ចដោយសារតែផ្នត់កំណត់ប្លែកខុសគេរបស់គាត់សួរបញ្ជាក់ថាតើគេធ្លាប់បម្រើអភិជនមែនឬអត់កាលពីមុនព្រោះសមាគមទាសករថាបានទិញគេពីភូមិជួរមុខដ៏ឆ្ងាយមួយខណៈពេលកំពុងដកកំបិតយកមកផ្អឹបនឹងកក្មេងប្រុសរបស់យើង Colonel បានចោទសួរថាតើវាពិតជាគ្រាន់តែជារឿងចៃដន្យមែនទេដែលគេមកដល់ទីនេះចំពេលដែលលោកម្ចាស់កំពុងតែស្វែងរកអ្នកស្នងតំណែងបន្ទាប់របស់គាត់នោះក្មេងប្រុសយើងរក្សាភាពស្ងប់ស្ងាត់ហើយសួរវិញថាតើ Colonel កំពុងព្យាយាមចាប់ប្រកាន់គេពីរឿងអ្វីមួយមែនទេបន្ទាប់មកគេក៏បានទម្លាយការពិតថាសមាគមទីសកលមិនដែលមានអារម្មណ៍ខ្មាស់អ៊ីនោះទេនៅពេលនិយាយដល់ការភូតកុហកនិងការបោកប្រាស់ពួកគេបានសហការគ្នាយ៉ាងចំហជាមួយ Viscount ដើម្បីតែប្រាក់ចំណេញពីការប្រកួតមួយលើកប៉ុណ្ណោះគេក៏សួរទៅកាន់គាត់វិញថាតើគាត់ពិតជាជឿមែនទេថាសមាគមនឹងដោះលែងគេយ៉ាងងាយស្រួលនោះប្រសិនបើគេពិតជាកំពុងធ្វើការឲ្យនរណាម្នាក់មែននោះដោយនៅតែសង្ស័យមេផ្ទះរូបនេះតបវិញថាឈ្មោះម្នាក់នោះបានរៀបរាប់ថាក្មេងប្រុសយើងគ្រាន់តែជាមនុស្សធម្មតាប៉ុន្តែចលនារបស់គេបង្ហាញយ៉ាងច្បាស់ពីជំនាញកម្រិតខ្ពស់ជាងនេះឆ្ងាយណាស់នៅក្នុងចក្រភពនេះមានប្រព័ន្ធចំណាត់ថ្នាក់សម្រាប់ទាំងវេទមន្តនិងវិជ្ជាដាវដូចគ្នាមនុស្សភាគច្រើនអាចឈានដល់ត្រឹមតែកម្រិតមធ្យមប៉ុណ្ណោះសូម្បីតែក្នុងចំណោមពួកគេក៏មានតែបុគ្គលកម្រមួយចំនួនតូចប៉ុណ្ណោះដែលអាចឡើងខ្ពស់ជាងនេះបានពួកអភិជនជាទូទៅផ្ដោតទៅលើវេទមន្តនេះដូច្នេះពេលនិយាយដល់វិជ្ជាដាវពួកគេនៅតែខ្វះបទពិសោធន៍ប៉ុន្តែក្រុមអិសរាជជនដូចជាឆ្មាំទេវៈទាមទារឲ្យមានជំនាញកម្រិតខ្ពស់ទាំងវេទមន្តនិងវិជ្ជាដាវក្រោយពីស្ដាប់ការបញ្យល់រួចខាណែឆ្ងល់ថាតើឈ្មោះនោះតាំងចិត្តផ្ដល់ព័ត៌មានคล้ายៗឲ្យគាត់ដើម្បីអាចកម្ចាត់គេចោលដោយស្ងាត់ឬយ៉ាងណាColin តបវិញថាប្រសិនបើគេពិតជាចារជនមែននោះគេប្រកាសជានឹងកំណត់គោលដៅដណ្ដើមយកតំណែងជាម្ចាស់ត្រកូលដោយផ្ទាល់តែម្ដងមេធាក៏សួរបញ្ជាក់ថាតើសម្ដីមួយឃ្លានេះមានន័យយ៉ាងម៉េចឲ្យប្រកាសទៅក្មេងប្រុសយើងពន្យល់ថាគោលបំណងតែមួយគត់របស់ចារជនគឺការជ្រៀតចូលនិងទាញយកប្រយោជន៍ពីចំណុចខ្សោយដូច្នេះបើសិនជាគេពិតជាចារជនមែននោះតំណែងជាមេផ្ទះប្រកាសជាមានភាពងាយស្រួលជាងឆ្ងាយណាស់សម្រាប់គេតាមរយៈទូនីតិនោះគេអាចទទួលបានការកម្បាំងរបស់លោកម្ចាស់ដោយងាយនិងមិនសូវមានគេសង្ស័យបន្ទាប់ពីនោះក្មេងប្រុសយើងក៏បានស្នើកិច្ចព្រមព្រៀងដ៏សាមញ្ញមួយទៅគាត់គេនិយាយថាគេនឹងប្រើតំណែងជាអ្នកបម្រើដើម្បីតាមរកចាស់ជនរបស់សត្រូវដោយស្ងាត់ៗហើយជាការតបស្នងគេចង់ឲ្យ Cornell ធ្វើជាដៃគូនិងសហការជាមួយគេឲ្យបានពេញទំហឹងមេតែសួរថាតើគេយល់ទេថាការធ្វើបែបនេះពួកអភិជនផ្សេងទៀតអាចនឹងងាកមកប្រឆាំងនឹងរូបគេ Colin តបវិញថាប្រសិនបើហានិភ័យកាន់តែខ្ពស់នោះផលតបស្នងក៏នឹងកាន់តែធំដូចគ្នាប្រសិនបើលោកម្ចាស់ Darius បរាជ័យដោយសារទង្វើរបស់គេនោះវានឹងគ្មានមរតកអ្វីនៅសល់ទៀតឡើយឮបែបនេះ Cornell ក៏មានអារម្មណ៍ពេញចិត្តរួចកាត់បន្ថយការប្រុងប្រយ័ត្នហើយទុកកាំបិតចូលវិញយឺតមេផ្ទះនៅតែងឆ្ងល់ថាតើក្មេងនេះពិតជាមានមហិច្ឆតាខ្លាំងរហូតហ៊ានធ្វើដល់ថ្នាក់នេះគ្រាន់តែដើម្បីទាមទារយកតំណែងមួយមែនទេតែត្រូវទទួលស្គាល់ថាគេពិតជាខ្លាំងនិងមានគំនិតឈ្លាសវៃមែនចុងក្រោយ Cornell មានអារម្មណ៍ថាកិច្ចព្រមព្រៀងនេះស្ដាប់ទៅដូចជាល្អហួសពីការពិតដូច្នេះហើយគាត់នៅតែសង្ស័យថា Colin កំពុងរៀបចំផែនការអ្វីមួយទូការសង្ស័យទាំងនោះមួយឡែកសិនគាត់ក៏ប្រាប់ក្មេងប្រុសយើងឲ្យដើរតាមគាត់ទៅកន្លែងស្នាក់នៅថ្មីគឺបន្ទប់របស់អ្នកបម្រើនៅកន្លែងស្នាក់នៅ Cornell បាននាំតួឯកយើងដើរមើលជុំវិញហើយប្រាប់គេឲ្យរើកន្លែងណាដែលគេពេញចិត្តគាត់បញ្យល់ថាលោកស្រីបានបែងចែកអ្នកបម្រើជា3ប្រភេទផ្សេងគ្នាចំណាត់ថ្នាក់ខ្ពស់បំផុតគឺបម្រើលោកស្រីលោកម្ចាស់និងកូនប្រុសរបស់ពួកគេផ្ទាល់ចំណែកឯកម្រិតកណ្ដាលត្រូវបានអនុញ្ញាតឲ្យរស់នៅក្នុងភូមិគ្រឹះជាមួយពួកគេដែរគម្រប់ទាបបំផុតត្រូវបានដាក់ឲ្យនៅកន្លែងស្នាក់នៅដាច់ដោយឡែកហើយសូម្បីតែដើរទៅក្បែរភូមិគ្រឹះក៏មិនត្រូវបានអនុញ្ញាតនោះទេបន្ទាប់មកមេផ្ទះក៏បានប្រាប់ត្រួសពីភារកិច្ចរបស់គេដែលរួមមានការកាប់អូសចោលសម្រាមនិងមើលថែសេះដោយទទួលបានប្រាក់ឈ្នួល3កាក់ស្ពាន់ក្នុងមួយថ្ងៃមុនពេលចាក់ចេញគាត់ក៏បានរៀបរាប់ពីច្បាប់ដ៏តឹងរ៉ឹងរបស់គ្រួសារនេះដែលសំខាន់បំផុតនោះគឺត្រូវគោរពស្ដាប់បង្គាប់អ្នកបម្រើចាស់ៗទាំងអស់ដាច់ខាតតួឯងយើងកន្លែងមើលជុំវិញហើយគាត់សម្គាល់ឃើញថាអ្នកបម្រើភាគច្រើនមានរូបរាងដូចជាក្មេងទំនើងជាងអ្នកធ្វើការហើយគេក៏ឆ្ងល់ថាតើគេពិតជាត្រូវគោរពតាមមនុស្សដោយពួកវាទាំងនេះមែនទេក៏ណែបញ្យល់យ៉ាងស្ងប់ស្ងាត់ថាច្បាប់ទាំងនេះត្រូវបានកំណត់ដោយផ្ទាល់ពីលោកស្រីតែម្ដងតួឯងយើងទទួលយកលក្ខខណ្ឌនេះដោយមិនប្រកែកហើយក៏រាក់ទាក់អ្នកបម្រើផ្សេងទៀតដោយនិយាយថាគេទន្ទឹងរង់ចាំធ្វើការជាមួយពួកគេជំនួសឲ្យការឆ្លើយតបធម្មតាពួកអ្នកបម្រើបែរជាចាប់ផ្ដើមចំអកឲ្យគេដោយហៅគេថាជាអនាគតម្ចាស់ទឹកដីក្នុងទឹកដមសម្លេងបញ្ចុកបងទៅវិញម្នាក់ក្នុងចំណោមពួកគេឈានជើងមកមុខហើយនិយាយថាពួកគេបានលឺរួចហើយពីរឿងដែលក្មេងប្រុសនេះទៅក្អួងក្អាងបង្កចំនួនជាមួយលោកស្រីនិងកូនប្រុសរបស់គាត់នោះម្នាក់ទៀតញញឹមចង់មាត់ហើយនិយាយថាពួកគេនឹងបង្រៀនគេពីរបៀបរាក់ទាក់រៀមច្បងឲ្យបានត្រឹមត្រូវស្ថានភាពកាន់តែតានតឹងឡើងនៅពេលម្នាក់ក្នុងចំណោមពួកគេវាយបំបែកដបកញ្ចក់រួចយកវាធ្វើជាអាវុធវាបញ្ជាឲ្យតួឯងយើងលុតជង្គង់ចុះហើយតែកំភ្លៀងខ្លួនឯងព្រមទាំងនិយាយដដែលថាគេរីករាយនឹងធ្វើការជាមួយពួកគេរហូតតតែពួកវាពេញចិត្តពួកអ្នកផ្សេងទៀតក៏ចាប់ផ្ដើមចំអកដែរប៉ុន្តែតួឯងយើងមិនព្រមទទួលយកការប្រមាថនេះដោយងាយៗនោះទេគេចាប់បំបាក់មេមដៃអាជនពៀនោះហើយមុនពេលវាអាចមានប្រតិកម្មតបវាក៏ត្រូវវាយបំបាក់កម្លាំងហើយត្រូវគេក្រវ៉ាត់ចោលដូចជាតុក្កតាក្រណាត់
ពួកអ្នកបំរែទៀតសម្លឹងមើលទាំងហួសចិត្តខណៈដែល Colin តតបរោះនៅមួយជើងធ្វើឲ្យវាហោះខ្ទាតទៅម្ខាងយ៉ាងឆ្ងាយ មុនពេលពួកវាដើរខ្លួនពាក្យអ្វីដែលទៅតែកាត់ឡើងតួឯកយើងក៏ប្រកាសយ៉ាងស្ងប់ស្ងាត់ថាគេនឹងមិនប្រណីដៃឡើយរួចក៏ចាប់ផ្ដើមទះកំភ្លៀងអាជនពីលនោះខណៈកំពុងនិយាយពាក្យដដែលថារីករាយដែលបានធ្វើការជាមួយវាពួកអ្នកបំរើឯទៀតខឹងសម្បាយ៉ាងខ្លាំងហើយស្ទុះចូលមុខដោយចេតនាចង់សម្លាប់ចោលប៉ុន្តែ Colin មានប្រតិកម្មតបវិញភ្លាមគេកន្ត្រាក់ដាវរបស់គេហើយវាយពួកវាដោយប្រើដងដាវចំកណ្ដាលមុខតែម្ដងដែលធ្វើឲ្យការសម្រុកចូលរបស់ពួកវាត្រូវបញ្ឈប់មួយរំពេច ម្នាក់ក្នុងចំណោមពួកវាដើរត្រេកត្រួតទៅក្រោយហើយដឹងថាបាក់ពួករបស់វាបានបាក់ធ្មេញអស់មួយបាត់ទៅហើយ ប៉ុន្តែមុនពេលវាអាចមានប្រតិកម្មតបឲ្យបានត្រឹមត្រូវនោះ Colin បានត្រៀមវាលុកម្ដងទៀតបាត់ទៅហើយគេលោតទៅមុខឲ្យតន់ហោះមួយជើងយ៉ាងពេញទំហឹងដែលធ្វើឲ្យអាចជន់ពៀម្នាក់ទៀតហោះខ្ទាតទៅដោយគ្មានឱកាសតបតពេលជន់ពៀទី2ដឹងខ្លួនឡើងវិញគេស្រាប់តែឃើញ Colin ឈរនៅពីមុខដោយបានដកដាវរួចជាស្រេចបាត់ទៅហើយតួឯកសួរយ៉ាងស្កប់ស្ងាត់ថាតើពេលនេះគេពេញចិត្តឬនៅជន់ពៀនោះប្រញាប់យល់ព្រមភ្លាមដើម្បីយករួចខ្លួនប៉ុន្តែពេល Colin បែកខ្នងភ្លាមវាក៏ប៉ុនប៉ងវាប្រហារម្ដងទៀតជាមួយនឹងដបបែកនៅក្នុងដៃព្រមទាំងស្រែកបញ្ជាឲ្យគេស្លាប់ទៅ មួយវិនាទីបន្ទាប់ស្ថានភាពតែមូប្រែប្រួលភ្លាម Colin ឈរស្ងៀមកាន់ដាវរួចរាល់គ្មានការភ័យខ្លាចខណៈជនពៀនោះដួលទៅលើដីដោយបាត់បង់ដៃទាំងសងខាងទៅហើយខណៈបុរសនោះស្រែកឈឺចាប់នឹងភ័យស្លន់ស្លោ Colin ក៏សកដាវចូលស្រោមយឺតរួចបែរមកសួរវិញថាតើពេលនេះគេពេញចិត្តឬនៅពេលយប់មកដល់តួឯកថាពេលនេះគេប្រហែលទទួលបានទំនុកចិត្តពី Cornell ហើយទូមិនទាន់អាចទីដឹងពីរឿងនឹងកើតឡើងបន្តទៀតក្តីដោយគិតបែបនេះគេក៏បើកសៀវភៅវេទមន្តហើយចាប់ដើមរៀនប្រើវាដើម្បីពង្រឹងកម្លាំងរបស់ខ្លួនឯង Colin នឹកឃើញពីជាតិមុនថាអ្នកស្រី Katrina បានផ្លាស់ប្ដូរអ្នកបម្រើទាំងអស់របស់គ្រួសារ Hall បន្ទាប់ពីនាងបានរៀបការជាមួយ Darius រួចដោយដាក់មនុស្សនាងនៅពេញវិមានតែម្ដងលទ្ធផលនោះគឺទំនាក់ទំនងនាងជាមួយ Darius កាន់តែយ៉ាប់យ៉ឺនខ្លាំងឡើងទោះបីជាពួកគេមិនចុះសម្រងគ្នាតាំងពីដំបូងមកម្លេះក៏ដោយដើម្បីការពារខ្លួនឯងនឹងតាមដានស្ថានភាពទាំងមូល Darius បានចាត់តាំង Cornell ដែលជាមិត្តដ៏ស្មោះត្រង់របស់គេឲ្យធ្វើជាមេផ្ទះ Cornell គឺជាមនុស្សតែម្នាក់គត់ដែលមានអំណាចគ្រប់គ្រាន់ក្នុងការដកតំណែងអ្នកស្រីចេញប្រសិនបើចាំបាច់ហើយថែមទាំងអាចចូលរួមក្នុងដំណើរការជ្រើសរើសអ្នកស្នងតំណែងផងដែរតួឯកចាំបានថាក្នុងជាតិមុន Cornell ត្រូវបានគេសម្លាប់យ៉ាងឃោរឃៅហើយបន្ទាប់មកអ្នកស្រី Katrina ក៏ទទួលបានឥទ្ធិពលយ៉ាងខ្លាំងដែលជួយនាងអាចរុញច្រានកូនប្រុសខ្លួនឯងឲ្យស្នងតំណែងគេគិតថាបើសិនបើមេផ្ទះនោះនៅរស់រឿងរ៉ាវទាំងនេះប្រហែលជាអាចប្រែប្រួលមិនខានបន្ទាប់មក Colin ក៏ដឹងថាធម្មពលទប់ទល់វេទមន្តកម្រិតដំបូងរបស់គេគឺមិនអាចការពារខ្លួនបានទេដូច្នេះគេត្រូវតែខ្លាំងជាងនេះគេចាប់ផ្ដើមផ្ដោតលើការរៀនទាំងវេទមន្តការពារនិងវាយប្រហារគ្រាន់តែគិតភ្លាមគេក៏លូកដៃកាន់សៀវភៅនោះហើយទំព័រវាក៏ហោះខ្ចាត់ខ្ចាយជុំវិញខ្លួនដូចខ្យល់ព្យុះចឹងគេមានអារម្មណ៍ថាខ្លឹមសារក្នុងសៀវភៅកំពុងត្រូវបានបង្ខំបញ្ចូលទៅក្នុងខួរក្បាលគេផ្ទាល់តែម្ដងមួយរំពេចនោះការឈឺចាប់បានវាយលុកធ្វើឲ្យគេរឹងខ្លួនដូចជាមានសម្រងរាប់ពាន់ក្បាលកំពុងខំពេញខ្លួនក្នុងពេលតែមួយអញ្ចឹងធម្មពលដែលហូរចូលខ្លួនពិតជាមិនអាចទ្រាំបានឡើយប្រៀបដូចឈាមឆ្អឹងនិងព្រលឹងគេកំពុងជ្រមុជក្នុងកំអែលភ្នំភ្លើងអញ្ចឹងស្រមោលខ្មៅងងឹតមួយបានលេចចេញពីសៀវភៅរួចស្រែកហៅឈ្មោះរបស់ Colin វិនាទីបន្ទាប់វាបានលេចមុខនៅពីក្រោយគេដោយខ្សឹបប្រាប់ឲ្យគេបំផ្លាញចោះចាញ់និងព្រមចោះញោមតួឯកបានតស៊ូក្រោមសម្ពាធនោះហើយចាប់ផ្ដើមឆ្ងល់ថាតើនេះពិតជាតម្លៃនៃការរៀនវេទមន្តមែនទេគេនឹកឃើញមិត្តរួមការងារម្នាក់កាលពីជាតិមុនដែលធ្លាប់និយាយថាគេគ្រាន់តែបិទភ្នែកហើយទទួលអារម្មណ៍ពីលំហូរវេទមន្តដើម្បីអាចរៀនវាបានយ៉ាងត្រឹមត្រូវគេគិតក្នុងចិត្តថាធ្វើជាអភិជនច្បាស់ជាស្រួលណាស់ព្រោះពួកគេអាចរៀនវេទមន្តបានដោយការដកដង្ហើមអញ្ចឹងហើយគេក៏មើលឃើញយ៉ាងច្បាស់ពីគម្លាតដ៏ធំនៃខ្សែស្រឡាយនេះដែរទោះជាយ៉ាងណាក្តីគេនៅតែបង្ខំចិត្តស៊ូទ្រាំរួចដាក់ដៃលើសៀវភៅដោយប្រកាសថាគេត្រូវតែជោគជ័យទោះមានរឿងអ្វីក៏ដោយប៉ុន្តែមុនពេលគេអាចគិតចប់ស្រាប់តែមានអ្វីមួយបានតាក់ទាញចំណាប់អារម្មណ៍របស់គេហើយធ្វើឲ្យគេលែងបានប្រុងប្រយ័ត្នហើយកន្លែងទាំងមូលក៏បានលាន់ឮសំឡេងដ៏គួរឲ្យខ្លាចមួយព្រឹកបន្ទាប់ពួកអ្នកបម្រើបានក្រោកពីគេនឹងធ្វើទម្លាប់ធម្មតារបស់ពួកគេក្នុងការលាងសម្អាតនិងរៀបចំសម្រាប់ការងារស្របពេលដែលពួកជនពៀនោះឃើញតួឯកទើបតែញាក់ពីគេម្នាក់ក្នុងចំណោមពួកគេបានចំអកឲ្យគេភ្លាមដោយថាគេមើលទៅរំភើយខុសធម្មតាសម្រាប់មនុស្សដែលទើបតែបង្ករឿងជាមួយរៀមច្បងសោះតួឯកឆ្លើយតបធម្មតាថាគេគិតថាខ្លួនច្បាស់ជាត្រូវគេចាក់សម្លាប់ពេលគេបាត់ហើយប៉ុន្តែជាក់ស្ដែងសូម្បីរឿងនោះក៏មិនបានកើតឡើងផងមុនពេលពួកគេអាចតបតគេបន្ថែមថាវាប្រហែលជាគ្មានប្រយោជន៍ទេទោះពួកគេបានព្យាយាមធ្វើអ្វីក៏ដោយគេពត់ខ្លួនស្ងាត់បន្តិចហើយនិយាយថាការវឹកហាត់យប់មិញធ្វើឲ្យគេហត់នឿយខ្លាំងណាស់គេសម្រាប់ចាត់ថានឹងញ៉ាំសិនមុនពេលគិតពីរឿងការងារបន្ទាប់មកគេនិយាយបន្ថែមថាការប្រឹងប្រែងពេញមួយយប់នេះទទួលបានផលហើយថែមទាំងបានដោះសោវេទមន្តអមតៈប្រភេទពិសេសមួយទៀតផងមុនពេលស្ថានភាពនេះកាន់តែតានតឹងខ្លាំងទស្សនវិជ្ជាក៏បានផ្លាស់ប្ដូរទៅខាងក្រៅភូមិគ្រឹះវិញដែលមានក្រុមឆ្មាំកំពុងដើរកាត់ទីនោះដោយបង្ខំឲ្យមនុស្សម្នាគេចចេញពីផ្លូវពួកអ្នកបម្រើបានអោនក្បាលដោយភាពភ័យខ្លាចភ្លាមពេលក្បួននោះខិតមកជិតហើយឆ្មាំម្នាក់ស្រែកប្រាប់គ្រប់គ្នាឲ្យបើកផ្លូវសម្រាប់អនុសេនីតូភ្នែកមួយរបស់គេអ្នកបម្រើម្នាក់ដែលឈរនៅខាងមុខមិនបានប្រុងប្រយ័ត្ននោះទេខណៈកំពុងកាន់ធុងទឹកមួយនៅនឹងដៃគេមិនអាចគេចចេញបានទាន់ពេលទេហើយឆ្មាំម្នាក់ក៏ទាត់ពោះរបស់គេធ្វើឲ្យគេនឹងធុងទឹកនោះខ្ទាតបោកទៅម្ខាងទឹកបានហូរពេញដីហើយខ្ទាតស្រោចលើស្បែកជើងរបស់អនុសេនីតូគាត់ក៏ឈប់រួចអោនមើលស្នាមប្រឡាក់នោះជំនួយការគាត់ចាប់ផ្ដើមស្រែកជេរអ្នកបម្រើភ្លាមដែលហ៊ានធ្វើឲ្យស្បែកជើងមេគុយគេប្រឡាក់អនុសេនីតូលើកដៃជាសញ្ញាឲ្យគេឈប់រួចក៏ដើរយឺតតម្រង់ទៅរកអ្នកបម្រើដែលកំពុងញ័រខ្លួននោះអ្នកបម្រើនោះសុំទោសផ្ទួនដែលប្រាប់ថាគេមិនបានប្រុងប្រយ័ត្ននិងអង្វរសុំក្តីមេត្តាអនុសេនីតូញញឹមបន្តិចហើយនិយាយថាអាចធ្វើមិនបានទៅដែលធ្វើឲ្យស្ដាប់ទៅហាក់ដូចជាគាត់កំពុងអភ័យទោសឲ្យគេអញ្ចឹងតែមិនទាន់ទាំងដកដង្ហើមធូរស្រាលផងទឹកមុខរបស់អនុសេនីឯកក៏ប្រែជាកាច់សាហាវភ្លាមគេនិយាយយ៉ាងស្ងប់ស្ងាត់ថាភ្នែកដែលមើលជុំវិញខ្លួនមិនបានល្អគឺគ្មានប្រយោជន៍ឡើយ
មួយបើព្រិចភ្នែកគេក៏ខ្វេះភ្នែកអ្នកបម្រើនោះធ្វើឲ្យស្រែកយ៉ាងឈឺចាប់ខណៈអនុសេនីយ៍ឯកសម្លឹងយ៉ាងត្រជាក់ពេលឃើញគេខ្លាចជាជនភ្នែកមកខាងដូចខ្លួនពួកអ្នកបម្រើផ្សេងទៀតសម្លឹងមើលបរិះដែលកំពុងស្រែកនោះដែលក្តីភ័យខ្លាចលាយឡំនឹងការអាណិតតែជំនួយការនោះក៏ស្រែកកំហកសួរថាពួកគេកំពុងមើលអ្វីហើយបញ្ជាឲ្យគ្រប់គ្នាលុតជង្គង់ចុះពេលនោះ MC ក៏ដើរហួសពួកគេដែលមិនបន្ថយល្បឿនធ្វើហាក់ដូចទិដ្ឋភាពទាំងមូលនេះគ្មានពាក់ព័ន្ធអ្វីនឹងគេជំហានដ៏សាមញ្ញរបស់គេធ្វើឲ្យជំនួយការនោះសឡង់កាំងមួយផ្លែតមិនដឹងថាគួរតបតឬក៏ធ្វើមិនដឹង MC ដែលផ្ដោតអារម្មណ៍លើការគិតខ្លួនឯងកំពុងឆ្ងល់ថាគួរញ៉ាំអ្វីសម្រាប់អាហារព្រឹកព្រោះពួកអ្នកបម្រើនៅទីនេះមិនសូវមានអាហារត្រឹមត្រូវហូបទេជនពីលដែលធ្លាប់បានរងរបួសពីមុនក៏ចំណាំគេបានភ្លាមរួចរាយការណ៍ប្រាប់អនុសេនីយ៍ឯកថានេះគឺជាអាមួយដែលបានកាត់ដៃខ្លួនកាលពីម្សិលមិញគេក៏បានព្រមានដែរថា MC ចិត្តតែរអ៊ូតែឯងពេញមួយយប់ដែលមើលទៅដូចជាមនុស្សឈួតអញ្ចឹងអនុសេនីយ៍ឯកសម្លឹងមើលដោយភ្នែកព្រឹមហើយសន្និដ្ឋានថាក្មេងនេះប្រហែលជាមានគ្រោះថ្នាក់ដោយនឹកស្មានមិនដល់គេក៏ហៅក្មេងនោះឲ្យឈប់ទីបំផុត MC ក៏ឈប់ហើយងាកមកមើលដោយគ្មានភាពភ័យខ្លាចសោះព្រមទាំងសួរត្រង់ថាតើចង់ឲ្យគេកាត់ដៃចោលទៀតឬយ៉ាងណាអនុសេនីយ៍ឯកលិតឈាមពីលើម្រាមដៃរបស់ខ្លួនហើយនិយាយថាពួកគេមិនមែនទន់ខ្សោយដោយពួកអភិជនឬមនុស្សរបស់ជំទាវឡើយពួកឈ្មោះផ្សេងទៀតក៏ឈានជើងមកមុខឲ្យប្រកាសពីច្បាប់សងសឹកដ៏សាហាវថាគឺត្រូវតែឈាមសងឈាមភ្នែកសងភ្នែកបន្ទាប់មកពួកគេក៏ប្រឈមមុខជាមួយ MC ដោយសួរថាគេព្រមកាត់ដៃខ្លួនឯងឬចង់ឲ្យពួកគេកាត់ជំនួសនៅតែស្ងប់ស្ងាត់គ្មានប្រែប្រួលទឹកមុខបន្តិចសោះហើយក៏បានតបតទៅវិញយ៉ាងត្រជាក់ស្រេបគេប្រាប់ថាពួកវាអាចជ្រើសរើសបានថាចង់បាត់ដៃឬក៏ចង់ដាច់ក្បាលតែអនុសេនីយ៍ឯកបែរជាញញឹមហើយនិយាយថាគេមិនមែនជាអ្នកត្រូវប្រយុទ្ធជាមួយក្មេងនេះទេផ្ទុយទៅវិញគេបានអូសយកអតីតជើងឯកសង្វៀនទេសកលមកមុខហើយប្រាប់ក្មេងយើងថានេះជាគូប្រកួតរបស់គេខូលីងចំណាំមនុស្សនោះបានភ្លាមថាជាឆ្មាំបំរុងនិងជាអ្នកបម្រើកម្រិតមកជួមឈ្មោះដាគូគេចាប់ផ្ដើមបាញ់ញើជោគដោយសារតែនឹកស្មានម្ដងថាត្រូវមកជួបមិត្តសម្លាញ់ក្នុងស្ថានភាពបែបនេះសោះ ខូលីងចង់ចាំថាគេគឺជាមិត្តស្និទ្ធស្នាលបំផុតជាមនុស្សដែលអាចពឹងពាក់បានមុនពេលគេត្រឡប់ជាតិមកវិញពួកគេធ្លាប់ចំណាយពេលជាមួយគ្នាធ្វើរឿងច្រើនរួមទាំងប្រយុទ្ធជាមួយវិស័យទន្ទឹមគ្នាផងដែរប៉ុន្តែពេលនេះបរិះកំសត់ដូចឈូនៅទីនោះត្រឹមជាអ្នកបម្រើកម្រិតមធ្យមដែលហាក់ដូចត្រូវបានគេវាយដំខណៈតួឯកយើងលោកដៃចាប់ដើរគេក៏បញ្ឆេះកំហឹងដោយសួរថាតើគេពិតជាចង់ចូលខ្លួនតទួជំនួសពួកអាចាញ់បោកគេមែនឬដែលគូលើកដៅរបស់ខ្លួនចង្អុលទៅកាន់ខូលីនហើយតបថាគេគ្រាន់តែធ្វើតាមច្បាប់ដែលសពអូនគ្រប់រូបត្រូវតែគោរពតាមសិស្សច្បងប៉ុណ្ណោះតួឯកយើងសួរចង្អុលពីហេតុផលនោះថាតើពួកគេសំបីតែហាមាត់និយាយក៏មិនបានដែរពេលត្រូវគេប្រមាថបែបនេះពាក្យសម្ដីទាំងនេះធ្វើឲ្យទាសកនោះស្រឡាំងកាំងមួយផ្លែតខូលីប្រោឱកាសដល់ខ្លីនោះឆក់យកដាវវិដៃគេហើយស្ទុះទៅមុខយ៉ាងលឿនយកដាវដាក់ផ្ចិតកអនុសេនីយ៍ឯកភ្លាមពួកកូនចៅឈរស្រឡំកាំងដោយសារតែចលនាដ៏លឿនរបស់ក្មេងនេះហើយសំបីតែដាគូក៏ជោគកាំងដែរពេលដឹងថាដាវត្រូវគេឆក់យកទៅបាត់ដោយមិនទាន់ដឹងខ្លួនផងអនុសេនីយ៍ឯកភ័យស្ទើរលេចនំទៅហើយតែព្យាយាមទប់អារម្មណ៍សួរទៅខូលីនថាតើដឹងខ្លួនទេថាកំពុងតែស្វែងរករឿងជាមួយអ្នកណាគេរំលឹកថាលោកម្ចាស់ហ្វ្រីជ្រើសរើសគេដោយផ្ទាល់ការប្រឆាំងនឹងគេនឹងនាំមកនូវផលវិបាកយ៉ាងធ្ងន់ធ្ងរខូលីនស្រកដាវថយក្រោយវិញមួយដោយមិនហាស់ស្ដីមួយម៉ាត់សោះអនុសេនីយ៍ឯកទាញកៅអៅឲ្យត្រង់វិញពេលមានអារម្មណ៍សុវត្ថិភាពហើយក៏ធ្វើរឹកពីខ្លាំងក្លាភ្លាមដោយសកត់ធ្ងន់ថាតួឯកយើងមិនអាចចាក់ចេញពីទីនេះដោយមិនទទួលទោសនោះទេអាចរិតថោកទាបនោះក៏បញ្ជាកូនចៅឲ្យបង្រៀនមេរៀនដល់ដាគូដោយមិនស្ទាក់ស្ទើរពួកវាបានកាប់ឈុតខ្នងរបស់គេហូរឈាមស្រោចគេហៅដាគូថាជាសម្រាមឥតប្រយោជន៍និងបញ្ជាមិនឲ្យមានក្តីមេត្តាសោះឡើយពួកកូនចៅក៏សើចចំអកបន្តវាយដំទៀតសូម្បីតែយកដាវចាក់ទម្លុកដៃរបស់គេព្រមទាំងនិយាយថានេះជាទុកកំហុសព្រោះគេទើបតែបាត់បង់ឱកាសតែមួយគត់ដើម្បីបង្ហាញសមត្ថភាពខ្លួនឯងឃើញបែបនេះកំហឹងខូលីនក៏ផ្ទុះឡើងហើយគេកាប់ពួកកូនចៅទាំងពីរនោះចោលភ្លាមដោយកាប់ដាច់កពួកវាស្លាប់ភ្លាមនៅនឹងកន្លែងតែម្ដងពេលដែលគេបែរខ្នងដាក់អនុសេនីយ៍ឯកមេកៅដកអាក្រក់នោះបានឃើញចន្លោះប្រហោងហើយក៏ប្រញាប់រៀបចំចំហប្រយុទ្ធត្រៀមនឹងបញ្ចប់ជីវិតក្មេងនេះដោយការវាយប្រហារតែមួយក្បាច់ប៉ុណ្ណោះទោះជាយ៉ាងណាចលនារបស់វាគឺឆ្កំឆ្គងខ្លាំងមិនទាន់ទាំងវាចេញផងដាវរបស់វាក៏ត្រូវបានកាត់ដាច់ខ្ទេចទៅហើយខូលីនព្រមានថាលើកក្រោយមិនមែនអាវុធរបស់វាទេដែលត្រូវកាប់ដាច់ប៉ុន្តែគឺខ្លួនវាផ្ទាល់តែម្ដងពេលគេលើកដាវរៀបនៅកាប់ម្ដងទៀតស្រាប់តែការវាយប្រហារនោះត្រូវបានរៀបរៀងដោយដាគូឈានមកឈោបាំងមុខអនុសេនីយ៍ឯកការពារយ៉ាងរឹងមាំទោះជាមានរឿងអ្វីក៏ដោយគេធ្វើខ្លួនជាឆ្មាំដ៏ស្មោះត្រង់ម្នាក់ដោយប្រឈមមុខជាមួយខូលីនហើយប្រាប់ឲ្យឈប់បង្កកំហុសប្រមាថសិស្សច្បងទៀតទៅទោះជាដៃគេនៅហូរឈាមពីមុខរបួសក៏ដោយសារគេគ្មានបំណងវាយតបជាមួយដាគូទើបខូលីនដោះលែងអនុសេនីយ៍ឯកហើយប្រាប់ឲ្យអ្នកបម្រើទាំងអស់ចេញពីទីនោះពេលអតីតមិត្តរបស់គេទុកដាវយ៉ាងស្ងប់ស្ងាត់ខូលីនក៏ស៊ូគេសួរថាហេតុអ្វីបានជាគេមិនព្រមតបតទាំងដែលគេខ្លាំងជាងឆ្ងាយហើយអាចផ្ដួលគូប្រកួតទុនខ្សោយទាំងនោះបានយ៉ាងងាយស្រួលដាគូតបទាំងខឹងថាខូលីនប្រៀបដូចជាស្លាប់ទៅហើយដែលហ៊ានប្រឆាំងរៀមច្បងរបស់ខ្លួនខណៈនេះគេគ្មានចំណាប់អារម្មណ៍នឹងបន្តការសន្ទនាជាមួយគេទៀតទេក្រោយពេលដាគូជួយសង្គ្រោះអនុសេនីយ៍ឯករួចជំនួសឲ្យការដឹងគុណបុរសនោះបែរជាងាកមករោរឿងគេហើយព្យាយាមសង្កត់ក្បាលគេចូលទៅក្នុងទឹកទៅវិញអនុសេនីយ៍ឯកបន្ទោសគេថាយកតែឈោមមើលមិនធ្វើអ្វីសោះដែលធ្វើឲ្យខ្លួនមើលទៅល្ងងខ្លៅនៅចំពោះមុខអ្នកគ្រប់គ្នាក្មេងប្រុសកំសត់នោះសំទោសរួចត្រូវគេចាប់ផ្ដួលទៅលើដីយ៉ាងខ្លាំងមួយរំពេចអ្នកបម្រែម្នាក់សួរទៅអនុសេនីយ៍ឯកថាតើគាត់ពិតជាចង់ដោះលែងគេឲ្យរួចខ្លួនងាយបែបនេះមែនទេឬបែបនេះបុរសនោះក៏សើចហើយបញ្ជាកូនចៅខ្លួនឲ្យផ្សព្វផ្សាយពាក្យចចាមអារ៉ាមថាក្មេងប្រុសម្នាក់នេះបានប្រកាសសង្គ្រាមជាមួយអ្នកបម្រើរៀមច្បងទាំងអស់បន្ទាប់មកគេបញ្ជាឲ្យដកតំណែងរបស់គេហើយបញ្ជូនគេទៅឃុំឃាំងតែឯងខូលីនសួរដាគូម្ដងទៀតថាហេតុអ្វីបានជាគេនៅតែបន្តទ្រាំនឹងរឿងទាំងនេះដោយមិនតបតប៉ុន្តែកំឡោះកំសត់នោះបានត្រឹមតែខំថ្មិញហើយនៅស្ងៀមពេលថ្ងៃត្រង់ថ្ងៃដដែលនោះអ្នកបម្រើរៀមច្បងអង្គុយជុំគ្នាញ៉ាំអាហារយ៉ាងឆ្ងាញ់ពិសា
ស្របពេលនោះអ្នកបម្រើថ្នាក់កណ្ដាលម្នាក់និយាយយ៉ាងរំភើបជាមួយមិត្តភ័ក្តិអំពីក្តីស្រមៃថានាងបានឡើងតំណែងដោយមិនអាចលាក់បាំងក្តីរំភើបរបស់ខ្លួនបានឡើយ ចំណែកអ្នកបម្រើថ្នាក់ទាបវិញទទួលបានត្រឹមតែស៊ុបមួយចានប៉ុណ្ណោះជំនួសឲ្យអាហារពេញលេញ តែគ្មាននរណាម្នាក់ហ៊ានរអ៊ូតាមនោះទេស្របពេលនោះកំឡោះរបស់យើងក៏មកដល់ហើយដើរទៅបញ្ចូលដើម្បីយកអាហារសម្រាប់ខ្លួនឯង គេសម្លឹងមើលជុំវិញហើយសួរថាហេតុអីបានជាគ្រប់គ្នាសម្លឹងមកគេបែបនេះ ចំភើធ្វើឲ្យហៀសុបចាប់ផ្ដើមសើចដោយប្រាប់ថាអ្នកដែលមិនធ្វើការគឺមិនសមនឹងបានញ៉ាំទេ ប៉ុន្តែ Colin មិនប្រកាន់ទេហើយដើរត្រង់ទៅកាន់កន្លែងសម្រាប់តែអ្នកបម្រើរៀមច្បងតែម្ដង គេឡើងទៅកាន់កន្លែងញ៉ាំអាហាររបស់ពួកគេយ៉ាងរំភើយធ្វើឲ្យទាសកររៀមច្បងខឹងសម្បាយ៉ាងខ្លាំងខណៈគេរុញពួកគេចេញដោយមិនខ្វល់គេដើរទៅដល់កន្លែងអាហារដែលមានរៀបចំ buffet យ៉ាងពេញលេញហើយចាប់យកនំក្រសង់មួយព្រមទាំងសាច់មាន់មួយដុំមកញ៉ាំយ៉ាងរំភើយ មេការខនដើរចូលមករំលឹកគេថាតំបន់នេះបំរុងទុកសម្រាប់តែអ្នកបម្រើជាន់ខ្ពស់ប៉ុណ្ណោះ ពួកអ្នកបម្រើរៀមច្បងទាមទារជាបន្ទាន់ឲ្យមេការដាក់ទោសក្មេងនេះឲ្យត្រឹមត្រូវ ទោះជាយ៉ាងណាក៏ដោយជំនួសឲ្យការចាត់វិធានការលើគេមេការធំបែរជារននឹកឃើញលេសដ៏ឆ្លាតវៃមួយដើម្បីដោះស្រាយស្ថានភាពនេះទៅវិញ គាត់បញ្យល់ថាក្មេងនេះទើបតែមកដល់ដូច្នេះការដែលអ្នកថ្មីធ្វើខុសគឺជារឿងធម្មតាទេបន្ទាប់មកគាត់ប្រាប់ឲ្យ Colin ដើរតាមគាត់ខណៈដែលអ្នកបម្រើរៀមច្បងទាំងអស់មើលទៅខកចិត្ត ពេលកំពុងដើរគាត់ណែរំលឹកគេអំពីច្បាប់នៃការគោរពដែលខាតចំពោះរៀមច្បងហើយសួរថាហេតុអីបានជាគេមិនអនុវត្តតាម ប៉ុន្តែក៏លីងតវ៉ាវិញដោយប្រាប់ថាលោកម្ចាស់ផ្ទាល់បញ្ជាក់ថារង្វាន់គឺផ្ដល់ឲ្យតាមសមត្ថភាពមិនមែនតាមតំណែងទេ គេបន្ថែមថាគេជឿជាក់ថាខ្លួនមានសមត្ថភាពគ្រប់គ្រាន់ក្នុងការទទួលបានអាហារពេញលេញទើបគេសម្រេចចិត្តយកវាដោយខ្លួនឯងបែបនេះ បន្ទាប់មកមេការក៏បដូរសំណើររ៉ាប់រងការចំណាយរបស់គោប៉ុន្តែជាការដោះដូរគាត់ចង់ឲ្យកំឡោះយើងតាមរកជនបង្កប់ដែលកំពុងលាក់ខ្លួនក្នុងភូមិគ្រឹះនេះ រំពេចនោះសញ្ញាចាប់ផ្ដើមការបោកបាញ់ក៏បន្លឺឡើងហើយមើលទៅលោកម្ចាស់ម៉ាគីកំពុងឆ្ពោះទៅកាន់តំបន់បោកបាញ់នោះផងដែរ ជាក់ស្ដែងមានសកម្មភាពមិនធម្មតាមួយចំនួនកាត់ឡើងនៅក្នុងព្រៃជ្រៅដងងងឹតក្បែរតំបន់នោះ ដូច្នេះលោកម្ចាស់មានបំណងចង់ទៅពិនិត្យមើលវាបណ្ដាលនិងបោកបាញ់បណ្ដាលនៅតាមផ្លូវ ពេល Colin ញ៉ាំរួចស្នាមញញឹមក៏លេចឡើងលើមុខគេពេលគិតដល់ព្រៃងងឹតនោះដែលបានរៀបចំគម្រោងទៅទីនោះដោយខ្លួនឯងបាត់ទៅហើយ ឈុតឆាកក៏ផ្លាស់ប្ដូរកំឡោះយើងបានមកដល់ព្រៃនោះហើយកំពុងតាមប្រមាញ់សត្វក្តាន់ខ្មៅភ្នែកក្រហមមួយក្បាល គេបាញ់ព្រួញជាច្រើនគ្រាប់សម្ដៅទៅគោលដៅហើយក៏ផ្ដួលវាបានសម្រេចក្រោយពេលបញ្ចប់ជីវិតវារួចគេដើរទៅរកសាកសពនោះហើយចាប់ផ្ដើមស្វែងរកស្នូលបិសាច ពេលកំពុងកាន់ស្នូពណ៌ស្វ័យនោះក្នុងដៃគេនឹកឃើញថារបស់ទាំងនេះច្រើនត្រូវបានចាត់ទុកជាវត្ថុប្រណិតហើយតែងតែត្រូវបានកែច្នៃជាខ្សែកឬគ្រឿងអលង្ការផ្សេងទៀត ទោះយ៉ាងណាក៏ដោយយោងតាមអ្វីដែលគេបានរៀនពីសិភៅវេទមន្តហាមឃាត់ គេដឹងថាគេអាចយកវាមកបង្កើតជាថ្នាំដែលជួយស្ដារម៉ាណានិងពង្រឹងរាងកាយរបស់គេបាន តាមការយល់ដឹងរបស់គេលក្ខណៈសម្បត្តិរបស់ស្នូលមួយនឹងប្រែប្រួលអាស្រ័យទៅលើចំណាត់ថ្នាក់និងប្រភេទរបស់បិសាចដែលវាកាត់ចេញមក ដោយសារក្តាន់ដែលគេទៅផ្ដួលនោះជាសត្វកម្រិតទាបដូច្នេះស្នូដែលគេទទួលបានក៏មានកម្រិតទាបបំផុតដែរ សាច់រឿងត្រឡប់ទៅពេលមុនបន្តិចពេលដែល Colin កំពុងដើរជាមួយ Cornell កំឡោះយើងបានសុំការអនុញ្ញាតចូលទៅកាន់តំបន់បោកបាញ់នោះ ជាធម្មតាមានតែសមាជិករាជវង្សទេទើបអាចចូលទីនោះបានតែដោយសារស្ថានភាពខុសធម្មតាពេលនេះមានតែឆ្មាំទេវៈឬអ្នកមានការអនុញ្ញាតប្រមាណអ្នកប៉ុណ្ណោះដែលអាចចូលបាន យ៉ាងណាក៏ដោយ Colin នៅតែទទួលចង់ទៅហើយស្នើថាគេអាចចូលរួមជាមួយពួកឆ្មាំទេវៈបានដែលធ្វើឲ្យរឿងនេះក្លាយជាផលប្រយោជន៍របស់គេពេលគេកំពុងយកស្នូពីបិសាចនោះដាគូស្រាប់តែមកដល់ទាំងកំហឹងហើយស្ទេបន្ទោគេដែលហ៊ានធ្វើអ្វីតាមទៅចិត្តឯង គាត់បានរំលឹកថាមានតែអភិជននិងអ្នកបម្រើថ្នាក់កណ្ដាលប៉ុណ្ណោះទើបអាចបបាញ់នៅទីនេះបាន ហើយបើគេចាប់បានគាត់នឹងជួបបញ្ហាធំជាមិនខាន Colin ធ្វើហាក់ដូចជាមិនខ្វល់ខ្វាយអ្វីសោះហើយទាញយកដាវរបស់ដាគូយ៉ាងរំភើយដោយមិនបានសុំគេបានចាក់ដាវចូលទៅក្នុងសាកសពបិសាចហើយប្រាប់ថាសត្វនេះក្លាយជារបស់ដាគូទៅហើយដោយសារតែដាគូជាអ្នកបម្រើថ្នាក់កណ្ដាលស្រាប់ដូច្នេះវាមិនមានបញ្ហាអ្វីទៀតនោះទេ ដាគូខឹងយ៉ាងខ្លាំងចំពោះហេតុផលដ៏គួរឲ្យអស់សំណើចនេះហើយស្ដាយក្រោយដែលបានពាក់ព័ន្ធជាមួយអ្នកបម្រើថ្នាក់ទាបដែលចូលចិត្តបង្ករឿងស្មុគស្មាញដល់ខ្លួនបែបនេះ ពេលគេសួរថាហេតុអ្វី Cornell អនុញ្ញាតឲ្យ Colin មកជាមួយក្មេងកំឡោះយើងក៏ដកកំបិតរបស់មេការចេញមកបង្ហាញដោយនិយាយថាគេទទួលបានបេសកកម្មពិសេសហើយកំបិតនេះគឺជាភស្តុតាងបញ្ជាក់យ៉ាងច្បាស់ គេបានបញ្យល់បន្ថែមថាអ្នកទាំងពីរត្រូវចូលរួមជួយក្នុងការស៊ើបអង្កេតនេះផងដែរ ហើយស្រាប់ពេលនោះពួកគេក៏ត្រូវរកសត្វព្រៃត្រឡប់ទៅវិញខ្លះផងដែរ ដាគូលុចជង្គង់ក្បែរសាកសពបិសាចនោះរួចងាកមកមើលក្មេងប្រុសយើងទាំងឆ្ងល់ថាហេតុអ្វីបានជាខ្លួនសួយដល់ថ្នាក់ត្រូវមកចាប់គូជាមួយគេបែបនេះ គេបានដកដង្ហើមធំហើយពេលដែលអោមមើលម្ដងទៀតទើបដឹងថាសាច់ទាំងនោះបានបាត់អស់រលីងទៅហើយ តាមពិតទៅក្មេងដែលគេស្អប់នោះបានចាប់ផ្ដើមអាំងសាច់យ៉ាងលឿនស្លេវហើយថែមទាំងហៅដាគូឲ្យមកញ៉ាំជាមួយគ្នាទៀតផង ដាគូភ័យស្លន់ស្លោភ្លាមៗហើយប្រញាប់សួរថាតើគេកំពុងតែធ្វើស្អីហ្នឹង Colin មិនបង្ហាញភាពភ័យខ្លាចសោះដែលធ្វើដាគូស្ដីមិនតូចយ៉ាងខ្លាំងព្រមទាំងរំលឹកថាសាច់ទាំងនេះត្រូវយកទៅថ្វាយម្ចាស់គ្រួសារនិងរៀមច្បងរបស់ពួកគេ តួឯងយើងតវ៉ាថាសាច់នេះមានច្រើនលើសលប់ទៅហើយថែមទាំងអូសទាញគេឲ្យអង្គុយជុកញ៉ាំជាមួយគ្នាទៀត ដំបូងឡើយអ្នកបម្រើកំសត់នេះព្យាយាមប្រកែកដែរប៉ុន្តែពេល Colin រំលឹកថាគេបានញ៉ាំតែម្ដងប៉ុណ្ណោះក្នុងរយៈពេល3ថ្ងៃហើយអាចនឹងអត់បាយទៀតបើត្រូវគេដាក់ទោស ទីបំផុតដាគូក៏ព្រមចោះចាញ់ ដោយទប់ចិត្តមិនបាននឹងក្លិនឈ្ងុយនៃសាច់អាំងនៅចំពោះមុខគេក៏ចាប់ផ្ដើមញាត់យកដូចជាមនុស្សដែលឃ្លានដាច់ពោះអញ្ចឹង ពេលកំពុងញ៉ាំ Colin ក៏សួរគេទៀតថាហេតុអីបានជាខំប្រឹងស្ដាប់បង្គាប់រៀមច្បងម្លេះទាំងដែលគេមានកម្លាំងខ្លាំងជាងពួកនោះយ៉ាងនេះទៅហើយ អ្នកបម្រើនោះឆ្លើយថាកម្លាំងមិនតាក់ទងនឹងរឿងនេះទេរួចក៏លើកពីជំនឿថាពួកអភិជនត្រូវបានជ្រើសរើសជាតំណាងរបស់ព្រះនិងទទួលបានធម៌ពលដ៏ស័ក្តិសិទ្ធិគេបន្ថែមថាបើនៅតែបន្តខិតខំធ្វើការនិងស្មោះត្រង់គេអាចនឹងចាប់ជាតិជាអភិជននៅថ្ងៃណាមួយហើយទទួលបានពរជ័យដូចគ្នានេះដែរ គេបានរៀបរាប់ពីការខិតខំប្រឹងប្រែងយ៉ាងលំបាកដើម្បីអាចឡើងមកកាន់តំណែងជាអ្នកបម្រើថ្នាក់កណ្ដាលនេះបានទាំងអស់នេះក៏ដើម្បីក្លាយជាមនុស្សដែលប្អូនស្រីនៅទីឆ្ងាយអាចមោទនភាពលើបាន គេប្រាប់ Colin ឲ្យឈប់លោកដៃក្នុងរឿងគេនិងកុំមករវល់ពីជីវិតរបស់គេទៀត
គេបន្តទៀតថាពួកគេមានសំណាងណាស់ទៅហើយដែលបានធ្វើជាអ្នកបម្រើដូច្នេះគួរតែបំពេញតួនាទីដែលគេប្រគល់ឲ្យដោយមិនបាច់សួរច្រើន បន្ទាប់មក Colin ក៏សួរថាតើទាំងអស់នេះគឺមកពីគេចង់បានសមត្ថភាពប្រើប្រាស់វេទមន្តបន្តិចបន្តួចនោះមែនទេ ពេលលើបែបនេះអ្នកបម្រើក៏ឌឺដងវិញដល់ប្រាប់ឲ្យគេសាក់លបងរៀនវេទមន្តសំបីតែមួយឲ្យចេះមើល ជាការតបត Colin ងាកទៅរកគេរួចសួរថាគេនឹងធ្វើយ៉ាងណាបើសិនជាខ្លួនបង្រៀនពីរបៀបប្រើវេទមន្តនោះ សម្ដីនេះធ្វើឲ្យគេភ្ញាក់ផ្អើលយ៉ាងខ្លាំងហើយបញ្ញាប់សួរថាតើគ្មានប្រុសយើងអាចប្រើវេទមន្តបានមែនឬ មុនពេលតួឯកយើងឆ្លើយអ្នកទាំងពីរក៏ត្រូវភ្ញាក់ព្រឺតនឹងសំឡេងស្រែកយ៉ាងឈឺចាប់ចេញពីតំបន់ក្បែរនោះពួកគេដឹងភ្លាមថាសំឡេងនោះមកពីពួកអសវិនដែលកំពុងល្បាតក្នុងព្រៃជ្រៅ ម្នាក់ក្នុងចំណោមពួកគេត្រូវបានសត្វបិសាចដ៏ធំខាំស្មាយ៉ាងសាហាវព្រីផ្សៃ មេដឹកនាំរបស់ពួកគេបញ្ជាឲ្យកូនចៅរក្សាទម្រង់ប្រយុទ្ធនិងតាំងស្មារតីឲ្យនឹងណូនៅចំពោះមុខគ្រោះថ្នាក់ដ៏គួរឲ្យខ្លាចនេះទោះជាយ៉ាងណាគេក៏បានដឹងថាត្រឹមពាក្យសម្ដីគឺមិនគ្រប់គ្រាន់ឡើយខណៈដែលកូនចៅរបស់គេកំពុងត្រូវសត្វបិសាចហែកស៊ីយ៉ាងសាហាវអត្រាបន័យ បិសាចមួយក្បាលបានលោតសង្គ្រប់ធ្វើឲ្យគេត្រូវប្រើដាវនិងខែលទប់នឹងចង្គមដ៏មុតស្រួចរបស់វា ក្នុងអាជីពនេះគេមិនដែលនឹកស្មានថាត្រឹមតែហ្វូងឆ្កែព្រៃសោះអាចបង្កបញ្ហាដ៏ធំដល់គេបែបនេះសោះ គេបានបន្ថែមកម្លាំងទៅលើដាវឲ្យកាប់ផ្ដាច់ចង្គមបិសាចនោះរួចវាយទម្លាក់សាកសពរបស់វាឲ្យខ្ទាតចេញឆ្ងាយភ្លាមៗនោះកូនចៅរបស់គេបានស្រែកពមៀនថាមាន3ក្បាលទៀតកំពុងតែសម្ដៅមករកគេពីខាងក្រោយ ដោយដឹងថាអស់ពេលតស៊ូមេដឹកនាំរូបនេះក៏ចូលស្ងៀមរងចាំសេចក្តីស្លាប់តែម្ដង ចំពេលនោះព្រួញ3ដាមបានបាញ់ទម្លុះបំពង់កបិសាចទាំង3ធ្វើឲ្យវារងលំហូរយ៉ាងធ្ងន់ធ្ងរនិងដើរត្រេកត្រោត អ្នកដែលមកជួយសង្គ្រោះបានលេបមុខឡើងហើយសួរយ៉ាងស្ងប់ស្ងាត់ថាតើពួកគេមានសុវត្ថិភាពហើយឬនៅក្មេងប្រុសយើងសម្លឹងមើលសត្វនោះរួចចាំថាវាមានឈ្មោះ Azure Flames ដោយសាររោមនឹងកន្ទុយភ្លើងរបស់វា សាច់និងឆ្អឹងរបស់បិសាចនេះមានតម្លៃខ្លាំងដែលអាចជួយអ្នករស់នៅស្រួលជាច្រើនថ្ងៃប៉ុន្តែគោលដៅពិតរបស់គេគឺស្នូលធម្មពលដ៏ភ្លឺស្វាងរបស់វាទៅវិញទេ ដូច្នេះទេក៏តម្រង់យ៉ាងប្រុងប្រយ័ត្នដើម្បីធានាថានឹងសម្លាប់ពួកវាមិនឲ្យសល់ឡើយនៅយុគនេះ Colin បានលោតយ៉ាងខ្ពស់ទៅលើអាកាសហើយធ្វើខ្លួនឲ្យคล้ายជាចំណីដ៏ងាយស្រួលសម្រាប់សត្វបិសាចនៅខាងក្រោម ឃើញសកម្មភាពដ៏ប្រថុយប្រថាននេះមេអសវិនចាត់ទុកគេថាជាមនុស្សល្ងង់ដែលដើរចូលក្នុងមាត់ខ្លាប៉ុន្តែស្ថានភាពនៅទីនេះគឺផ្ទុយស្រឡះតែម្ដងតួឯករបស់យើងគឺជាអ្នកប្រមាញ់ដ៏ពិតប្រាកដដែលចាត់ទុកពពួកឆ្កែព្រៃដែលត្រូវរួមកម្លាំងគ្នាដើម្បីប្រមាញ់ថាជាសត្វខ្សោយនិងអស់សង្ឃឹមគាត់បាញ់ព្រួញទម្លុះក្បាលទាំង3យ៉ាងស្អាតហើយលោតចុះមកដល់ដីយ៉ាងស្រាលបំផុត ដោយគិតថានេះជាឱកាសល្អសត្វចម្លែកមួយក្បាលបានហ៊ានលួចវាយប្រហារគាត់យ៉ាងលឿនពីក្រោយខ្នងហាក់ដូចជាពេលវេលាដើរយឺតបំផុតសម្រាប់គាត់កំឡោះរបស់យើងបានងាកខ្លួនគេចយ៉ាងស្ងប់ស្ងាត់មុនពេលគាត់ទាត់ចំពោះវាយ៉ាងខ្លាំងហើយបញ្ជូនវាត្រឡប់ទៅកាន់ឋាននរកកន្លែងដែលវាមកវិញភ្លាម ពេលឃើញគាត់ទាត់សត្វចម្លែកដ៏ធំដូចជាកូនឆ្កែតូចមួយក្រុមអាស្រ័យទាំងអស់ពិតជាមានការភ្ញាក់ផ្អើលនិងស្រឡាំងកាំងយ៉ាងខ្លាំង ដោយភាពត្រជាក់ត្រជុំជានិច្ច Colin បានបាញ់ចំទ្រូងវាមួយព្រួយចុងក្រោយយ៉ាងស្ងប់ស្ងាត់ដើម្បីបញ្ចប់ជីវិតវាតែម្ដង ភ្លាមនោះសត្វចម្លែកជាច្រើនទៀតក៏បានលេចមុខចេញពីព្រៃងងឹត វាគឺជាកំហុសដ៏ធំមួយព្រោះគាត់បានបាញ់ព្រួយដោយភ្លៀងធ្លាក់ទៅលើពួកវាដោយកំចាត់ពួកវាទាំងអស់នៅនឹងកន្លែងភ្លាមតែម្ដងមេដឹកនាំឈោមើលជំនាញប្រយុទ្ធដ៏អស្ចារ្យរបស់គាត់ដែលក្តីស្រឡាំងកាំង គាត់ស្ទើរតែមិនជឿភ្នែកខ្លួនឯងថាអ្នកចម្បាំងម្នាក់នេះមានសមត្ថភាពអាចកម្ចាត់សត្វចម្លែកបានច្រើនជាងកងទ័ពរបស់គាត់ទាំងមូលបញ្ចូលគ្នាទៅទៀតរំពេចនោះគាត់ដឹងពីធម្មពលដ៏គ្រោះថ្នាក់បំផុតមួយកំពុងចូលមកចិត្តគាត់លោតកិច្ចខ្លួនទាន់ពេលស្របពេលដែលសសរភ្លើងពណ៌ខៀវដ៏ធំបានបាត់បក់យ៉ាងខ្លាំងចុះមកកន្លែងគាត់ឈោវាចេញពីសត្វមួយក្បាលដែលមើលទៅខុសប្លែកនិងមានទំហំធំជាងពួកផ្សេងទៀតគាត់ដឹងពីអ្វីដែលនៅមកដល់ពេលឃើញផ្កាភ្លើងពណ៌ខៀវកំពុងឆេះក្នុងមាត់វាពេលវាហាមមកដល់ធំក្របភ្លើងពណ៌ខៀវ3បានហោះតម្រង់មករកគាត់ដោយគេឆ្លងកាត់ពួកវាដោយអ្នកប្រមាញ់ដោយជំនាញគាត់ក៏បានតបស្នងទៅវិញជាមួយព្រួយដ៏មុតស្រួយ3គ្រាប់របស់គាត់ដែរ ដើម្បីបញ្ចប់ការឈឺចាប់របស់វាឲ្យលឿនគាត់ទាត់កែងជើងយ៉ាងខ្លាំងបំបែកលលាក្បាលវាតែម្ដងពិតជាសាហាវមែន កម្លាំងទាត់ដ៏ខ្លាំងនេះធ្វើឲ្យក្បាលសត្វនោះកប់ជ្រៅចូលទៅក្នុងដីដូចជាសត្វអូទ្រីកំពុងភ័យខ្លាច ចំពេលនោះព្រួយមួយស្រាប់តែហោះកាត់មុខគាត់ដើម្បីរំលឹកថាគាត់នៅតែត្រូវបានឡោមព័ទ្ធដោយក្រុមមនុស្សដែលមិនមែនជាមិត្តរបស់គាត់ឡើយ តាមពិតទៅព្រួយនោះបាញ់សម្ដៅសត្វមួយដែលគាត់មិនបានដឹងខ្លួនសោះឡើយ ដោយលុះចូលមកពីក្រៅយ៉ាងស្ងាត់ស្ងៀមដាក់គូបំប្រាប់គាត់យ៉ាងលឿនថាគាត់មិនគួរប្រហែសខ្លួននៅក្នុងការប្រយុទ្ធដ៏វឹកវរនេះឡើយ កំឡោះយើងលើកមេដៃបង្ហាញការអរគុណចំណែកដាគូវិញដកដង្ហើមធំធុញធាប់ដូចជាពួកស៊ុនតារ៉េពិតអញ្ចឹង ដោយក្តីកោតសរសើរប្រធានក្រុម Glen ពិតជាចង់ដឹងថាអ្នកចម្បាំងដ៏ជំនាញនេះកំពុងបម្រើម្ចាស់មួយណា មុនពេលគូលីបំផ្លាញការណែនាំខ្លួនទៀត ដែលគូណែនាំខ្លួននឹងមិត្តគេយ៉ាងរលូនថាជាឆ្មាំការពារបំរុងនិងអ្នកបម្រើថ្នាក់ទាបដែលមេផ្ទះ Corner របស់ Marquis Darius បញ្ជូនមកជួយភាពជាដៃគូដ៏ចម្លែករបស់អ្នកទាំងពីរធ្វើឲ្យ Glen ស្រឡាំងកាំងយ៉ាងខ្លាំងបន្ទាប់ពីឮថាពួកគេត្រូវបានសង្គ្រោះដោយឆ្មាំបំរុងនិងអ្នកបម្រើថ្នាក់ទាបនោះក្រុមឆ្មាំរីកវាំងបង្ហាញការខ្ពើមរអាំយ៉ាងច្បាស់នារីម្នាក់សួរថាតើ Corner គិតអ្វីទើបបានជាបញ្ជូនអ្នកបម្រើរបស់ស្ត្រីចំណាស់មកជួយពួកគេបែបនេះពេលនោះឆ្មាំម្នាក់ទៀតរអ៊ូថាវាគួរឲ្យខ្មាស់ណាស់ដែលត្រូវសង្គ្រោះដោយពួកកម្រិតទាបបែបនេះ ពេលឮបែបនោះដាគូដ៏ស្មោះត្រង់នៅតែមិនដឹងថាពួកគេកំពុងហៅនរណាថាស្ត្រីចំណាស់ឡើយ ចំណែក Colin បានឆ្លៀតពេលសម្រាប់នេះដើម្បីប្រមូលស្នូលវេទមន្តពីសត្វចម្លែកដែលងាប់ទាំងនោះ ទីបំផុតក៏បានរកឃើញស្នូលកម្រិតមធ្យមមួយដែលគាត់អាចយកទៅផ្សំជាថ្នាំនៅពេលក្រោយដោយធ្វើតាមការណែនាំក្នុងសៀវភៅវេទមន្ត អាសេរិតមានធំម្នាក់ស្រាប់តែស្រែកសួរគាត់ថាតើនរណាឲ្យសិទ្ធគាត់ទៅប៉ះពាល់សត្វចម្លែកទាំងនេះ ប្រធានក្រុមរបស់គេឈ្មោះ Glen បានចូលមកខាត់ហើយប្រាប់ថាពួកគេគួរតែផ្ដោតលើបេសកកម្មរបស់ Lord Darius ហើយទុកឲ្យ Colin ចាត់ការសាកសពទាំងនោះចោះ កំឡោះយើងសួរបរិះមាតធំនោះថាគេហៅនរណាថាក្មេងពីលហើយរំលឹកថាខ្លួនទេដែលជាអ្នកសង្គ្រោះពួកគេនោះ គាត់បន្ថែមថាមានតែមនុស្សល្ងង់ខ្លៅប៉ុណ្ណោះដែលនិយាយស្ដីមិនគួរសមដាក់អ្នកដែលទើបតែជួយសង្គ្រោះខ្លួនបែបនេះ
ដោយឃើញសម្បានឹងការឆ្លើយតបនោះបរិសម្នាក់នោះបំរុងនឹងស្ទុះចូលវាយគាត់ទោះជាយ៉ាងណាទាំងនារីម្នាក់នោះនិងប្រធានក្រុម Glen បញ្ញាប់ប្រាប់ឲ្យគេស្មោះបារម្ភ គេហៅឈ្មោះថា Marvin គ្រាន់តែលើឈ្មោះនេះភ្លាមការចងចាំពីជាតិមុនរបស់គាត់ក៏ផុសឡើងមកវិញ កាលពីពេលនោះក្រៅពី Cornell មានតែ Glen Marvin និង Sarah ប៉ុណ្ណោះដែល Lord Darriger ទុកចិត្តបំផុត ក្នុងជាតិមុនអ្នកទាំង3បានស្លាប់ក្នុងបេសកកម្មមួយនៅព្រៃជ្រៅ Gloomwood Deep Forest បន្ទាប់ពីការបាត់បង់នោះ Lord Darriger ក៏បាត់បង់អំណាចមិនតែម្ដងតួឯករបស់យើងមិនដែលនឹកស្មានថាគាត់នឹងក្លាយជាអ្នកផ្លាស់ប្ដូរជោគវាសនារបស់ពួកគេនៅពេលនេះឡើយ ដោយសារការចងចាំនេះគាត់លួចសម្រេចចិត្តថានឹងមិនឲ្យមានរឿងកើតឡើងចំពោះពួកគេទៀតទេ ឃើញស្ថានភាពតានតឹងដែលគូប្រញាប់សុំទោសជំនួសដៃគូរបស់ខ្លួនហើយបញ្យល់ថាគេនៅថ្មីនឹងមិនទាន់ស្គាល់ច្បាប់ទម្លាប់នៅទីនេះឡើយ គាត់សុំមិនឲ្យពួកគេប្រកាន់នឹងពាក្យសម្ដីធ្ងន់ៗរបស់គេទេចំណែក Sarah និយាយថាឆ្កែរបស់យាយចាស់មុខជ្រួញគួរតែបិទមាត់ទៅ ដាគូពិតជាវង្វេងវង្វាន់ព្រោះគេមិនយល់ពីការដៀលដ៏ចម្លែករបស់នាងសោះឡើយ Glen សួរ Colleen ថាតើគេគឺជាក្មេងថ្មីដែលប្រកាសយ៉ាងក្រាក់អឺតក្រទាំថានឹងក្លាយជាម្ចាស់បន្ទាប់មែនទេ គាត់ទទួលស្គាល់ថាគេពិតជាខ្លាំងមែនប៉ុន្តែគេនឹងស្ដាយក្រោយនៅថ្ងៃមុខប្រសិនបើគេអនុវត្តតាមឧត្តមគតិដែលធំជាងទូនីតិរបស់ខ្លួននោះ មុនពេលចាក់ចេញប្រធានក្រុម Glen បានអរគុណក្មេងប្រុសរបស់យើងដែលបានជួយសង្គ្រោះពួកគេហើយសុំទោសព្រោះពួកគេមានបេសកកម្មត្រូវបំពេញ ភ្លាមៗនោះពួកគេឮសំឡេងក្រហឹមយ៉ាងខ្លាំងដែលធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើល ស្រាប់តែមិនដឹងពីណាហ្វូងអណ្ដាតភ្លើង Azure ជាមួយកំណែវិវត្តដ៏ធំបានលេចមុខនៅចំពីមុខពួកគេតែម្ដង ឃើញសត្វវេទមន្តដ៏ធំនោះពួកគេទាំង3ឈប់ថ្មឹងហើយ Sarah ស្រែកថាវាគឺជា Azure King Azure King ដែលមានទំហំដ៏ធំនិងអណ្ដាតភ្លើងពណ៌ខៀវឆេះសន្ធោសន្ធៅធ្វើឲ្យពួកគេស្រឡំកាំងវាបញ្ចេញសំឡេងក្រហឹមយ៉ាងខ្លាំងរហូតធ្វើឲ្យពួកគេទាំងអស់គ្នាញាប់ញ័រដោយការភ័យខ្លាច បន្ទាប់មកវាប្រើក្រញាំដើម្បីវាយប្រហារប៉ុន្តែពួកគេយឺតពេលនឹងការគេចឬសូម្បីតែកម្រើកក្រញាំដៃ ប្រធានក្រុម Glen ឃើញរូបភាពជីវិតកន្លងមកគាត់ក៏បិទភ្នែកដោយគិតថាក្រុមរបស់គាត់នឹងត្រូវស្លាប់ហើយ ពេលបើភ្នែកឡើងវិញពួកគេឃើញរឿងដែលមិនគួរឲ្យជឿអ្នកបម្រើថ្នាក់ទាបដែលមិនគួរមានជំនាញប្រយុទ្ធទាល់តែសោះបានរៀបរៀងការវាយប្រហាររបស់ Azure King ប្រធានក្រុម Glen សួរថាតើគាត់ពិតជាអ្នកណាក្នុងនាមជាអ្នកប្រមូលអូរ៉ាលោក Colleen តបថាគាត់គឺជាវីរុបរោះដែលបានជួយសង្គ្រោះពួកគេជាលើកទី2ក្នុងថ្ងៃតែមួយ ដោយការវាយប្រហារធម្មតាគ្មានឥទ្ធិពលលើ Azure King ក្មេងប្រុសរបស់យើងក៏លូកដៃចូលហើយប្រើក្បាច់ពិសេស Mountain Crusher ទៅលើចចកដ៏ធំនោះ ទោះយ៉ាងណាការវាយប្រហារនេះស្រាលពេកហើយមិនអាចបន្សល់ស្នាមរបួសពិតប្រាកដលើស្បែកដ៏រឹងរបស់សត្វចម្លែកលំដាប់ខ្ពស់នេះទេ ភ្លាមបន្ទាប់ពីនោះចចកក៏បើកការវាបវិញ គាត់ព្យាយាមរៀបរៀងវាប៉ុន្តែមិនអាចទប់ទប់កម្លាំងបានទាំងស្រុងនោះទេដូច្នេះដាវរបស់គាត់ក៏បាក់ហើយគាត់ត្រូវខ្ទាតទៅក្រោយ បន្ទាប់ពីការវាយនេះគាត់ដឹងថាគាត់មិនអាចយកឈ្នះបិសាចនេះក្នុងស្ថានភាពបច្ចុប្បន្នបានទេដាវធម្មតារបស់គាត់ស្ទើរតែមិនអាចធ្វើអ្វីវាបានតតែសោះ ឃើញបែបនេះឆ្មាំរីជវាំងទាំង3ក៏ប្រញាប់ចូលមកបិទបាំងគាត់ហើយសារ៉ាក៏សួរវីរបុរសយើងថាតើគាត់មិនអីទេ ប្រធានក្រុម Glen ប្រាប់អ្នករាល់គ្នាថា Azure King គឺជាបិសាចកម្រិតខ្ពស់ដែលធ្លាប់សម្លាប់ទាហានឆ្នាំជាច្រើនរួចមកហើយ បន្ទាប់មក Azure King បញ្ជាឲ្យកូនចៅរបស់វាលំប៉ាត់ក្រុមនេះហើយវាយប្រហារពីគ្រប់ទិសទី ពេលនេះ Marvin ភ័យស្លន់ស្លោថាតើពួកគេគួរធ្វើអ្វីពួកកូនចៅទាំងនេះពិបាកទប់ទល់រួចទៅហើយពេលនេះមេធំក៏នៅទីនេះទៀត ក្មេងប្រុសយើងនិយាយយ៉ាងស្ងប់ស្ងាត់ថាពួកគេមិនគួរខ្វល់ពីពួកតូចៗទេព្រោះពួកវាគ្មានបញ្ញាពិតប្រាកដហើយគ្រាន់តែធ្វើសកម្មភាពដូចអាយ៉ងសម្រាប់មេធំប៉ុណ្ណោះ ពួកគេគ្រាន់តែត្រូវការផ្ដួលមេធំប៉ុណ្ណោះនោះពួកកូនចៅច្បាស់ជាដួលរលំដែលខ្លួនឯងមិនខានប្រធានក្រុម Glen ពិបាកនឹងជឿនៅអ្វីដែលគាត់ទើបតែបានឮខ្លាំងណាស់ ម្យ៉ាងវិញទៀតដាគូនិយាយថាបិសាចនេះបានសម្លាប់ឆ្មាំឆ្នាំជាច្រើនដូច្នេះឱកាសឈ្នះគឺតិចតួចណាស់គេសួរដៃគូរបស់គេថាតើមានផែនការឈ្នះដោយរបៀបណាជាមួយនឹងដាវបាក់បែបនេះដោយមានទំនុកចិត្តដូចធម្មតាក៏លៀងឆ្លើយតបយ៉ាងសាមញ្ញថាពួកគេយ៉ាងហោចណាស់គួរសាក់លបងមើលសិនដែលធ្វើឲ្យដាគូគិតថាគាត់ឡប់សតិហើយ ទោះជាយ៉ាងនេះក្តីប្រធានក្រុម Glen យល់ព្រមនឹងផែនការនេះហើយនិយាយថាពួកគេអាចរួបបានលុះត្រាតែប្រយុទ្ធជាក្រុមតែមួយ ទន្ទឹមនឹងនោះ Sarah បង្ហាញថាវាមិនងាយស្រួលទេក្នុងការទៅដល់មេធំខណៈពេលដែលកូនចៅរបស់វាកំពុងការពារ ជាការឆ្លើយតបក្មេងប្រុសយើងធានាប្រាប់នាងថាគ្មានអ្វីត្រូវបារម្ភទេចន្លោះប្រហោងនឹងលេចឡើងសម្រាប់ពួកគេឆាប់ៗនេះពេលនោះ Azure King ស្រាប់តែបន្លឺសំឡេងក្រហមហើយពួកអាយ៉ងក៏ប្រញាប់សម្រុកចូលមកវាយប្រហារ Colleen ប្រាប់អ្នកគ្រប់គ្នាយ៉ាងស្ងប់ស្ងាត់ឲ្យរក្សាចំហហើយបណ្ដោយឲ្យសត្រូវចូលមកជិតសិនភ្លាមនោះ Marvin ស្រែកសួរគាត់ថាតើនរណាឲ្យសិទ្ធគាត់មកចេញបញ្ជាគួរឲ្យភ្ញាក់ផ្អើលប្រធានក្រុម Glen ចូលមកខាត់ហើយនិយាយថាវាមិនមែនជាពេលត្រូវមកឆ្លោះគ្នាទេគាត់បញ្ជាកូនចៅឲ្យធ្វើតាមការដឹកនាំរបស់វីរបុរសពួកគេ មុនពេលចេញទៅ Colleen ប្រាប់ឲ្យដាគូទុកចិត្តលើគាត់ប្រសិនបើគេចង់ខ្លាចជាបងប្រុសដ៏ល្អដែលប្អូនស្រីរបស់គេអាចមានមោទនភាពពេលនោះប្រធានក្រុម Glen ស្រែកថាសត្រូវមកដល់មុខហើយ សូម្បីតែពេលនោះគាត់នៅតែនិយាយដដែលថាពួកគេត្រូវរងចាំហើយបណ្ដោយឲ្យសត្រូវជួសមកគៀកសិន តើតែសត្រូវចូលមកគៀកបំផុតទើបគាត់ផ្ដល់សញ្ញាឲ្យវាយប្រហារដំបូងគាត់បញ្ជាប្រធានក្រុម Glen ឲ្យប្រើពន្លឺការពារដ៏វិសុទ្ធដើម្បីធ្វើឲ្យពួកវាខ្វាក់ភ្នែកបន្ទាប់មកគាត់ប្រាប់ឲ្យ Marvin រុញពួកវាឲ្យថយក្រោយដោយប្រើ Heaven Shaker ចុងក្រោយគាត់ប្រាប់ Sarah ឲ្យបើកផ្លូវដោយប្រើដាវកលៃរបស់នាង ធ្វើតាមបញ្ជារបស់គាត់គ្រប់គ្នាអនុវត្តតួនាទីរៀងៗខ្លួនហើយផ្លូវដ៏ច្បាស់មួយត្រូវបានបើកទម្លុះខ្សែត្រៀមសត្រូវ ខណៈកំពុងប្រយុទ្ធប្រធានក្រុមគិតក្នុងចិត្តថាតើមានអ្នកណាអាចស្ទាត់ជំនាញជាមួយនឹងក្បាច់ដាវនិងអាវុធច្រើនប្រភេទបែបនេះទៅ ពេលដែលផ្លូវត្រូវបានបើកក្មេងប្រុសយើងក៏បញ្ជាឲ្យដាគូតាមគាត់ពីក្រោយភ្លាម សារ៉ាលើកទឹកចិត្តគេតាមរបៀបនាងដោយប្រាប់កូនឆ្កែតូចនេះថាកុំធ្វើឲ្យរឿងនេះរលាយឲ្យសោះ គួរឲ្យអាណិតដាគូនៅតែងឿងឆ្ងល់ពេលនាងចេះតែហៅគេបែបនេះដោយឆ្លៀតឱកាសពីចន្លោះប្រហោង Colleen និងដាគូប្រញាប់ស្ទុះសម្ដៅទៅរកមេធំ នៅតាមផ្លូវដាគូសួរគាត់ថាតើគាត់មានគម្រោងធ្វើអ្វីគាត់បញ្យល់ថាអ្នកគ្រប់គ្នាសុទ្ធតែខ្លាច Azure King ប្រសិនបើពួកគេវាយប្រហារចំដោយមិនមានការភ័យខ្លាចសត្វដ៏ខ្ពង់ខ្ពស់នេះនឹងរន្ធត់រហូតមិនអាចទប់ទល់បានទេ
ដាគូនៅតែមិនទាន់យល់ច្បាស់ពីហេតុផលរបស់គាត់ហើយសួរថាគាត់មានផែនការវាប្រហារមេធំដោយដាវបាក់យ៉ាងម៉េចពេលពួកគេទៅដល់ ជាការតបតក្មេងប្រុសយើងសួរគេវិញថាតើគេអាចគិតរកវិធីផ្សេងដើម្បីវាយប្រហារនរណាម្នាក់ដោយមិនពឹងផ្អែកលើដាវបានដែរឬទេដាគូនឹកឃើញពេលដែលគេប្រាប់ថាកូលីនអាចប្រើវេទមន្តគេចាប់ដើមឆ្ងល់ថាតើអាឡាអាត់នេះពិតជាអាចធ្វើបាននឹងយូរឈ្នះមេធំមែនឬអត់ មួយវិនាទីបន្ទាប់ Colin បង្ហាញខ្សែធម្មពលម៉ាណាពីដៃរបស់គាត់ដែលធ្វើឲ្យចរន្តវីតាមីនហូរពេញរាងកាយយ៉ាងពេញទំហឹង រុញច្រានម៉ាណាដល់កម្រិតអតិបរមាគាត់បញ្ចេញក្បាច់វាយប្រហារដ៏ខ្លាំងក្លាឈ្មោះថា Ice Lotus មិនបង្អង់យូអាស៊ូ King រងការវាយប្រហារដោយបំណែកទឹកកករាប់មិនអស់ហើយដាគូស្ទើរតែមិនជឿនឹងភ្នែកខ្លួនឯង សត្វចម្លែកនោះទប់ទល់នឹងការវាយប្រហារបានដូច្នេះដាគូលោតទៅជន់លើក្បាលវារួចចាក់ដាវទម្លុះរលាក្បាលអស់ពីកម្លាំងតែម្ដង ក៏បញ្ចូលវេទមន្តអមតៈបន្ថែមលើការវាយប្រហារនោះ មួយវិនាទីបន្ទាប់សត្វចម្លែកនោះដួលក្រាំងខណៈពន្លឺមួយខ្សែជះឡើងពីកន្លែងដែលវាធ្លាប់ឈរ ពេលវាដួលស្លាប់ភ្លាមហ្វូងឆ្កែចកតូចៗផ្សេងទៀតក៏រត់ខ្ចាត់ខ្ចាយចូលព្រៃទាំងភ័យស្លន់ស្លោខណៈដាគូកំពុងគិតពីរឿងដែលទៅកើតឡើងគាត់សម្លឹងមើលទាំងសាឡាងកាំងពេលសមរភូមិប្រែជាស្ងាត់ចងំក្រោយការប្រយុទ្ធយ៉ាងស៊ីសាច់ហត់ឈាម ក្រុមឆ្មងវាំងពីញ៉ាំរត់ចូលមកហើយសួរថាតើមាននរណារងរបួសទេក្រោយពេលការប្រយុទ្ធបានបញ្ចប់ ប្រធាន Glenn សង្កេតឃើញថា Fong Azure Flame Wolves រត់គេចព្រោះមេរបស់ពួកវាត្រូវបានកម្ចាត់ហើយ ចំណែក Marvin ឆ្ងល់ថាតើពួកគេអាចផ្ដួលសត្វដ៏ធំនោះបានយ៉ាងម៉េចបើគ្មានកម្លាំងជំនួយសោះ Colin តបថាផែនការនេះជោគជ័យដោយសារបានពួកគេជួយហើយក៏ទទួលស្គាល់ថាបើគ្មានជំនួយទេគ្មាននរណាដឹងថាលទ្ធផលទៅជាយ៉ាងណាឡើយ សារ៉ាពិនិត្យមើលបំណែកទឹកកកនោះយ៉ាងលម្អិតហើយចាប់ផ្ដើមមានការសង្ស័យលើសមត្ថភាពពិតប្រាកដរបស់តួឯកយើង Marvin និយាយថាក្មេងប្រុសម្នាក់នេះធ្វើឲ្យគាត់នឹកឃើញដល់អតីតប្រធានកាលនៅក្មេងដែលធ្វើឲ្យដាគូឆ្ងល់ថាតើអតីតប្រធាននោះជានរណា Marvin បញ្យល់ថា Marquis Darius Hall ធ្លាប់ដឹកនាំពួកគេហើយសារ៉ាបន្ថែមថាពួកគេធ្លាប់បម្រើការក្រមបង្គាប់គាត់ក្នុង Lionheart Brigade នាងបន្តទៀតថាក្រោយកងពលរំសាយសមាជិកដែលនៅរស់រានមានជីវិតក៏បានក្លាយជាឆ្មាំវាំងទាំងអស់ បន្ទាប់មកនាងឌៀមដាមថាឆ្កែរបស់យាយចាស់នោះសំបីតែរឿងប៉ុណ្ណឹងក៏មិនដឹងដែរដែលសម្ដីនេះធ្វើឲ្យដាគូខឹងខ្លាំងតែម្ដង គាត់តទល់នឹងនាងត្រង់ៗដែលហៅគាត់ថាឆ្កែយាយចាស់ហើយប្រកាសយ៉ាងពេញទំហឹងថាខ្លួនឈ្មោះដាគូគាត់ទាមទារឲ្យនាងចងចាំឈ្មោះគាត់ទុកហើយវាយបកវិញដែលហៅនាងថាយាយចាស់យ៉ាងមិនញញត់មាត់សម្ដីនេះចាក់ចំហរតីធ្វើឲ្យសារ៉ាស្ងាត់មាត់មួយសន្ទុះខណៈ Marvin បញ្យល់ទាំងអ៊ីអៀនថានាងហៅជំទាវថាជាយាយចាស់ ដាគូភ្ញាក់ផ្អើលយ៉ាងខ្លាំងពេលឮដូច្នេះ តែមិនទាន់បានគិតស្រួលបួផងស្រាប់តែសារ៉ាលិចមុខមកចំពីមុខគាត់ហើយសួរបញ្ជាក់ថាហេតុអីគិតថានាងចាស់នាងតបថាខ្លួននៅតែសស្អាតពេញវ័យកមុំទោះបីអ្នកណានិយាយយ៉ាងម៉េចក៏ដោយប៉ុន្តែដាគូមិនព្រមចូលចាញ់ទេហើយនៅតែគិតថានាងហួសវ័យទៅហើយគាត់ស្ដីឲ្យនាងដែលប្រកែកការពិតធ្វើឲ្យនាងចាប់ឃ្លេកកគាត់ដោយគ្មានក្តីប្រណីតួឯកយើងនឹកឃើញមួយផ្លែដល់ជីវិតពីអតីតកាលពេលដាគូនិងអ្នកផ្សេងទៀតនិយាយលេងសើចយ៉ាងច្របូកច្របល់បែបនេះប៉ុន្តែការចងចាំនោះក៏រលាយបាត់យ៉ាងលឿនពេលសម្លេងជើងសេះរត់មកដល់រំខានការគិតគាត់ម្ចាស់ក្មេង Fred បានមកដល់ហើយគ្រប់គ្នាភ្ញាក់ផ្អើលយ៉ាងខ្លាំងពេលឃើញវត្តមានរបស់គេ ពួកគេទាំងអស់គ្នាអោនគោរពភ្លាមៗខណៈគេប្រាប់ថាបានប្រញាប់ចេញពីជំរំមកពេលឮសម្លេងវាយប្រហារនៅទីនេះ គេក្លែងមើលសាកសព Azure Flame Wolves ជុំវិញនោះហើយសួរថាមានរឿងអ្វីកើតឡើងឲ្យប្រកបប្រធាន Clan បញ្យល់ថាពួកគេបានចូលទៅក្នុងព្រៃកលុំ Wood Forest ដើម្បីស៊ើបអង្កេតស្រាប់តែហ្វូងសត្វនោះវាយប្រហារទាំងមិនដឹងខ្លួនគាត់បន្ថែមថាពួកគេច្បាស់ជាស្លាប់បាត់ទៅហើយបើគុំតែបាន Colin និងដាគូចេញមុខមកជួយទាន់ពេលវេលានោះ Frick ងាកមកមើលតួឯកយើងដែលកំពុងផ្ដោតអារម្មណ៍លើការប្រមូលស្នូលសត្វចម្លែកធ្វើដោយគ្មានរឿងអ្វីកើតឡើង គេឆ្ងល់ថាហេតុអីមនុស្សដូចគាត់មានមុខនៅកន្លែងកាត់ហើយតាំងពីដំបូងម្ល៉េះ ប្រធាន Clan និយាយឡើងថាអ្នកទាំងពីរនេះពិតជាមានសក្តានុពលខ្លាំងណាស់រួចសុំការអនុញ្ញាតនាំពួកគេត្រឡប់ទៅជំរំវិញដើម្បីរីកាពីស្នាដៃនេះជូនប្រមុខត្រកូល Fred នឹកឃើញភ្លាមថា Colin ធ្លាប់បានតតាំងជាមួយគេក្នុងការដណ្ដើមតំណែងហើយគេដឹងថាដំណឹងជោគជ័យមួយនេះនឹងធ្វើឲ្យគេកាន់តែខាត់បង់ព្រៀបមិនខានគិតដោយចំណុចនេះគេក្រឡេកមើលទៅដាគូហើយចាប់ផ្ដើមរៀបចំផែនការក្នុងចិត្តដោយស្ងៀមស្ងាត់គេដើរទៅរកដាគូហើយនិយាយថាគេឆ្ងល់ណាស់ហេតុអីមួយរយៈនេះមិនឃើញមុខសោះដែលធ្វើឲ្យស្ថានភាពតានតឹងឡើងភ្លាមគេសួរថាហេតុអីដាគូទៅចំណាយពេលជាមួយមនុស្សដូច Colin ហើយប្រឆិតប្រឈៀងថាវាគ្មានហេតុផលសោះឡើយគេបន្តថាអ្នកបម្រើថ្នាក់ទាបដែលហ៊ានចូលតំបន់បរិប័នគឺជាកំហុសយ៉ាងធ្ងន់ធ្ងរហើយសួរថាតើដាគូចង់ភ្លួររសជាតិរបស់ដែលគេហាមឃាត់មែនទេ ដាគូនៅស្ងៀមខណៈពេល Fred ហៅ គាត់ថាជាមនុស្សអត់បានការហើយបន្ថែមថាប្អូនស្រីអេរីកាច្បាស់ជាខកចិត្តបើដឹងថាគាត់ភ្លេចមេរៀនដែលធ្លាប់បានមករៀនពីមុននោះ Colin ចូលមកខ្វាត់ហើយនិយាយថាគាត់នៅតែខ្លាំងជាងកូនម្ដាយដែលធ្វើអីមិនកើតបើគ្មានម្ដាយជួយបន្ទាប់មកក៏ស្វាគមន៍ Fred យ៉ាងឌៀមដាមថាជាមនុស្សបរាជ័យ សារ៉ាសៃតិចៗខណៈប្រធាន Glenn ប្រាប់ឲ្យនាងនៅស្ងៀមកុំធ្វើឲ្យរឿងកាន់តែធំជាងនេះទៀត Fred ខឹងខ្លាំងណាស់ពេលឮបែបនេះប៉ុន្តែ Colin នៅតែបន្តបញ្យល់ថាមនុស្សម្នាមិនបានអោនក្បាលគោរពដោយសារតែ Fred ខ្លាំងអស្ចារ្យនោះទេពួកគេអោនគោរពព្រោះតែម្ដាយរបស់គេគឺជា Countess តែប៉ុណ្ណោះ មនុស្សគ្រប់គ្នានៅទីនោះពិតជាភ្ញាក់ផ្អើលយ៉ាងខ្លាំងពេលដែល Colin បន្ថែមថាវាប្រហែលជាមានអារម្មណ៍ល្អណាស់ដែលអាចបញ្ជាអ្នកដទៃបានដោយសារតែមានឪពុកម្ដាយមានអំណាចដែលចាំគាំទ្រពីក្រោយនោះ Fred ព្យាយាមគំរាមកំហែងគេហើយអះអាងថាគេអាចបញ្ជាឲ្យគេសម្លាប់ចោលដោយមិនបាច់ប្រឹងប្រែងអ្វីតតែសោះ Colin យល់ព្រមដោយសំឡេងស្ងប់ស្ងាត់ប៉ុន្តែនិយាយថាវិធីតែមួយគត់ដែល Fred អាចធ្វើបែបនោះបានគឺត្រូវរត់ទៅរកម្ដាយរបស់គេហើយសូមឲ្យគាត់ជួយចាត់ការអ្នកបម្រើម្នាក់ដែលធ្វើឲ្យគេរំខានចិត្តតែប៉ុណ្ណោះ Fred ទប់កំហឹងលេងបានក៏បញ្ជាឲ្យកូនចៅចាប់ចងគេភ្លាមហើយច្រវាក់ក៏លេចឡើងពេលក្រុមឃាតករចង Colin តាមបញ្ជារបស់ម្ចាស់ក្មេងនោះ ឃាតករម្នាក់បានយកកំបិតដាក់ជាប់នឹងបំពង់ករបស់ Colin ហើយមនុស្សគ្រប់គ្នាកំពុងសម្លឹងមើលពេលដែលស្ថានភាពប្រែជាតានតឹងយ៉ាងខ្លាំង
ក្រុមឆ្មាំរីរាំងស្គាល់គេតកទាំងនោះថាជាកម្រិតនៃចក្រភពដែលជាក្រុមអ្នកលួចលាក់ដ៏ជំនាញបំផុតដែលគ្រូសាវីលៀមតែងតែប្រើប្រាស់សារ៉ានិយាយថាសូម្បីតែពួកអភិជនក៏ខ្លាចពួកគេដែរដោយសារតែវិធីសាស្ត្រដ៏ឃោរឃៅនិងជំនាញគ្មានគូប្រៀបហើយនឹងឆ្ងល់ថាហេតុអីបានជា Countess ទុកចិត្តឲ្យពួកគេមកការពីកូនប្រុសរបស់គាត់បែបនេះមិនពេលរឿងរ៉ាវកាន់តែវឹកវរអនុសេនីយ៍ Iceland ឈានជើងទៅមុខហើយសូមឲ្យ Free បញ្ឈប់រឿងនេះទៅព្រោះអ្នកបម្រើទាំងពីរអ្នកបានមកជួយក្នុងការស៊ើបអង្កេតក្រោមបញ្ជាផ្ទាល់ពីម្ចាស់ធំ Free ខំថ្មីឲ្យសួរថាតើ Glenn ចង់ប្រឆាំងនឹងគេដែរមែនទេប៉ុន្តែ Colin បាននិយាយកាត់ហើយប្រាប់ទៅប្រធានក្រុមថាមិនបាច់បារម្ភពីគេឡើយគេប្រាប់ឲ្យគាត់យករាយការណ៍ពីលទ្ធផលនៃការស៊ើបអង្កេតនេះទៅប្រាប់មេគ្រួសារដោយផ្ទាល់តែម្ដងទៅសារ៉ាឆាប់យល់បានថា Colin បើកភ្លើឲ្យពួកគេរត់គេចខ្លួនព្រោះពួកគេមិនអាចមានលទ្ធភាពលូកដៃចូលក្នុងការប្រកាន់បកពួកបានឡើយដូច្នេះការដៃចេញគឺជាជំរឿតែមួយគត់ Glenn Stackster បន្ទាប់មកក៏យល់ព្រមហើយដកថយជាមួយអ្នកផ្សេងទៀតទោះបីជាគាត់មានការទួយថប់យ៉ាងណាក៏ដោយ Fritz ងាកទៅមើល Colin ហើយសួរថាតើពេលនេះគេយល់ហើយឬនៅថាគេពិតជាទុនខ្សោយប៉ុណ្ណាពេលដែលជីវិតរបស់គេត្រូវធ្លាក់នៅក្នុងដៃរបស់ម្ចាស់ក្មេងបែបនេះ Colin ប្រាប់ឲ្យសម្លាប់គេទៅបើវាមិនជាបំណងរបស់គេប៉ុន្តែ Fritz និយាយថាគេមានគំនិតល្អជាងនេះហើយក៏ដកដាវរបស់គេចេញមកយ៉ាងយឺតៗគេបានហៅឈ្មោះដាគូហើយនិយាយថាគ្រប់ទង្វើទាំងអស់តែងតែមានផលវិបាករបស់វាមុនពេលគេបោះអាវុធនោះទៅលើដីនៅពីមុខគេប្រាប់ដាគូថាគេអាចកែប្រែកំហុសបានប្រសិនបើគេរើសដាវនេះឡើងហើយសម្លាប់អ្នកបម្រើម្នាក់នេះដែលធ្វើឲ្យដាគូនិយាយលែងចេញតែម្ដងបន្ទាប់មក Fritz បានសន្យាថាគេនឹងដោះលែងដាគូឲ្យមានសេរីភាពប្រសិនបើគេព្រមធ្វើតាមបញ្ជីមួយនេះសាច់រឿងក៏បានកាត់ត្រឡប់ទៅកាន់ជីវិតរបស់ Colin មុនពេលដែលគេបានវិលត្រឡប់ទៅអតីតកាលវិញត្រឹមតែមួយខែប៉ុណ្ណោះបន្ទាប់ពីពួកបិសាចបានធ្លាក់មកលើផែនដីគេកំពុងតែត្រូវវាយដំដោយបិសាចខ្លាយពូជដែលមើលទៅដូចជាការកាត់គ្នារវាង Goblin និង Ogre ស្ដេចបិសាចបានចាប់ខ្លួនគេរួចបាត់ទៅហើយថែមទាំងចំអកឲ្យគេថាជាអ្នកសង្គ្រោះដ៏គួរឲ្យសង្វេគម្នាក់ទៀតផងស្ដេចបិសាចបានហុចដាវឲ្យគេហើយប្រាប់ថាវានឹងដោះដូរជាមួយមនុស្សដែលវាបានចាប់មកប្រសិនបើ Colin សម្លាប់មិត្តរបស់គេឈ្មោះដាគូដែលត្រូវបានចាប់ខ្លួនមកជាមួយគ្នាដាគូមើលទៅដូចជាដល់កម្រិតកំណត់ទៅហើយស្ទើរតែមិនអាចទប់ខ្លួនឯងបានទៀតទេស្ដេចបិសាចអង្គុយនៅទីនោះទស្សនាទិដ្ឋភាពនេះយ៉ាងសប្បាយចិត្តដោយពេញចិត្តដែលវាអាចបង្ខំមនុស្សដែលគេហៅថាជាវីរបុរសឲ្យសម្លាប់មិត្តខ្លួនឯងផ្ទាល់ដៃបែបនេះដល់គ្រាជំរឿ Colin ត្រូវលេងតាមសាច់រឿងហើយក៏រើដាវឡើងមកគេដាវទៅរកដាគូដែលនៅពេលនោះក៏ចាប់ផ្ដើមនិយាយហើយរៀបរាប់ពីសាច់រឿងរបស់គេនិយាយថាថ្ងៃដែលឪពុករបស់គេស្លាប់ក៏ជាថ្ងៃខួបកំណើតរបស់ប្អូនស្រីគេឈ្មោះ Erica ផងដែរមិនយូរប៉ុន្មានម្ដាយរបស់ពួកគេក៏បានស្លាប់ដោយសារជំងឺដែលមិនស្គាល់ហើយអ្នកទាំងពីរដែលក្លាយជាក្មេងកំព្រាក៏ត្រូវបានគេចាប់យកទៅធ្វើជាទិសករគេបន្តទៀតថានៅទីបំផុត Maki Darius ក៏បានរកឃើញពួកគេហើយបានទិញពួកគេមកប៉ុន្តែសំណាងរបស់ពួកគេមិនបានជួយសង្គ្រោះរហូតទេព្រោះគេនៅតែត្រូវបានបង្ខំឲ្យបែកពីប្អូនស្រីដែលត្រូវបានគេបញ្ជូនទៅកាន់ភូមិគ្រឹះគ្រួសារវីលៀមក្រោមការបញ្ជារបស់ប្រពន្ធទី2របស់ Darius បន្ទាប់មកដល់គុំបញ្យល់ថាដោយសារតែពួកបិសាចមិនទាន់ទៅដល់ភូមិគ្រឹះនោះទេគេបានសុំ Colin នៅបំណងប្រាថ្នាចុងក្រោយឲ្យជួយមើលថែប្អូនស្រីរបស់គេព្រោះគេជឿថានាងនឹងមានសុវត្ថិភាពនៅទីនោះគេប្រាប់ Colin ថានាងតែងតែជារឿយៗរើសចំណេញអាហារហើយចុងក្រោយគេសុំឲ្យ Colin ប្រាប់ប្អូនស្រីរបស់គេថាបងប្រុសរបស់នាងគឺជាទាហានដ៏អង់អាចម្នាក់ដើម្បីឲ្យនាងមានក្តីសុខពេលដឹងថាគេបានតស៊ូប្រយុទ្ធដើម្បីនាងរហូតដល់វិនាទីចុងក្រោយ Colin បានសុំទោសមិត្តរបស់គេនៅពេលដែលគេបានឮបំណងប្រាថ្នាចុងក្រោយមួយនេះសាច់រឿងក៏បានកាត់មកបច្ចុប្បន្នវិញនៅពេលនេះមិត្តទាំងពីរនាក់កំពុងតែឈរក្នុងទួលនីតិផ្ទុយគ្នាលើកនេះ Colin គឺជាអ្នកដែលត្រូវគេចងច្រវាក់ចំណែកឯ Daku គឺជាអ្នកដែលត្រូវបានគេបង្ខំឲ្យបញ្ចប់ជីវិតរបស់គេទៅវិញពេលដែល Freak សម្គាល់ឃើញថា Daku កំពុងស្ទះស្ទើរគេក៏ចោទសួរថាហេតុអ្វីបានជាគេនៅតែមិនព្រមធ្វើតាមបញ្ជារបស់គេឲ្យបានត្រឹមត្រូវទៀតបន្ទាប់មក Daku បានចេញមកការពារ Colin ហើយប្រកែកជាមួយកូនប្រុសរបស់ម្ចាស់នោះថាពួកគេមិនគួរណាសម្លាប់មនុស្សម្នាក់ដែលទើបតែជួយសង្គ្រោះពួកគេពីមាត់ជ្រោះមរណៈនោះទេ Freak ព្យាយាមលេងល្បីកខ្វក់ដោយលើកយកឈ្មោះ Erica មកនិយាយម្ដងទៀតដោយនិយាយថាតើនាងនឹងមានអារម្មណ៍យ៉ាងណាពេលដឹងថាបងប្រុសនាងបោះបង់នាងចោលដើម្បីតែមនុស្សចម្លែកដែលមិនស្គាល់គ្នាសោះនោះគេនៅតែបន្តបញ្ចុះបោះចោលគេដោយបន្ថែមការអះអាងបន្ថែមទៀតអំពីប្អូនស្រីរបស់គេ Freak និយាយថាថ្មីនេះគេទើបតែបានឮពីមេផ្ទះគ្រួសារ William ថានាងតែងតែកាត់បន្ថយរបបអាហាររបស់នាងគ្រាន់តែចង់ទិញដាវមួយធ្វើជាកាដូសម្រាប់បងប្រុសនាងហើយដោយសារតែបែបនេះនាងថែមទាំងបានសន្លប់ដោយសារការអត់ឃ្លានកាលពីមួយសប្តាហ៍មុនទៀតផងសម្ដីមួយឃ្លានេះបានធ្វើឲ្យដាគូភ័យខ្លាចភ្លាមៗហើយគេក៏បញ្ញាប់លុតជង្គង់អង្វរម្ចាស់ក្មេងនោះឲ្យជួយសង្គ្រោះប្អូនស្រីរបស់គេ Freak ដែលបានបញ្ចុះបញ្ចូលគេសម្រេចនោះក៏ប្រាប់ឲ្យគេទៅសម្លាប់ Colin វិញដើម្បីជាការដោះដូរក្នុងការជួយប្អូនស្រីរបស់គេឮបែបនេះ Colin ក៏ស្រាប់តែសើចឡើងយ៉ាងឆ្កួតលីលាពេល Freak សួរតើសើយើងអី Colin ក៏ចំអកថាម្នាក់នេះកំសាកថោកទាបជាងឆ្កែទៅទៀតហើយថែមទាំងឌឺដងថាគ្មានថ្ងៃសម្លាប់គេបានឡើយផ្ទុយទៅវិញគេស្នើឲ្យម្ចាស់នោះអនុញ្ញាតឲ្យគេនឹងដាគូវាយគ្នាដល់ស្លាប់ដោយប្រាប់ថាធ្វើបែបនេះទើបមើលទៅរំភើបជាង Freak ចាប់ផ្ដើមភ័យបន្តិចព្រោះគេមើលមិនធ្លុះថា Colin កំពុងរៀបចំផែនការអ្វីនោះទេគេសង្ស័យថា Colin ប្រហែលជាខ្លាចដាវរបស់ Empire ហើយក៏សម្រេចចិត្តយល់ព្រមតាមសំណើដើម្បីចាំមើលថានឹងមានរឿងអ្វីកើតឡើងបន្តបន្ទាប់មក Colin ក៏ងើបឈរនៅចំពោះមុខមិត្តសម្លាញ់របស់គេរៀបចំខ្លួនរួចរាល់សម្រាប់ការប្រយុទ្ធឃើញចុងដាវចង្អុលចំខ្លួនដាគូឆ្ងល់ថា Colin និយាយមែនឬអត់ហើយក៏ស្ទាក់ស្ទើរមួយផ្លែតប៉ុន្តែ Freak បានយកឈ្មោះប្អូនស្រីរបស់គេមកគំរាមបង្ខំឲ្យគេវាយបន្តទៀតដល់ចំណុចនេះ Colin បានចាប់ផ្ដើមវាយលុកបាត់ទៅហើយដោយស្ទុះទៅរកដាគូមួយទំហឹងតែម្ដងដាគូមិនបានប្រុងប្រយ័ត្នក៏ត្រូវវាយទៀតទៅក្រោយ MC របស់យើងប្រមូលស្មារតីបានភ្លាមក៏ស្ទុះចូលវាយមួយដៃទៀតតែលើកនេះការវាយប្រហាររបស់គេត្រូវដៃគូទប់ជាប់ហើយចេះតែសួរដដែលថាហេតុអីបានជាធ្វើបែបនេះហើយបង្ខំឲ្យគេត្រូវវាយតបវិញធ្វើអ្វី MC បានតបវិញជាមួយនឹងការសុំទោសហើយបញ្ជាក់យ៉ាងច្បាស់ថាគេមិនចង់ខ្លាចជាអ្នកដែលត្រូវដេកស្លាប់នៅទីនេះទេទីបំផុតរឿងនេះបានរងច្រានដាគូឲ្យបដូរមកចំហវាយប្រហារវិញដោយបង្ខំឲ្យ MC ត្រូវលោតថយក្រោយដើម្បីរក្សាចម្ងាយ
បន្ទាប់មក MC ក៏ប្រមានគូប្រកួតរបស់ខ្លួនថាគេនឹងផ្ដួលរំលំក្នុងរយៈពេលត្រឹមតែ3ក្បាច់ប៉ុណ្ណោះចរិតបែបនេះធ្វើឲ្យដាគូចាប់ផ្ដើមខឹងហើយគេក៏តបទាំងរារាក់ថាគេមិនត្រូវការដល់3ក្បាច់ទេគឺត្រឹមតែ3វិនាទីប៉ុណ្ណោះគេនឹងបញ្ចប់រឿងនេះ ការប្រកួតកាន់តែក្តៅកគុកពេលអ្នកទាំងពីរស្ទុះចូលរកគ្នាតែមុនពេលដៅអ្នកទាំងពីរប្រទះគ្នា MC បានខ្សឹបប្រាប់ថាគេគ្មានថ្ងៃបោះបង់មិត្តភ័ក្តិរបស់គេចោលឡើយសម្ដីនេះបានដាស់ការចងចាំពីអតីតកាលរបស់ដាគូធ្វើគេស្ទាក់ស្ទើរឲ្យមួយសន្ទុះដាគូយល់ច្បាស់ថាការវេគ្នានេះគ្រាន់តែជាការបង្វែរចំណាប់អារម្មណ៍ប៉ុណ្ណោះហើយគេក៏សម្រេចចិត្តលេងតាមសាច់រឿងមិត្តរបស់គេដើម្បីបង្កើតភាពវឹកវរ ភាពវឹកវរនេះបានបង្កើតចលនាប្រហោងយ៉ាងល្អដែល MC អាចប្រើដើម្បីលោតទៅមុខសម្ដៅវាយប្រហារលើ Free Hole តែម្ដង យ៉ាងណាមិញ Fred អាចទប់ដាវនោះជាប់នៅវិនាទីចុងក្រោយដោយប្រើវេទមន្តរន្ទះរបស់គេឃើញគេវាយតបតវិញបែបនេះ MC ក៏ចំអកឲ្យថាទីបំផុតក៏ចេះបង្ហាញភាពក្លាហាននិងហ៊ានរើបំរាស់នឹងគេដែរ ពេលគូនោះមិនដែលឮពាក្យចំអកនេះគេក៏ខឹងឆេវហើយប្រាប់ MC កុំឲ្យមើងងាយគេឲ្យសោះព្រោះគេមានសមត្ថភាពអាចផ្លាស់ខោទឹកនោមខ្លួនឯងបានទៅ ពេលដែល MC ត្រូវរុញថយក្រោយពួកកងដាវ Empire ក៏រៀបចំជួបវាយប្រហារតែត្រូវបានបាញ់ឈប់ដោយ Fred ដែលស្រែកប្រាប់ឲ្យពួកគេថយចេញឲ្យឆ្ងាយពេលនេះ Fred ពិតជាខឹងដាច់ក្បាលហើយប្រកាសថាគេនឹងជាអ្នកបដិសង្ខារ MC ដោយផ្ទាល់ដៃដូច្នេះគេមិនត្រូវការឲ្យនរណាមកលូកដៃឡើយ គេប្រមូលរន្ទះនៅក្នុងដៃរៀបចំវាយប្រហារដែលធ្វើឲ្យ MC ឡើងតានតឹងបន្តិចព្រោះប្រព័ន្ធ system របស់គេចាប់បានប្រភពវេទមន្តដ៏ខ្លាំងក្លាមួយដើម្បីចង់ដឹងថាខ្លួនកំពុងតទល់នឹងអ្វី Colin បានវិភាគលើកម្រិតធម៌ពលរបស់ Fred យ៉ាងយកចិត្តទុកដាក់ អាមួយនេះគ្មានសមត្ថភាពទប់ទល់វេទមន្តសោះហើយវេទមន្តរន្ទះវាក៏ត្រឹមមធ្យមដែរប៉ុន្តែប្រព័ន្ធ system នៅតែប្រមាន Colin ថាគេមិនអាចទប់ទល់វាបានទេក្នុងកម្រិត level របស់គេឥឡូវនេះ ឃើញបែបនេះអាកាំងចិត្តសឿងរបស់យើងក៏ញញឹមយ៉ាងពេញចិត្តគេចង់សាកល្បងដោយខ្លួនឯងថាតើព័ត៌មាននេះវាពិតជាត្រឹមត្រូវដែរឬអត់ ដោយបញ្ចេញថាមពលទឹកកកនៅក្នុងបាតដៃគេបានវាយបកទៅកាន់រន្ទះពណ៌ស្វាយដ៏កាចសាហាវរបស់ Fred វិញចំដោយមិនញញើតសំបីបន្តិចថាមពលទាំងពីរបានបុកទង្គិចគ្នាយ៉ាងខ្លាំងកំទេចគ្រប់យ៉ាងដែលនៅរារាំងផ្លូវរបស់ពួកវាពេលដែលមានផ្សែងធូលីហួយឡើងក្រាស់ខ្មឹកនៅចន្លោះពួកគេ Fred ឆ្ងល់ថាតើភ្នែករបស់គេកំពុងតែមើលច្រឡំឬយ៉ាងណាអជនថោទាបនេះមិនគួរនៅចេះប្រើវេទមន្តទាល់តែសោះការវាយបដូរគ្នាលើកទី1គឺស្មើដៃគ្នាឬក៏នេះគ្រាន់តែជាអ្វីដែលគេគិតដោយជឿជាក់ទៅវិញស្រាប់តែមានបំណែកទឹកកកហោះចេញពីក្រោយពពុកធូលីតែគេក៏អាចបាញ់វាឲ្យខ្លាយជាចំហាយទឹកយ៉ាងងាយស្រួលដោយក្តីភ័ន្តច្រឡំនឹងរៀងភ័យបន្តិចគេខំប្រឹងគិតថាតើទឹកកកទាំងនោះអាចហោះចេញមកពីណាបានទៅពេលនោះកំឡោះរបស់យើងក៏ចំអកឲ្យគេដោយសួរឌឺថាតើភាពអស្ចារ្យនៃវេទមន្តរបស់វារលាយបាត់តាណាអស់ហើយជាមួយនឹងក្រសែភ្នែកសម្លឹងយ៉ាងមុតស្រួចទម្លុះដល់បេះដូង Fred គេបានហៅអាកូនកាត់ខ្សែនេះនៅពាក្យដែលវាស្អប់បំផុតនោះគឺអាមនុស្សបរាជ័យអ្នកគ្រប់គ្នាហើរមាត់ធ្លាក់ចង្ការពេលឃើញមនុស្សថ្នាក់ទាបអាចរស់រានមានជីវិតពីការវាយប្រហារវេទមន្តពេញទំហឹងរបស់ពួកអភិជនដែលគូចង្អល់ថាភ្នែកគេមើលខុសឬអត់ចំណែកឯអ្នកប្រុសវ័យក្មេងវិញគឺបែកញើសប៉ុនក្របពូតអាមនុស្សថ្នាក់ទាបអាមីអាចបញ្ចេញវេទមន្តទឹកកកខ្លាំងល្មមអាចទប់ទល់ការវាយប្រហាររបស់គេបានគេខំកុហកខ្លួនឯងថាវាច្បាស់ជាប្រើល្បិចកថោកទាបអ្វីមួយហើយដោយហៅវេទមន្តរន្ទះដ៏ខ្លាំងបំផុតរបស់ខ្លួនមកអភិជននោះបានស្រែកប្រកាសថាវាជារឿងឈួតលីលាដែលជឿថាអាជនថ្នាក់ទាបអាចប្រើវេទមន្តពិតប្រាកដបានតួឯងយើងរហ័សបញ្ចេញធម្មពលអូរ៉ាពណ៌ខៀវស្រាលការពារខ្លួនឯងពីភ្លេចរន្ទះដ៏ខ្លាំងក្លាដែលកំពុងបាញ់ចូលមកតែស្រាប់តែគេទទួលបានសារព្រមានខុសពេលថាធម្មពលវេទមន្តរបស់គេបានអស់រលីងទៅហើយវេទមន្តការពាររបស់គេក៏រលាយបាត់ភ្លាមៗដែរកៅមណាបានវាយប្រហារគេយ៉ាងដំណំធ្វើឲ្យគេស្ទើរតែឈប់អញ្ចឹងនឹងដោយត្រូវយកដាវមកទប់ខ្លួនគេចាប់ផ្ដើមដឹងខ្លួនបន្តិចម្ដងថាគេត្រូវបានឡោមព័ទ្ធជុំចិត្តគ្មានផ្លូវអាចតិចខ្លួនបានទៀតទេដូច្នេះគេក៏ខំធ្មេញស៊ូទ្រាំទទួលរងការវាយប្រហារពេញទំហឹងពីរន្ទះពណ៌ស្វាយដ៏កាចសាហាវរបស់ Fred តែម្ដងអភិជននោះមិនប្រណីដៃសូម្បីបន្តិចហើយបានវាយប្រហារគេដោយចេតនាចង់លុបបំបត្តិជីវិតដ៏គួរឲ្យរំខានរបស់គេចោលជារៀងរហូតពេលដែលស្បែកគាត់កំពុងឆេះក្រោមកម្ដៅដ៏សន្ធូសន្ធូ Colin ពិតជាមានអារម្មណ៍ខកចិត្តនិងស្ដាយក្រោយយ៉ាងខ្លាំងដែលគាត់អាចនឹងចាញ់មេធ្មប់សក់ក្រហមនោះម្ដងទៀតយ៉ាងគួរឲ្យអាម៉ាស់គាត់ពិតជាមិនព្រមបណ្ដោយឲ្យអាការរស់រានមានជីវិតជាលើកទី2នេះត្រូវធ្លាក់ចូលទៅក្នុងគន្លងអាភ័ព្វដដែលនេះទៀតឡើយគាត់បានបង្ខំចិត្តបញ្ចេញធម្មពលវេទមន្តទោះបីជាពេលនេះគាត់លែងមានម៉ាណាសេះសល់នៅក្នុងខ្លួនសូម្បីតែបន្តិចក៏ដោយប្រព័ន្ធសៀវភៅវេទមន្តបានលោតសារព្រមានយ៉ាងធ្ងន់ធ្ងរថាការបញ្ចេញវេទមន្តដោយគ្មានម៉ាណានឹងធ្វើឲ្យគាត់ឈួតវង្វេងបាត់បង់ស្មារតីគ្រប់គ្រងខ្លួនឯងលេងបានជាមិនខានឡើយប៉ុន្តែទោះជាយ៉ាងណាក៏ដោយ Colin មិនបានខ្វល់ខ្វាយសូម្បីតែបន្តិចឡើយគាត់សុខចិត្តខ្លាយទៅជាមនុស្សឈួតជាជាងត្រូវស្លាប់ទាំងលិចលង់ទៅក្នុងក្តីស្ដាយក្រោយបែបនេះពណ៌ភ្នែករបស់គាត់ចាប់ផ្ដើមប្រែប្រួលបន្តិចម្ដងស្រាប់តែមានអណ្ដាតភ្លើងពណ៌ខៀវនិងពណ៌ខ្មៅដែលអាចកំបាំងមួយបានឆាបឆេះរុំព័ទ្ធពាក់កណ្ដាលខ្លួនរបស់គាត់ភ្លាមតែម្ដងត្រឹមតែប្រហែលវិនាទីប៉ុណ្ណោះពាក់កណ្ដាលខ្លួនរបស់គាត់ចាប់ផ្ដើមមានរាងកាយស្រដៀងទៅនឹងពពួកបិសាចដែលគាត់ធ្លាប់បានសម្លាប់ចោលកាលពីជាតិមុនអញ្ចឹងដែរសូម្បីតែសៀវភៅវិទ្យាមុនក៏មិនអាចវិតម្លៃដឹងថាធម៌ពលពិតរបស់គាត់មានកម្រិតណាដែរដោយវាគ្រាន់តែបង្ហាញពាក្យថាមិនស្គាល់នៅលើគ្រប់ចំណុចទាំងអស់តែម្ដងដោយមានអារម្មណ៍ដឹងថាមានធម៌ពលចម្លែកដ៏មហាសាលមួយកំពុងតែពុះកញ្ជ្រោលពេញរាងកាយរបស់ខ្លួនគាត់ថែមទាំងមិនដឹងថាគួរគិតយ៉ាងណានោះទេការឈឺក្បាលយ៉ាងខ្លាំងធ្វើឲ្យគាត់ពិបាកក្នុងការតាំងស្មារតីឬសូម្បីតែដកដង្ហើមដោយស៊ូទ្រាំនឹងការឈឺចាប់នេះអ្នកចម្បាំងដ៏ឆ្លៀវវៃយើងក៏បានសង្កេតឃើញថា Fred ហាក់ដូចជាមិនសូវមានកម្លាំងធម៌ពលសេះសល់ច្រើនប៉ុន្មាននោះដែរគាត់បានកម្ចាត់ផ្លេចបន្ទោរបស់កូនអភិជនចោលទាំងអស់ត្រឹមតែមួយការកាប់ដាវបញ្ចូលវេទមន្តដ៏ស្អាតបាតតែម្ដង Fred សម្លឹងមើលទាំងក្តីភ័យខ្លាចត្បិតគេមិនដែលធ្លាប់ឃើញវេទមន្តណាដែលគួរឲ្យរន្ធត់បែបនេះឡើយក្នុងមួយជីវិតនេះគេឈរថ្មឹងហាក់ដូចជាគាំងនៅពេលដែលតួឯករបស់យើងស្រាប់តែលោតយ៉ាងខ្ពស់ទៅលើអាកាស
ពេលដែលគាត់ចាក់ដៃរបស់ខ្លួនទៅក្នុងដីដុំតកកស្រួយដ៏ធំសម្បើមជាច្រើនក៏បានផុសចេញពីដីយ៉ាងកជ្រោលសម្ដៅត្រង់ឆ្ពោះទៅរកទីតាំងរបស់ Fritz តែម្ដង គូនអភិជននោះនៅតែជឿជាក់ថាវីតាមីនរន្ទះកម្រិតមធ្យមរបស់គេពិតជាមានថាមពលគ្រប់គ្រាន់អាចកំទេចដុំតកកដែលកំពុងតែហូរម៉ូនីតបានយ៉ាងងាយស្រួលប៉ុន្តែវាហួសពេលបាត់ទៅហើយព្រោះទើបតែពេលនេះទេដែលគេដឹងថាវាគ្រាន់តែជាល្បិចបង្វែរចំណាប់អារម្មណ៍ដើម្បីឲ្យសត្រូវរបស់គេអាចលួចរត់មកខាងក្រោយក្នុងគេតែប៉ុណ្ណោះដូចជាឃាតករដ៏ប៉ិនប្រសប់អញ្ចឹង Colin បានចូលមកពីក្រោយក្នុងខណៈពេលដែល Fritz កំពុងតែរវល់ទប់ទល់ជាមួយនឹងដុំតកកស្រួយដ៏ច្រើនសន្ធឹកសន្ធាប់ទាំងនោះ ការភ្នែករបស់ Fritz រួមតូចដោយក្តីភ័យខ្លាចហើយជីវិតចុងក្រោយរបស់គេក៏កំពុងតែលេចឡើងនៃចំពោះមុខ នៅក្នុងការខិតខំប្រឹងប្រែងតស៊ូជាលើកចុងក្រោយគេស្ទើរតែគេចផុតពីសេចក្តីស្លាប់ដោយយកសេះជាទីស្រឡាញ់របស់គេធ្វើជារបាំងការពារយ៉ាងទាន់ពេលវេលា គេចោះតាំងចំហយ៉ាងរដាប់រដប់មិននឹងណោសោះឡើយស្របពេលជាមួយគ្នានោះតួឯករបស់យើងនៅតែបន្តបញ្ចេញម៉ាណាពណ៌ខៀវដ៏មានអានុភាពដែលមើលទៅហាក់បីដូចជាគ្មានទីបញ្ចប់អញ្ចឹងដែរ ដោយសង្កេតឃើញថាការដកដង្ហើមរបស់គេហាក់មានការពិបាកខ្លាំងកូនអភិជននោះក៏ដឹងភ្លាមថាសត្រូវរបស់ខ្លួនកំពុងតែស្ថិតនៅលើគែមនៃភាពដួលរលំដោយសារតែអស់កម្លាំងខ្លាំងពេក គេក៏បានប្រើដាវជីដូរីដោយប្រមូលធម្មពលវេទមន្តភ្លេចបន្តយ៉ាងខ្លាំងក្លាមកដាក់នៅក្នុងបាតដៃរបស់គេ បុរសរបស់យើងមិនបានបង្ហាញការភ័យខ្លាចសំបីតែបន្តិចខណៈពេលដែលគាត់កាប់ផ្ដាច់រន្ទះទាំងនោះយ៉ាងងាយស្រួលព្រមទាំងប្រកាសថាដល់ពេលដែលត្រូវបញ្ចប់ការប្រយុទ្ធដ៏កំប៉ែកកំប៉ុកនេះហើយ នៅពេលដែលមុខដារបស់គាត់បានឈប់នៅក្បែរមុខដ៏ស្លេកស្លាំងរបស់កូនថៅកែនោះ Fritz ក៏បានដឹងខ្លួនថាម្ដាយរបស់គេនឹងមិនអាចមកជួយសង្គ្រោះគេបានទៀតឡើយម្ដងនេះ គេលោតថយក្រោយរួចបិទភ្នែកយ៉ាងចាត់ដោយគិតថាមកដល់ត្រឹមនេះវាគឺល្អពេកណាស់ទៅហើយសម្រាប់គេ ភ្លាមនោះរង្វង់វេទមន្តពណ៌មាសដ៏ភ្លឺចែងចាំងមួយក៏ស្រាប់តែបានជួយសង្គ្រោះគេពីការត្រូវគេចាក់ទម្លុះយ៉ាងអណោចអាធំវាបានចាស់ធម្មពលតបតទៅកាន់ Colin វិញដែលធ្វើឲ្យគាត់ខ្ទាតអូសផ្ទាល់ដីចេញទៅឆ្ងាយបន្តិចពីកន្លែងនោះ ក្មេងប្រុសទាំងពីរមើលទៅហាក់បីដូចជាភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលដែលពួកគេបានឃើញអ្នកដែលជួយសង្គ្រោះ Fritz ហើយក៏បានបញ្ជាឲ្យពួកគេបញ្ឈប់ការប្រយុទ្ធភ្លាមតែម្ដង លោកម្ចាស់ដាវរួបបានប្រាប់ទៅពួកគេទាំងពីរអ្នកថាទីនេះមិនមែនជាសង្វៀនអ្នកតស៊ូអ្វីនោះទេ ទីនេះគឺជាទីលានបរបាញ់របស់ពួកអភិជនដូច្នេះពួកគេគួរតែបញ្ឈប់ការប្រយុទ្ធដ៏គ្មានន័យនេះឲ្យបានលឿនបំផុត នៅលើក្នុងខ្សែពីដៃដ៏អង្អាចរបស់គាត់ក៏បានដោះយោបល់យ៉ាងស្ងប់ស្ងាត់ថាពួកគេអាចប្រកួតគ្នាឲ្យបានត្រឹមត្រូវនឹងជាផ្លូវការបន្ទាប់ពីពួកគេត្រឡប់ទៅភូមិគ្រីស្ទដ៏ធំនៃនរកវិញ Fritz សម្លឹងមើលទៅកាន់ឪពុករបស់គេដោយការដឹងគុណព្រមទាំងការស្អប់ខ្ពើមក្នុងពេលតែមួយចំណែកឯតួឯករបស់យើងវិញកំពុងតែសម្លឹងមើលយ៉ាងស្ងៀមស្ងាត់ដោយប្រើកែវភ្នែកដ៏ភ្លឺចែងចាំងដូចជាបិសាចរបស់គាត់ នៅពេលដែលធម្មពលវេទមន្តមិនប្រក្រតីចុងក្រោយរបស់គាត់ត្រូវអស់រលីងពីខ្លួនគាត់ក៏ដួលលុតជង្គង់ដោយអស់កម្លាំងទាំងស្រុងហើយរាងកាយក៏ត្រឡប់មករកសភាពដើមវិញបន្តិចម្ដងដោយសង្កេតឃើញធម្មពលវេទមន្តដ៏ខ្សោយប៉ុន្តែខុសប្លែកពីធម្មតាចេញពីខ្លួនរបស់គាត់លោកម្ចាស់ពិតជាមានការភ្ញាក់ផ្អើលនិងព្រួយបារម្ភយ៉ាងខ្លាំង Colin ដឹងច្បាស់ថាភាពគូថ្នាក់ត្រូវបានកន្លងផុតទៅហើយនាពេលនេះដូច្នេះគាត់ក៏បានបន្ធូរអារម្មណ៍រួចក៏សន្លប់បាត់ស្មារតីនៅកន្លែងនោះតែម្ដងទៅ រំលងផុតទៅប៉ុន្មានថ្ងៃក្រោយមកទើបគាត់បានដឹងខ្លួនឡើងវិញនៅពេលដែលគាត់បើកភ្នែកឡើងគាត់ឃើញខ្លួនឯងកំពុងតែគេងនៅលើគ្រែដ៏ទន់ល្មួយមួយនៅក្នុងបន្ទប់នៃភូមិគ្រឹះនោះ ស្រាប់តែពេលនោះគាត់ក៏មានអារម្មណ៍ក្តៅក្រហាយនៃធម្មពលវេទមន្តដែលមានទម្រង់ដូចជាបិសាចដែលធ្លាប់តែគ្រប់គ្រងរាងកាយរបស់គាត់ប្រញាប់ស្ទុះងើបអង្គុយលើគ្រែយ៉ាងលឿនដើម្បីពិនិត្យមើលខ្លួនឯងប៉ុន្តែសំណាងល្អណាស់ដែលគាត់បានត្រឡប់មកជាធម្មតាវិញដោយរូបរាងគឺមិនមានអ្វីប្រែប្រួលសោះឡើយ ខណៈដែលគាត់កំពុងតែត្រេកអរដោយស្ងៀមស្ងាត់ដែលគាត់មិនបានខ្លាចជាបិសាចមានស្នែងស្រាប់តែមានសម្លេងដ៏ទន់ភ្លន់ដែលធ្លាប់ស្គាល់មួយបានបន្លឺឡើងថាពិតជាសប្បាយចិត្តណាស់ដែលឃើញគាត់ដឹងខ្លួនឡើងវិញបែបនេះ ប្រុសសង្ហាយើងងាកទៅខាងស្ដាំក៏ឃើញដាគូដែលមានមុខមាត់មើលទៅដូចជាខ្មោចឆៅអញ្ចឹង បងប្រុសម្នាក់នេះមើលទៅហាក់បីដូចជាគាត់ជាអ្នកដែលសន្លប់បាត់បង់ស្មារតីរយៈពេល5ថ្ងៃពេញអញ្ចឹងដែរ បុរសកំសត់នោះប្រញាប់រៀបរាប់ប្រាប់គាត់យ៉ាងលឿនដោយនិយាយថាគាត់បានសន្លប់បាត់ស្មារតីហើយធ្វើឲ្យគ្រប់គ្នាមានការព្រួយបារម្ភយ៉ាងខ្លាំង មើលទៅសារ៉ាទំនងជាបានទះកំភ្លៀងគាត់ជាច្រើនដងដើម្បីឲ្យគាត់ដឹងខ្លួនឡើងវិញហើយប្រធានក្រុម Glen ត្រូវលីសែងគាត់យ៉ាងលំបាកតាំងពីទីនោះរហូតមកដល់ភូមិគ្រឹះនេះតែម្ដង សារ៉ាពិតជាមានក្តីបារម្ភខ្លាំងមែនទែនរហូតដល់ថ្នាក់យកដាវទៅជួងពួកគ្រូពេទ្យដែលនិយាយថាពួកគេនឹងត្រូវចូលក្តាមឈូសជាមួយគាត់ប្រសិនបើពួកគេមិនអាចជួយសង្គ្រោះជីវិតគាត់បានទេនោះ គាត់ហាក់ដូចជាពិបាកនឹងជឿរឿងទាំងអស់នោះណាស់ប៉ុន្តែគេមិនអាចប្រកែកបានទេថាពេលនេះគាត់ពិតជាមានអារម្មណ៍ស្រស់ស្រាយជាងពេលណាទាំងអស់ ដើម្បីទទួលបានខ្យល់អាកាសបរិសុទ្ធគាត់បានបបួលដាគូឲ្យទៅញ៉ាំអាហារពេលព្រឹកជាមួយគាត់ហើយក៏ឆ្លៀតទៅអរគុណសារ៉ាឲ្យបានត្រឹមត្រូវផងដែរ ទោះជាយ៉ាងណាក៏ដោយគាត់នៅតែមិនអាចភ្លេចទង្វើរបស់ដាគូដែលបានរក្សាការសម្ងាត់យ៉ាងល្អសម្រាប់គាត់នោះឡើយគាត់បានអរគុណមិត្តភក្តិរបស់គាត់ជាមួយនឹងស្នាមញញឹមដ៏ក្រមិចក្រមើមមួយ ដាគូធ្វើពុតដូចជាគ្មានរឿងអ្វីកើតឡើងប៉ុន្តែគេពិតជាភ្ញាក់ផ្អើលដែលឮពីអរគុណចេញពីមាត់របស់ Colin ម្ដងនេះ ពេលដើរក្នុងក្រុងពួកអ្នកបម្រើផ្សេងទៀតចាប់ផ្ដើមញ័រខ្លួនពេលឃើញតួឯករបស់យើងដើរកាត់ទីនោះ គេសម្លឹងមើលពួកគេដោយការសង្ស័យគិតក្នុងចិត្តក្រែងលោកមានអ្វីចម្លែកនៅលើមុខគេក៏ឮពួកអ្នកបម្រើស្រីខ្សឹបខ្សៀវគ្នាពីរឿងការប្រយុទ្ធដ៏ខ្លាំងក្លារបស់គេជាមួយ Fritz គេលួចដាវទៅចិត្តពួកនាងយ៉ាងស្ងៀមស្ងាត់រួចលុបបំភ័យធ្វើឲ្យពួកនាងភ័យស្លន់ស្លោហើយគេក៏សុំឲ្យពួកនាងប្រាប់ពីអ្វីដែលពួកនាងបានឮពីគេ ពួកនាងភ័យខ្លាចយ៉ាងខ្លាំងក៏ប្រញាប់រត់ចេញភ្លាមៗដោយគ្មានការស្ទាក់ស្ទើរ ដាគូពិតជាឆ្ងល់ណាស់ហេតុអ្វីបានជាពួកនាងធ្វើខ្លួនដូចជាទើបតែឃើញខ្មោចឡុងអញ្ចឹង ពេលសម្លឹងមើលមុខដ៏ស្លេកស្លាំងរបស់មិត្តភក្តិគេឲ្យចិត្ត Sherlock ក៏សន្និដ្ឋានថាពួកនាងច្បាស់ជាភ័យខ្លាចមុខដូចខ្មោចឆៅរបស់គេ ដល់គូចាប់ផ្ដើមទួញថប់ព្រោះតែគេនេះហើយទើបធ្វើឲ្យខ្លួនត្រូវអត់ងងុយ4យប់ជាប់គ្នា ដោយមិនចូលចិត្តអាកប្បកិរិយារបស់ដាគូគេក៏ស្រែកខ្លាំងៗថាគេមិនដែលសុំឲ្យឯងមកធ្វើជាអ្នកថែទាំផ្ទាល់ខ្លួនរបស់គេនោះទេ
ពេលនោះ Lieutenant Harlow បានដើរមួយជាមួយកូនចៅរបស់គេហើយចំអកឲ្យអនាគតម្ចាស់នៃ House Hall យ៉ាងពេញទំហឹង ដោយសារកំហឹងនឹងការរំខានខុសពេលពួកគេក៏ស្រែកព្រមគ្នាដាក់អាលុងនោះថានេះមិនមែនជាពេលត្រឹមត្រូវទេពួកគេថែមទាំងបង្ខំឲ្យគេសុំទោសដោយគ្មានហេតុផលអ្វីទាំងអស់ក្រោយពីចូលឆ្ងល់អស់មួយសន្ទុះមេបញ្ជាការរូបនេះក៏ប្រកាសយ៉ាងខឹងសម្បាថាគេមកទីនេះថ្ងៃនេះដើម្បីសងសឹកនឹងភាពអាម៉ាស់ដែលគេទទួលរងកាលពីប្រហែលថ្ងៃមុន ដោយសារធុញទ្រាន់នឹងការនិយាយច្រើនមិនឈប់តួឯកយើងក៏ដើរចូលទៅជិតខណៈដែលបរិះនោះកំពុងរកលេសដោះសារពីការចាញ់លើកមុនរបស់ខ្លួន មេបញ្ជាការម្នាក់នេះជឿជាក់ថាអ្វីៗនឹងប្រែប្រួលទាំងស្រុងនៅពេលនេះហើយគេនឹងអាចបង្រៀនក្មេងប្រហើនម្នាក់នេះឲ្យចងចាំទុកជាមេរៀនមិនអាចបំភ្លេចបាន បុរសនោះផ្ទាត់ម្រាមដៃហើយស្រែកហៅឈ្មោះក្រុមរបស់គេយ៉ាងខ្លាំងក្លាបំផុត ភាពស្ងៀមស្ងាត់បានកន្លងផុតទៅខណៈដែលគេឈររងចាំមើលតួឯកយើងត្រូវគេវាយឲ្យដួលនៅនឹងកន្លែងភ្លាមៗ ពេលឃើញកូនចៅឈរថ្មឹងដូចជាកូនទាវវង្វេងមេបញ្ជាការនោះក៏ជ្រួញចិញ្ចើមហើយសួរថាតើពួកវាស្រាប់តែត្រង់អស់ហើយមែនទេសម្រាប់គេសម្លេងទាត់ម្រាមដៃនោះគឺជាសញ្ញាបញ្ជាយ៉ាងច្បាស់ឲ្យពួកគេវាយប្រហារគោលដៅ កូនចៅរបស់គេស្ទាក់ស្ទើរមុននឹងរំលឹកមេធំ Big Boss Hellos ថាគោលដៅរបស់ពួកគេគឺជាបិសាចដែលបានប្រយុទ្ធយ៉ាងស៊ីសាច់ហូតឈាមជាមួយ Master Frit ដែលគូសោយបន្តិចដោយមិនភ្ញាក់ផ្អើលនឹងប្រតិកម្មរបស់ពួកគេក្រោយពីបានឃើញការប្រយុទ្ធរបស់ Colin ផ្ទាល់ភ្នែក ថ្ងៃរបស់មេបញ្ជាការនោះឡើងសរសៃប្រកាច់ដោយសារតែក្តីអាម៉ាស់យ៉ាងខ្លាំង ដោយសារកូនចៅរបស់ខ្លួនខ្វះភាពក្លាហានគេក៏សម្រេចចិត្តចូលទៅដោះស្រាយដោយផ្ទាល់ដើម្បីស្រោចស្រង់កិត្តិយសបន្តិចបន្តួចដែលនៅសេសសល់របស់គេ ពេលនោះភ្នែករបស់គេក៏សម្លឹងឃើញកូនចៅចំណិតរបស់ខ្លួនដែលកំពុងឈរនៅទីតាំងដ៏ល្អមួយ គេក៏ស្ទុះទៅចាប់កោអាវបរោះនោះទីងមុខយ៉ាងខ្លាំងរួចហៅគេថាជាសត្វឆ្កែក្បត់ម្ចាស់របស់ខ្លួន ដោយចាត់ទុកថាវាជាកំហុសធ្ងន់ធ្ងរមេបញ្ជាការនេះក៏សម្រេចចិត្តដាក់ទោសដោយខ្លួនឯងផ្ទាល់តែម្ដង អាមុខអាក្រក់នោះមួយទៅរំភើបណាស់ពេលបានវាយកូនចៅដែលគ្មានផ្លូវតវ៉ាប៉ុន្តែដាគូបានធ្វើរឿងមិននឹកស្មានដល់ដោយទប់ក្តាប់ដៃដ៏ខ្សោយនោះយ៉ាងស្ងប់ស្ងាត់ ដៃរបស់មេបញ្ជាការនោះញ័រជាប់ទាំងក្នុងការចាប់ដ៏រឹងមាំរបស់ដាគូនិយាយបញ្ជាក់ថាអាសម្រាមនេះគ្មានសិទ្ធិមកដាក់ទោសគេឡើយ បន្ទាប់មកគេក៏វាស Lieutenant Harlow ចេញយ៉ាងងាយដូចជាផ្ទះសងសាចាស់ដែលតាមតោងទៀងមិនលែងអញ្ចឹង បុរសនោះស្ទើរតែគាំងបេះដូងដោយសារភ្ញាក់ប៉ាវលគិតមិនយល់ថាកូនឆ្កែដ៏ស្ដាប់បង្គាប់ស្រាប់តែមានភាពក្លាហានមកហ៊ានប្រឆាំងនឹងខ្លួនតាំងពីពេលណាពេលលើសំឡេងឆ្លោះគ្នាយ៉ាងខ្លាំង Captain Glenn ក៏មកដល់ហើយសួរថាហេតុអីបានជាគ្រប់គ្នាមកលោឡាតាំងពីព្រលឹមបែបនេះ Marvin និង Sarah ដើរចូលមកតាមក្រោយអ្នកទាំងពីរពិតជាខឹងណាស់ដែលអាហារព្រឹកពួកគេត្រូវបានរំខាន មេបញ្ជាការនោះបញ្ចេញសំណើយ៉ាងចំអកដោយជឿជាក់ថាឆ្វាក់គ្រីចវាំងនឹងដាក់ទោសពួកអ្នកបង្ករឿងនេះឲ្យធ្ងន់ធ្ងរជាងខ្លួនធ្វើទៅទៀតហើយអេបអបនោះបញ្ញាអនគ្រប់ពួកឆ្មាំរួចនិយាយប្រចាំបច្ច័យពួកគេភ្លាមគេប្រញាប់រីកាថាគេគ្រាន់តែធ្វើទូនាទីដ៏ខ្ពង់ខ្ពស់របស់ខ្លួនដើម្បីបង្រៀនសុជីវធម៌ដល់ក្មេងប្រហើនឈូដែលកំពុងឈូកាច់ច្រៀងនៅពីក្រោយគេតែប៉ុណ្ណោះ បុរសនោះគោរព Captain Glenn ធ្វើដូចជាគ្មានរឿងអ្វីកើតឡើងអញ្ចឹង មេបញ្ជាការបង្ហាញការហួចចិត្តហើយខឹងនឹងភាពធម្មតារបស់គេពេលកំពុងនិយាយជាមួយអ្នកមានបុណ្យស័ក្តិខ្ពស់ជាង ភ្លាមនោះ Marvin ក៏ឈានជើងចូលមកផ្ទះនាយបញ្ជាការនោះចេញហើយនិយាយថាគេគ្រាន់តែសប្បាយចិត្តដែលទីបំផុត Colin បានដឹងខ្លួនឡើងវិញ ឃើញទស្សនវិជ្ជានេះមេបញ្ជាការឡើងមុខផ្លកដោយក្តីងឿងឆ្ងល់យ៉ាងខ្លាំងបំផុត ពេលនេះគេកំពុងឃើញផ្ទាល់ភ្នែកថាឆ្មាំដ៏អស្ចារ្យបំផុតប្រចាំតំបន់នេះកំពុងតែលេងសើចយ៉ាងសប្បាយជាមួយក្មេងប្រហើននោះដូចជាមិត្តសម្លាញ់ទៅវិញ មួយសន្ទុះក្រោយមកគេបានលួងលោមខ្លួនឯងថានេះគ្រាន់តែជាការយល់សប្តិទាំងគ្រុនក្តៅប៉ុណ្ណោះដោយគ្មានជំរឿសគេក៏តវ៉ាថាវាមិនសមរម្យទេដែលឆ្មាំដ៏កំពូលទៅសេពគប់ជាមួយអ្នកបម្រើថ្នាក់ទាបបែបនេះ សារ៉ាលូដៃអបស្មាដល់រឿងកំព្រឹងរបស់គេហើយប្រាប់ត្រង់ៗថាច្បាប់ដែលយាយចាស់កាត្រីណាបង្កើតឡើងគឺគ្មានន័យអ្វីសម្រាប់នាងឡើយ នាងថែមទាំងនិយាយថាសម្លេងត្អូញត្អែររបស់គេពិតជាធ្វើឲ្យនាងធន់ទ្រាំខ្លាំងណាស់ដូច្នេះគេគួរតែបិទមាត់ទៅលុះត្រាតែគេចង់ពាក់របាំងបិទភ្នែកទី2មួយទៀត ក្រោយការព្រមានដ៏ស្រទន់នេះតួឯកយើងក៏ចូលរួមញ៉ាំអាហារព្រឹកជាមួយឆ្មាំរាជវាំង គេងាកមកក្រោយជាមួយស្នាមញញឹមដ៏ក្រអូតក្រតំហើយសំទោសមេបញ្ជាការយ៉ាងសមរម្យដែលធ្វើឲ្យគេខ្មាស់គេម្ដងទៀតបន្ទាប់មកទស្សនវិជ្ជាក៏បដូរទៅកន្លែងផឹកស៊ីក្បែរនោះដែលពួកគេកំពុងអបអរសាទរការជិះសប្បាយរបស់គេ Colin សារភាពថាដើមឡើយគេគ្រាន់តែចង់ឲ្យគុណពួកគេដែលបានជួយសង្គ្រោះគេកាលពីលើកមុនប៉ុណ្ណោះតែពេលនេះមើលទៅគេបែរជាជំពាក់គុណពួកគេមួយជាន់ទៀតបាត់ទៅហើយ សារ៉ាក្រវីស្មាហើយប្រាប់ថានាងពិតជារីករាយនឹងជួយខ្លាំងណាស់ព្រោះយ៉ាងណាក៏ដោយក៏នាងមើលមុខអាំស៊ីក្បាលដំឡូងនោះមិនចូលស្រាប់ទៅហើយ ប្រធានក្រុម Glenn ក៏បានរំលឹកគេដែរថាគេពិតជាបានជួយយកអាសាពួកគេយ៉ាងច្រើនកាលនៅក្នុងព្រៃដោយក្តីសង្ស័យដាគូបានសួរសារ៉ាថាតើនាងស្គាល់អនុសន័យនោះយូរហើយឬនៅរីម្នាក់នេះស្រាប់តែឡើងកម្ដៅភ្លាមពេលនឹកឃើញដល់អាចចង្រៃខួររលីងនោះដោយចង់បន្វាយសាច់រឿងពីប្រធានបទនោះប្រធាន Glenn ក៏បដូរការសន្ទនាគាត់មានបំណងចង់ពិភាក្សារឿងនេះយូរមកហើយកងទ័ពរបស់ពួកគេនៅសល់តែអាសាររត់ឆ្នាំ 3 នាក់ប៉ុណ្ណោះហើយគាត់ចង់ឲ្យអ្នកទាំងពីរចូលរួមជាមួយ Colin នៅរក្សាភាពស្ងប់ស្ងាត់ដដែលប៉ុន្តែមិត្តរបស់គេស្ទើរតែគាំងបេះដូងទៅហើយពេលលើគំនិតដែលថាអ្នកបម្រើជំនួសម្នាក់ដូចជាគេអាចក្លាយជាសមាជិកកងទ័ពរាជវង្សជាមួយគេនោះ Glenn បញ្ជាក់ថានេះគឺជាឱកាសដ៏ធំធេងមួយព្រោះវានឹងផ្ដល់ឲ្យពួកគេនូវឯកសិទ្ធិទាំងអស់ដែលបំរុងទុកសម្រាប់តែអ្នកបម្រើថ្នាក់ខ្ពស់ប៉ុណ្ណោះតួឯករបស់យើងបដិសេធសំណើនោះដោយមិនស្ទាក់ស្ទើរសូម្បីបន្តិចដោយបញ្ជាក់ថាគេគ្មានចំណាប់អារម្មណ៍ក្នុងការធ្វើជាអសរិទ្ធឡើយគេបានសម្លឹងឃើញគោលដៅទៅលើអ្វីមួយដែលអស្ចារ្យនិងធំជាងនេះទៅទៀតហើយគេពិតជាមិនមានគម្រោងបោះបង់មហិច្ឆតាដ៏ធំរបស់ខ្លួនចោលឡើយពាក្យសម្ដីរបស់គេប៉ុណ្ណេះគឺមានឥទ្ធិពលគ្រប់គ្រាន់ក្នុងការធ្វើឲ្យវងផឹកស៊ីទាំងមូលស្រឡាំងកាំងតែម្ដងម្នាក់ក្នុងចំណោមពួកគេបានប្រាប់ឲ្យគេបោះបង់គំនិតនេះចោលទៅការខកខំដល់ល្ងងខ្លៅក្នុងការក្លាយជាម្ចាស់ត្រកូលគ្រាន់តែដោយសារគេយកឈ្នះចៅវាយនាក្មេងមិនមែនមានន័យថាគេគួរតែវាយកក្រអត់កតុំនោះទេស្រីស្រស់ម្នាក់នោះដែលកំពុងតែស្រវឹងជោគក៏និយាយកាត់ដោយកែតម្រូវប្រុសម្នាក់នេះថាអ្វីក៏ដោយដែល Colin បានប្រើវាច្បាស់ជាវេទមន្តមិនខានឡើយដោយចង្អុលមុខគេភ្លាមនាងបានសន្និដ្ឋានថា
គេច្បាស់ជាបានប្រើប្រាស់វេទមន្តអ្វីមួយយ៉ាងដើម្បីយកឈ្នះស្ដេចអាស៊ូនោះដូចគ្នា កំឡោះរបស់យើងមិនបានតបតឡើយដោយបណ្ដោយឲ្យរឿងរ៉ាវបន្តទៅមុខខណៈដែលបរិសម្នាក់ទៀតចោទសួរថាតើអតីតទាសករម្នាក់អាចមានសមត្ថភាពប្រើប្រាស់វេទមន្តទាំងនេះបានដោយរបៀបណាទៅវិញ តាចាស់នោះក៏លូកវត្តចូលមកដើម្បីដាក់សម្ពាធឲ្យក្មេងប្រុសម្នាក់នេះបកស្រាយរឿងរ៉ាវឲ្យច្បាស់ Colin គិតក្នុងចិត្តថាគេដឹងច្បាស់ណាស់ថាអ្នកទាំងនេះនឹងតាមទាន់អាកបាំងរបស់គេក្នុងពេលឆាប់ៗនេះមិនខាន ខណៈពេលដែលពួកគេកំពុងតែសម្លឹងមើលគេពេលនេះគេបែរជាសប្បាយចិត្តទៅវិញដែលបានរៀបចំរឿងប្រឌិតមួយរួចជាស្រេចធ្វើដូចជាគេជាអ្នកបូកែបោកប្រាស់ដ៏ចំណានម្នាក់អញ្ចឹង ក្រសែភ្នែកទាំងអស់កំពុងសម្លឹងមកកាន់គេនារីម្នាក់នោះហៀបនឹងចោទប្រកាន់គេពីរឿងអ្វីមួយទៅហើយ ខណៈដែល Colin កំពុងបារម្ភពីប្រតិកម្មរបស់ពួកគេនឹងដំណោះស្រាយដ៏ធំនោះការទារដ៏ល្អបំផុតរបស់នារីម្នាក់នោះគឺថាបុរសម្នាក់នេះជាអតីតអភិជនដែលធ្វើឲ្យគេភ័យខ្លាច ព្រមអ្នកនេះនៅតែភាំងខណៈដែលនាងកំពុងអួតប្រាប់គេដោយអបអរសមត្ថភាពខ្លួនឯងដែលអាចរកឃើញអត្តសញ្ញាណសម្ងាត់របស់គេ នាងស្រវឹងខ្លាំងរហូតដល់ស្មានថាប្រវត្តិពិតរបស់គេគឺជាកូនក្រៅចំណងម្នាក់ដែលបានធ្លាក់ខ្លួនខ្លាចជាទាសករហើយបេសកកម្មសំខាន់របស់គេគឺដើម្បីដណ្ដើមយកភូមិគ្រឹះដែលគេបានបាត់បង់នោះមកវិញព្រមទាំងស្ដារអំណាចរបស់ខ្លួនឡើងវិញផងដែរ វាពិតជាហួសហេតុពេកហើយសូម្បីតែសម្រាប់នាងដែលធ្វើឲ្យមិត្តរបស់ប្រុសម្នាក់នេះឆ្ងល់ថាតើនាងឈួតនេះគិតដល់រឿងនេះបានយ៉ាងម៉េចចំណាយកំឡោះរបស់យើងវិញគេគ្រាន់តែសើចប៉ុណ្ណោះ អ្វីដែលគេត្រូវធ្វើគឺគ្រាន់តែយល់ស្របជាមួយនាងដែលនេះជួយឲ្យគេបង្កើតសាច់រឿងថ្មីមួយបានយ៉ាងងាយ ពួកគេទាំងអស់គ្នាគិតថាគេនិយាយការពិតខណៈដែល Colin ថែមទាំងចាប់ផ្ដើមទួញសោកដោយរៀបរាប់ថាគេគ្រាន់តែជាអតីតអភិជនដែលវង្វេងផ្លូវឲ្យត្រូវធ្លាក់ខ្លួនធ្វើជាទាសករប៉ុណ្ណោះការនិយាយដ៏កំសត់របស់គេបង្កប់ទៅដោយមនោសញ្ចេតនាយ៉ាងខ្លាំងរហូតធ្វើឲ្យអ្នកដែលសង្ស័យគេស្រាប់តែមានក្តីអាណិតអាសូរខណៈដែលគេបដិញ្ញាថានឹងយកអ្វីៗដែលបាត់បង់ត្រឡប់មកវិញ ទោះបីជាអ្នកផ្សេងទៀតត្រូវគេបោកបានក៏ដោយក៏កំឡោះម្នាក់នេះគិតថាគ្មានផ្លូវដែលការកុហកដ៏សាមញ្ញបែបនេះអាចបោកប្រាស់ប្រធាន Clean បានដែរប៉ុន្តែការរំពឹងទុករបស់គេត្រូវបានបំផ្លាញមួយរំពេចព្រោះតាចាស់នោះក៏ជឿសាច់រឿងនេះដែរថែមទាំងយល់ព្រមលាក់វិជាការសម្ងាត់ទៀតផង Colin មានអារម្មណ៍ធូរស្រាលជាមួយប្រធានដែលគ្រាន់តែចង់ឲ្យគេលាក់បាំងធម៌ពលរបស់ខ្លួននៅចំពោះមុខលោកស្រីឬចៅហ្វាយនីក្មេងប៉ុណ្ណោះ ក្រៅពីនោះគាត់ក៏បានប្រាប់ផងដែរថាស្ដេចក្រាញ់ម៉ាគីមានការចាប់អារម្មណ៍ចង់ជួបជាមួយ Colin ដូច្នេះទស្សនវិជ្ជានេះក៏បញ្ចប់ដោយកំឡោះរបស់យើងចាក់ចេញទៅជួបគាត់ Glenn សម្លឹងមើលពីចម្ងាយដោយគិតដល់ទីក្រុង Ale ដែល Colin បានរៀបរាប់នៅក្នុងរឿងប្រឌិតរបស់គេ នៅតាមផ្លូវកំឡោះម្នាក់នោះនៅតែងឿងឆ្ងល់ថាហេតុអ្វីបានជាសាច់រឿងនោះវាដំណើរការទៅបានរលូនយ៉ាងនេះ ប៉ុន្តែអ្វីដែលកាន់តែធ្វើឲ្យគេឆ្ងល់នោះគឺហេតុអីបានជា Colin សម្រេចចិត្តជ្រើសរើសយកទីក្រុង E ទៅវិញ កំឡោះរបស់យើងតបវិញដោយបញ្ជាក់ថាទីក្រុងនោះគឺជាទីប្រជុំជនដែលនៅឆ្ងាយពីទឹកដីនេះហើយវារត់តែពិបាកក្នុងការស៊ើបអង្កេតទៅទៀត រឿងរ៉ាវអតីតអភិជននេះពិតជាផ្ដល់ប្រយោជន៍ដល់គេយ៉ាងខ្លាំងក្នុងការបញ្ចុះបញ្ចូលអ្នកដទៃនៅពេលក្រោយដោយឡែកប្រុសម្នាក់នេះក៏ចង់សួរឲ្យពីរឿងផ្សេងមួយទៀតដែរ ដោយធ្វើកាយវិការដៃកោងដូចទំពុកគេចង់ដឹងថាតើ Colin ដឹងពីរឿងក្អែកជើង3ឬមួយក៏នោះគ្រាន់តែជាបច្ចេកទេសដែលគេប្រឌិតឡើងភ្លាមៗដើម្បីបោកប្រាស់អ្នកដទៃប៉ុណ្ណោះ កាលពីពេលដែលគេបានជួយសង្គ្រោះជីវិតរបស់ដាគូគឺ Colin បានកាត់ក្បាលបិសាចធាត់នោះដាច់យ៉ាងស្អាតដោយប្រាប់ថាគេគួរតែទៅប្រាប់ដំណឹងនោះដល់ប្អូនស្រីរបស់គេដោយផ្ទាល់ ក្រៅពីនិយាយរួចគេក៏បន្តទៅកម្ចាត់បិសាច Dinosaur ទាំងអស់ប៉ុន្តែមុនពេលមុខដាវរបស់គេអាចទៅដល់មេកេរបស់វាដាវនោះក៏បញ្ឈប់ដោយសារឥទ្ធិពលនៃវេទមន្តដ៏មានអំណាចនេះទៅហើយ Colin កាំងខ្លួនឲ្យភាពញាប់អើខណៈដែលបិសាចនោះបានឌឺដងដាក់គេដែលហ៊ានមានគំនិតចង់យកឈ្នះវាបែបនេះ បន្ទាប់មកដាគូក៏ចេញមកជួយសង្គ្រោះដោយរកឃើញឱកាសល្អបំផុតដើម្បីវាយលុកទៅមុខដោយវាយប្រហារបិសាចនោះពីចំហៀងមុនពេលវាអាចវាយបកទៅវិញបាន នៅទីបំផុតអ្នកទាំងពីរអាចសម្លាប់សត្វសាហាវនោះបានដោយការវាយប្រហារព្រមគ្នាយ៉ាងម៉ឺងម៉ាត់ហើយពួកគេក៏ហែកវាជាបំណែករៀបចំដាក់លើចានស៊ូស៊ី ក្រោយមកដាគូក៏មានរឿងដ៏ចម្រូងចម្រាសជាមួយនឹងកំឡោះរបស់យើងភ្លាមៗផងដែរជាគាត់ថាជាមនុស្សមិនបានការដែលមើលមាឆន្ទៈគាត់ដូចជារឿងគួរឲ្យខ្មាស់អៀនអញ្ចឹង យ៉ាងណាពួកគេមិនអាចឆ្លោះគ្នាបានយូរទេព្រោះកំឡោះទាំងពីរត្រូវបានលោតវាយប្រហារយ៉ាងលឿនដោយពពួកបិសាចអកដ៏ធាត់អាក្រក់ឬក៏ជាអាសត្វចង្រៃអីក៏មិនដឹង ដាគូបានកាប់សម្លាប់មួយភ្លាមព្រមទាំងស្រីរអ៊ូដល់ Colin ដែលលេងសើចឈួតដែលអាចធ្វើឲ្យចំណាប់ខ្មាំងដែលគេកំពុងព្យាយាមជួយសង្គ្រោះនោះស្លាប់បានកន្លោះយើងបានប្រាប់គាត់វិញថាការស្រ័យចំណាប់ខ្មាំងនោះក៏ជួយអ្វីមិនបានដែរព្រោះពួកបិសាចច្បាស់ជាមិនលេងគេទេបន្ទាប់មកដាគូក៏បានត្អូញត្អែថាហេតុអីបានជា Colin មិនព្រមឲ្យសញ្ញាអ្វីមួយដល់គេសិនមុនពេលចាប់ផ្ដើមសកម្មភាពនេះតែកំឡោះយើងបែរជាចំអកគាត់ចំពោះការគិតថាការបង្ហាញយុទ្ធសាស្ត្រជារឿងល្អទៅវិញ ការលេងសើចរបស់ពួកគេនៅតែបន្តកំឡោះទាំងពីរឆ្លោះគ្នាខណៈពេលអ្នកផ្សេងទៀតកំពុងឈរមើលតែងឿងឆ្ងល់នៅទីបញ្ចប់មនុស្សតែពីរអ្នកដែលកំពុងឆ្លោះគ្នាគឺជាអ្នកដែលត្រូវឈរនៅខាងតែមួយសោះ បន្ទាប់មកដាគូបានធ្វើសញ្ញាពិសេសរបស់គេជារូបក្អែកជើង3ដែលគេគិតថាវាលយកប់សេរីខ្លាំងមើលទៅគេបានរៀនវាពីបរិសម្នាក់ឈ្មោះ Rowan វាគឺជាកាយវិការសហការរវាងសុពន្ធមិត្តទាំងពីរ កំឡោះយើងពិបាកក្នុងការធ្វើសញ្ញានេះណាស់ប៉ុន្តែថែមទាំងបានចំអកឲ្យដាគូដែលចង់ត្រូវគេចាប់ខ្លួនម្ដងទៀតដូចជាមនុស្សល្ងងពេលនេះ Colin បានបង្ហើបថាតាមពិតគេដឹងពីសញ្ញានេះរួចទៅហើយដោយសារតែមិត្តចាស់ដែលគេបានបាត់បង់ដែលគេចាត់ទុកជាមិត្តល្អបំផុតពេលលើកបែបនេះដាគូពិតជាភ្ញាក់ផ្អើលបន្តិចដោយឆ្ងល់ថាតើពិតជាមានមនុស្សបែបនេះនៅឯក្រុមហ៊ុនដែរឬទេសម្លេងគូទ្វារបានបន្លឺឡើងហើយទីបំផុតពួកគេទាំងពីរក៏ត្រូវបានគេហៅទៅជួបលោក Maki អ្នកគ្រប់គ្រងកំពុងមានអារម្មណ៍ល្អហើយសួរ Colin ពីអារម្មណ៍របស់គេកំឡោះយើងឆ្លើយដោយរីករាយថាឥឡូវនេះគេមិនអីទេ លោក Maki ក៏បានស្វាគមន៍ដាគូដែលបង្ហាញការគោរពបំផុតដល់ចៅហ្វាយគេ
បន្ទាប់មកក៏ចូលដល់ប្រធានបទសំខាន់ព្រោះម៉ាគីច្បាស់ជាហៅពួកគេមកដោយសារតែមានមូលហេតុហើយវាជារឿងដែលតាក់ទងនឹងហេតុការណ៍នៅកន្លែងប្រមាញ់ មែនហើយវាជាហេតុការណ៍ដែលពួកគេបានឆ្លុះគ្នាកាលពីថ្ងៃនោះវាគឺជាគំនិតដ៏អាក្រក់មួយក្នុងការប្រើប្រាស់ទីតាំងដោយគ្មានការអនុញ្ញាត លោកម៉ាគីផ្ទាល់បានដើរបរោពួកគេហើយប្រាប់ថាគាត់មានទំនាក់ទំនងជាមួយ Glenn មួយរយៈមកហើយ ពួកគេធ្លាប់ប្រជុំមុខនឹងសេចក្តីស្លាប់ជាមួយគ្នាជាច្រើនដងរហូតមកដល់ពេលនេះ ទើបសូម្បីតែក្នុងដំណាំងនេះម៉ាគីនៅតែខ្លាចបាត់បង់ពួកគេហើយគាត់គោរពយុវជនទាំងពីរនេះខ្លាំងណាស់ដែលបានជួយសង្គ្រោះមិត្តរបស់គាត់ ដែលគូបន្ថែមទាំងការសោកស្ដាយដែលចុងក្រោយមិនអាចជួយសង្គ្រោះមិត្តរួមក្រុមបានច្រើនជាងនេះដែលជាភាពបរាជ័យរបស់ពួកគេ ទោះយ៉ាងណាលោកម៉ាគីបានបន្ធូរបន្ថយកំហុសនេះដោយបញ្ជាក់ថាពួកគេមិនមានកំហុសទេហើយតាមពិតវាជាកំហុសរបស់គាត់ដែលមិនអាចទីទប់ពីការវាយប្រហាររបស់បិសាចបានលឿនជាងនេះ Colin នឹងសម្លាញ់គេបានត្រឹមមើលមុខគ្នាដោយងឿងឆ្ងល់ខណៈម៉ាគីបន្ថែមថាពួកគេប្រហែលជាធ្លាប់ឮអំពីស្ថានភាពរបស់ក្រុមអសវិនរាជវាំងពីប្រធាន Glenn ផ្ទាល់ហើយមើលទៅ ដោយសារតែពួកគេកំពុងឈរនៅមុខគាត់ពេលនេះគាត់ចង់ឲ្យ Colin ឆ្លើយម្ដងទៀត ហើយដោយការរំពឹងទុកបុរសនេះបានបដិសេធសំណើនោះយ៉ាងជឿជាក់ បន្ទាប់មកម៉ាគីក៏បង្វែរគោលដៅទៅកាន់ដាគូហើយសួរសំណួរដដែលដែលធ្វើឲ្យកំឡោះនេះភ្ញាក់ផ្អើលព្រោះគេត្រូវបានផ្ដល់សំណើផ្ទាល់ខ្លួនឲ្យខ្លាចជាទាហានរាជវាំង ដល់ការភ័យញាប់ញ័រកំឡោះនេះនិយាយថាគេខ្វះបទពិសោធន៍ណាស់សូម្បីតែតំណែងជាអ្នកយាមក៏មិនស័ក្តិសមនឹងគេដែរចុះទម្រាំតែតំណែងដ៏មានសមត្ថភាពជាទាហានរាជវាំងទៀតនោះ ដើម្បីជួយដោះស្រាយ Colin បានប្រាប់បញ្ជាក់កំឡោះនោះថាគេគួរតែនិយាយចេញពីអារម្មណ៍ពិតរបស់គេវិញល្អជាង ដោយផ្ដោតលើរឿងនោះកំឡោះនោះក៏ប្រមូលអារម្មណ៍ហើយស្រែកឡើងដោយក្តីស្រមៃចង់ខ្លាចជាទាហានរាជវាំងមួយរូប ការសម្រេចចិត្តគឺច្បាស់លាស់ណាស់ប៉ុន្តែម៉ាគីចង់ផ្ដល់រង្វាន់ដល់ Colin តាមជំរឿសរបស់គេផ្ទាល់ដែរ ដោយទទួលបានសេរីភាពបែបនេះគេក៏បាននិយាយយ៉ាងម៉ឺងម៉ាត់ពីបំណងចង់រំដោះអេរីកាដែលជាប្អូនស្រីរបស់ដាគូហើយបច្ចុប្បន្នជាអ្នកបម្រើតកូ William ជំរឿសរង្វាន់របស់គេបានធ្វើឲ្យដាគូផ្ទាល់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដែលមិននឹកស្មានដល់សោះ Colin នៅតែប្រកាន់ជំហរលើសំណើរបស់ខ្លួនដោយលើកឡើងថាបងប្អូនទាំងពីរតែងនៅជាមួយគ្នារហូតដល់ពួកគេមកដល់ត្រកូល Hall ហើយជាអកុសលរាងកាយនាងត្រូវបានគេចាត់ទុកថាខ្សោយពេកតែដាគូគ្រាន់តែចង់ឲ្យនាងនៅក្បែរគេប៉ុណ្ណោះ ម៉ាគីសួរម្ដងទៀតថាតើនោះពិតជាបំណងប្រាថ្នារបស់គេមែនទេ Colin បញ្ជាក់ថាគេមានចំណងមិត្តភាពដោយបងប្អូនជាមួយមិត្តសម្លាញ់នៅទីនេះហើយគេច្បាស់ជាមិត្តល្អបំផុតរបស់គាត់ដោយគ្មានក្តីសង្ស័យ ទើបគេមិនចង់បោះបង់គាត់ចោលនៅពេលដែលគាត់កំពុងជួបបញ្ហាបែបនេះកំឡោះនេះធ្វើមុខស្ងើចតែម្ដង គេមិនដែលរំពឹងថានឹងទទួលបានការសរសៃខ្ពស់បែបនេះទេខណៈកំឡោះយើងទាមទារឲ្យប្អូនស្រីរបស់ដាគូបានជួបគេវិញ ចំណងមិត្តភាពបែបនេះជាចំណងដោយបងប្អូនរវាងសមមិត្តធ្វើឲ្យម៉ាគីនឹកឃើញដល់សម្ព័ន្ធមិត្តរបស់គាត់ គួរឲ្យសោកស្ដាយដោយសារតែរឿងនេះពាក់ព័ន្ធនឹងត្រកូល William ដូច្នេះវានឹងមិនងាយស្រួលឬលឿននោះទេ ហើយភ្លាមៗនោះម៉ាគីសុំឲ្យដាគូចេញពីបន្ទប់សិនកំឡោះនេះត្រៀមចាក់ចេញហើយប៉ុន្តែគេនៅតែឆ្ងល់អំពីអត្តភាពរបស់ Colin ម្ដងទៀតឥឡូវនេះដោយកំឡោះយើងនៅតែឯងជាមួយបរិសសំខាន់នេះលោកម៉ាគីក៏បានលើកយកប្រធានបទមួយទៀតមកនិយាយដោយរំលឹកគេពីថ្ងៃដែលកំឡោះនេះបានប្រកួតជាមួយនឹងត្រេស កាលនោះម៉ាគីបានដឹងយ៉ាងលឿនថាគេមិនមែនជាទាសករធម្មតានោះទេ គាត់កាន់តែភ្ញាក់ផ្អើលខ្លាំងពេលឃើញ Colin អាចទប់ទល់ការវាយប្រហារវេទមន្តហើយឈ្នះការប្រកួតដោយគ្មានរបួសសោះអ្វីដែលគួរឲ្យភ្ញាក់ផ្អើលបំផុតនោះគឺរបៀបដែលគេអាចបញ្ចេញធម៌ពលមួយដែលធ្លាប់បានបង្ហាញជាច្រើនដងមកហើយ ម៉ាគីក៏ដឹងពីរឿងលាក់បាំងដែលគេបានធ្វើដាក់ប្រធានក្រុម Glenn ដែរព្រមទាំងរំលឹកពីបំណងទាមទារឋានៈអភិជនរបស់គេមកវិញ អ្វីដែលចាប់អារម្មណ៍ Colin បានហៅឈ្មោះ Maki មុនពេលបង្ហាញធម៌ពលវេទមន្តរបស់ខ្លួនបន្តិចបន្តួចដើម្បីបញ្ជាក់ប្រាប់បុរសនោះថាខ្លួនមិនមែនជាមនុស្សអស្ចារ្យនោះទេផ្ទុយទៅវិញគេគ្រាន់តែជាមនុស្សធម្មតាដែលមាននិស្ស័យជាមួយវេទមន្តប៉ុណ្ណោះ ដោយសារតែគាត់ជា Maris នោះកម្ពុជាគ្រូវេទមន្តច្បាស់ជាចាត់ទុកគេត្រឹមជាមនុស្សធម្មតាដែលមិនដឹងកលៈទេសៈប៉ុណ្ណោះ ប៉ុន្តែកម្ពុជាគ្រូវេទមន្តដដែលនេះកំពុងតែងឿងឆ្ងល់ថាតើមនុស្សធម្មតាអាចមានសមត្ថភាពបញ្ជាធម៌ពលវេទមន្តបានយ៉ាងដូចម្តេច នេះធ្វើឲ្យគាត់កាន់តែចង់ដឹងថាតើបុរសនេះពិតជាមនុស្សបែបណាឲ្យប្រកបទៅ Colin បញ្ជាក់ថាបុរសដែលឈរនៅពីមុខគេនេះគឺជា Maki ដ៏អស្ចារ្យបំផុតដែលស្រឡាញ់ប្រជាជនរបស់ខ្លួនខ្លាំងជាងគេ គាត់ផ្ដល់តម្លៃលើធម៌ពលជាងខ្សែស្រឡាយវងត្រកូល Colin ពិតជាសប្បាយចិត្តដែលទទួលបានការទទួលស្គាល់ហើយគោលដៅតែមួយគត់របស់គេគឺបន្តធ្វើការឲ្យ Marie ដើម្បីលុបបំបាត់គំនិតដែលគិតថាខ្សែស្រឡាយសំខាន់ជាងគេចោលអស់ និយាយឲ្យស្រួលស្រាប់គេចង់ខ្លាយជាម្ចាស់គ្រប់គ្រងដ៏មានអំណាចដោយគាត់ដែរព្រមទាំងមានមហិច្ឆតាដ៏ធំក្នុងការយកឈ្នះគាត់ទៀតផង Colin សារភាពថា Maki បានជួយសង្គ្រោះជីវិតគេពីរដងហេតុនេះទើបគេចង់បង្ហាញសមត្ថភាពពិតក្នុងការប្រឡងជ្រើសរើសនេះបន្ទាប់មកអ្នកគ្រប់គ្រងអាចសម្រេចចិត្តដោយខ្លួនឯងថាត្រូវប្រើគេជាអាវុធសម្រាប់គោលដៅរបស់គាត់យ៉ាងដូចម្តេច គំនិតនេះពិតជាគួរឲ្យចាប់អារម្មណ៍ដែលធ្វើឲ្យ Mary ផ្ទុះសំណើមឡើងយ៉ាងខ្លាំង គាត់ពិតជារំភើបនឹងរំពឹងទុករឿងធំៗពី Colin មុនពេលអនុញ្ញាតឲ្យចាក់ចេញ មុនចេញទៅគាត់បានសួរមួយទៀតពីយោបល់គេលើ Rowan Colin ធ្វើជាមិនដឹងដូចមិនដែលស្គាល់ឈ្មោះនេះសោះដូច្នេះ Marquis ក៏ប្រាប់ឲ្យគេចេញទៅដោយមិនបញ្យល់បន្ថែមពេលឃើញគេដើរចេញ Darius Hall ឆ្ងល់ថាហេតុអ្វីបានជាគេគិតបែបហ្នឹង គាត់បានហៅមេកា Cornell ដែលកំពុងលាក់ខ្លួនយ៉ាងស្ងៀមស្ងាត់នៅក្នុងទីងងឹត មេកាម្នាក់នេះចង់ដឹងថាក្មេងប្រុសនេះជាមនុស្សធម្មតាឬជាអច្ឆរិយបុគ្គលតាមការសង្កេតមើល Colin ហាក់ដូចជាគេមិនស្គាល់ Rowan ទេនេះមានន័យថាក្មេងនេះមិនមែនមកពី ACT ដោយដែលគេបានប្រាប់នោះឡើយវាជាការកុហកសុទ្ធសាធដូច្នេះមេកាមិនសូវទុកចិត្តគេទេហើយគិតថាវាអាចជាល្បិចអ្វីមួយព្រោះពួកគេធ្លាប់ជួបរឿងបែបនេះរួចមកហើយមើលទៅដូចជាប្រពន្ធរបស់ Maki ផ្ទាល់ក៏ធ្លាប់បានក្បត់គាត់ពីមុនមកដែរ ងាកមកវិញមេកាបានហុចសម្បត្តិមួយដែលប្រាប់ថាគាត់ទទួលបានព័ត៌មានពី Spirit Cat Darius កំពុងចាប់អារម្មណ៍ថាតើពួកគេទទួលបានព័ត៌មានប្រភេទណាខ្លះ ឈុតបន្ទាប់វាបរិយយើងបានត្រឡប់មកផ្ទះវិញហើយអង្គុយមើលរបស់ភ្លឺចាញ់ចាំងជាច្រើនដូចជាវត្ថុធាតុដើមកាត់នឹងថ្នាំវេទមន្ត នេះដោយសារតែ Colin បានយករបស់ដែលដណ្ដើមបានទៅដូរយករបស់ប្រើប្រាស់ដែលមានប្រយោជន៍ជាមួយនឹងរបស់ទាំងនេះធម៌ពលរបស់គេនឹងកើនឡើងយ៉ាងខ្លាំង ទន្ទឹមនេះឈ្មោះ Rowan ពិតជារំខានចិត្តគេណាស់ដែលធ្វើឲ្យគេឆ្ងល់ថាបរិសនេះជានរណា
គេធ្លាប់លើកឈ្មោះនេះតែម្ដងគត់កាលដែលគូបាននិយាយពីវានៅជាតិមុនប៉ុន្តែក្រៅពីនេះគឺគ្មានព័ត៌មានអ្វីផ្សេងទៀតឡើយ ហើយតាមសម្ដីរបស់ Marquez គឺហាក់ដូចជា Colin គួរតែស្គាល់បរិសម្នាក់នោះអញ្ចឹង ទោះជាយ៉ាងណាគេបានបោះក្របបង្កាំនោះចូលក្នុងបំពង់ដោយសង្ឃឹមថានឹងសួរដាក់គូពេលក្រោយបន្ទាប់មកគេកូរវាបញ្ចូលគ្នាទៅជាថ្នាំរួចផឹកចូលទៅក្នុងពោះក្រោយពេលលេបរួចអ្វីដែល Colin ធ្វើមុនគេគឺសូត្រយន្តបើកសៀវភៅវេទមន្តសៀវភៅវេទមន្តនោះបានបើកតំបន់ជាច្រើននៅចំពោះមុខហើយគេក៏បន្តលេបថ្នាំជាច្រើនដបទៀតព្រមទាំងបោះសបកដបចោលទៅក្បែរនោះដើម្បីសាកល្បងការផ្លាស់ប្ដូរថ្មី Colin ប្រមូលធម្មពលរួចសូត្រស្រូបយកដែលធ្វើឲ្យសាច់ដុំរបស់គេកន្ត្រាក់ឡើងដោយសារសម្ពាធនោះ ប្រព័ន្ធប្រាប់ពីការស្រូបយកម៉ាណានោះដោយបង្កើនកម្រិតម៉ាណារបស់គេចំនួន1ពិន្ទុ ហើយចង្រៃយកប្រព័ន្ធមួយនេះពិតជាផ្ទុយស្រឡះពីប្រព័ន្ធក្នុងរឿង Solo Leveling ទៅវិញ Colin គឺថាការលី Snow បេសាយភ្លើងជាមួយនឹងស្មៅជាតិ Sovereign អាចបង្កើនកម្រិតម៉ាណាបាន យ៉ាងហោចណាស់នេះជាព័ត៌មានដែលគេរកក្នុងសៀវភៅ តែសំបីថ្នាំបែបនេះក៏ផ្ដល់ឲ្យគេបានច្រើនបំផុតត្រឹម3ពិន្ទុដែរខណៈថ្នាំខ្លះគ្មានផ្ដល់សំបី1ពិន្ទុសោះ ទោះជាយ៉ាងណា Colin ខ្លាចបាត់បង់ការគ្រប់គ្រងពេលអស់ម៉ាណាម្ដងទៀតហេតុនេះហើយទើបគេមានបំណងពង្រឹងភាពស៊ាំវេទមន្តជាមុនសិន ទន្ទឹមនេះគេត្រូវតែសារភាពថារសជាតិរបស់វាពិតជាគួរឲ្យចង់ក្អួតមែន វាធ្វើឲ្យគេចង់ក្អួតទៅហើយការលាបវាម្ដងមួយច្បាស់ជាចំណាយពេលយូរមិនខានទេ គេខ្លាចរីកដល់ស្លាប់មុនពេលខ្លាចជាខ្លាំងដែលធ្វើឲ្យឆ្ងល់ថាតើមានវិធីស្រួលជាងនេះទេ សម្លឹងមើលកម្រិតម៉ាណាស្រាប់តែគេអានសារលោកពីប្រព័ន្ធដែលរកឃើញ Snow Bay Side ដ៏ខ្លាំងមួយ និយាយរួម Snow នេះអាចខ្លាចជាវត្ថុវេទមន្តដើម្បីជួយគេបានជាគំនិតដ៏ល្អមួយដូច្នេះគេក៏យក Snow Q នោះមកស្រាវជ្រាវបន្ថែមដើម្បីសាកល្បងប្រាវិធីនេះ គាត់ចុចលើអេក្រង់ប្រព័ន្ធដើម្បីរៀបចំការកំណត់ការតាំងសមាធិអនុញ្ញាតឲ្យគាត់ហៅរូបតំណាងបិសាចនៅក្នុងពន្លឺពណ៌មាស ដោយសៀវភៅវេទមន្តបានណែនាំគាត់ប្រមូលធម្មពលបញ្ជូនទៅកាន់ Snow Mana ដោយសម័យរូបភាពអាវុធនោះក្នុងចិត្ត គាត់គិតថាតើគួរបង្កើតអ្វីមិនយូរប៉ុន្មានគាត់ក៏សម្រេចចិត្តហើយច្បាច់គ្រាប់គ្រីស្តាល់ក្នុងដៃបង្កើតបានជាវត្ថុវេទមន្តដែលមាន Snow ពណ៌ខៀវ ដំណើរការនៃការបង្កើតនេះពិតជាអស្ចារ្យណាស់ហើយវាបញ្ចប់នៅពេលដែលពន្លឺពណ៌មាសរសាត់បាត់ទៅប្រព័ន្ធបញ្ជាក់ពីភាពជោគជ័យនៃការបង្កើតវត្ថុនេះដែលវាជាខ្សែដៃពាក់នៅលើដៃឆ្វេងរបស់គាត់ មើលចុះវាគឺជាខ្សែដៃអាហ្ស៊ូដែលមានឥទ្ធិពលពិសេសផ្ដល់អ្នកប្រើប្រាស់នៅញៀនដឹងពីធម្មជាតិយ៉ាងមុតស្រួចវាក៏មានពរជ័យដែលជួយបង្កើនធម៌ពលម៉ាណារបស់គាត់មួយពិន្ទុដោយគ្រាន់តែពាក់វាផងដែរ ទោះយ៉ាងណាដើម្បីសាកល្បងប្រសិទ្ធភាពរបស់វាគាត់បានផឹកថ្នាំមួយដបទៀតស្រាប់តែធម៌ពលរបស់គាត់កើនឡើងដល់ទៅ2ពិន្ទុ និយាយម្យ៉ាងទៀតសូម្បីតែថ្នាំធម្មតាដែលធ្លាប់ផ្ដល់ឲ្យគាត់មួយពិន្ទុពេលនេះអាចបដូរទៅជា2ពិន្ទុបានដោយសារតែខ្សែដៃមួយនេះ វាជាវត្ថុដ៏អស្ចារ្យមែនប៉ុន្តែអ្វីដែលគាត់ចង់ដឹងបំផុតនោះគឺសមត្ថភាពចម្បងដែលហៅថាញៀនដឹងពីធម្មជាតិព្រាមៗនោះអារម្មណ៍របស់គាត់ក៏ប្រែជាមុតស្រួយពេលគាត់ចាប់បានសញ្ញាអ្វីមួយនៅម្ខាងទៀតនេះទ្វារ Colin អាចដឹងថាមានមនុស្ស2នាក់ពួកគេទាំងពីរជាអ្នកបម្រើប៉ុន្តែគាត់ភ្ញាក់ផ្អើលយ៉ាងខ្លាំងរហូតស្រែកឡើងទាំងវង្វេងវង្វាន់មើលទៅហាក់ដូចជាគាត់ស្រាប់តែមានភ្នែកទិព្វ X-ray ឬនិយាយឲ្យចំទៅគឺភ្នែកមើលឃើញកម្លាំងជីវិតតែម្ដង វាក៏កាត់ឡើងដូចគ្នាពេលគាត់ក្រឡេកមើលទៅពួកឆ្មាំដែលមើលឃើញពិភពលោកក្នុងកម្រិតពណ៌ដ៏ប្លែកមួយ បន្ទាប់មកក៏សាកល្បងមើលតាម៉ាគូសនិងកាទ្រីណាផងដែរអាដាប់ភ្លើងរបស់ពួកគេគឺជាសញ្ញាបញ្ជាក់ពីទំហំម៉ាណារបស់ពួកគេទុកចំណុចទាំងអស់នោះមិនឡែកសិន Colin ស្រាប់តែឮសំឡេងខ្សៅៗបន្លឺឡើងថាវាពិតជាឃ្លានខ្លាំងណាស់